សូមទេវតាជួយខ្ញុំយាសិនធានឲ្យឆាប់រកកូនឃើញដែលបានបែកគ្នាជាច្រើនឆ្នាំលោកម្ចាស់មានដំណឹងពីអ្នកប្រុសហើយតើពេលនេះគេនៅណានៅជាងអញ្ចឹងឲ្យលឿនឡើងឆាប់ទៅទទួលកូនប្រុសរបស់យើងមកទទួលមកជាគ្រូសាយាខ្ញុំបានរកអ្នកស្នងតំណែងឃើញហើយរីករាយថ្ងៃរៀបការអ្នកម៉ាហ្វានអត់គាត់មកទទួលឈិញហើយនឹងខ្ញុំទៅតាមម្ដងទេខ្ញុំរៀបទៅហើយបានអញ្ចឹងកូនឆាប់ទៅទទួលនាងទៅបងប្អូនញាតិមកគេមកអស់ហើយពួកគេកំពុងតែរងចាំកូនកំមុំហ្នឹងបាទម៉ាកុំបារម្ភអីខ្ញុំទៅទទួលឈិញទៅឥឡូវហើយម៉ាខ្ញុំមកទទួលឈិញហើយជាហ្វានខ្ញុំនិយាយពាក្យសម្ដីអាក្រក់ស្ដាប់មុនចោះហ្នឹងសំអាងលើសមត្ថភាពឯងចាំតែនឹងកូនស្រីខ្ញុំវាមិនមែនជារឿងងាយនោះទេថ្ងៃនេះអញត្រូវតែយកភាពស្មោះត្រង់ចេញមកម៉ាកុំបារម្ភអីខ្ញុំប្រកាសជាធ្វើល្អជាមួយឈិញខ្ញុំនឹងធ្វើឲ្យជីវិតនាងមានក្តីសុខមិនបាច់ខ្វល់ពីអ្វីទាំងអស់និយាយបានល្អណាស់ឡើងទៅខាងលើទៅអរគុណណាស់ម៉ានេះជាអ្វីដែរនេះគឺជាសារពាក្យផ្លូវឯងចាប់ទទួលកូនស្រីយើងទៅឯងទៅផឹកវាអស់ម៉ាពេលរសៀលនេះទៅថ្វាយបង្គំទេវតាទៀតមិនចឹងទេស្រានេះញ៉ាំតែបន្ទួយបាត់ហើយមែនហើយមនុស្សមិនតាន់បានទទួលទៅផងឯងក៏ចាប់ប្រាប់បដូរចិត្តហើយអីបងថ្លៃស្រានេះបងត្រូវតែផឹកបើបងមិនផឹកនោះទេបងមិនអាចទទួលបងស្រីទៅបានទេបានថ្ងៃនេះខ្ញុំផឹកខ្ញុំសប្បាយចិត្តនិយាយជឿឯងមិនអាចផឹកចឹងបានទេឯងផឹកចឹងនេះសម្បខ្លាំងណាអេនិយាយជឿឯងជប់ផឹកទៅឯងល្មមជប់ផឹកហើយឯងជប់ផឹកទៅយាហ្វានអ្នកមីងយាហ្វានគេផឹកស្រាចាយ៉ាងនេះដែរហើយអ្នកមីងឲ្យគេទៅបាច់ឆោបវិញកូនស្រីយើងរៀបការទៅនោះជារឿងមួយជីវិតណាស់យើងជាម៉ាក់គេនេះទៅតែធ្វើតែគេមើលដែរហើយចំតែគេក៏ត្រូវមើលកម្រិតដែរនៅសល់ស្រាច្រើនទៀតមិនអញ្ចឹងទេពួកយើងបដូរវិធីទៅបានស្រានៅសល់1ដល់ 5000ណាបាទឲ្យលុយស្រានេះឯងមិនចាំបាច់ផឹកទេយាហ្វាននៅសល់ស្រា12ដល់ស្មើនឹង60000ឯងកាត់យ៉ាងម៉េចឱកាសយើងបានឲ្យហើយយាហ្វានឲ្យលុយឬមកផឹកស្រានោះឯងរើសមើលទៅគឺខ្ញុំនេះគឺច្រើនពេកហើយស្រានៅសល់ច្រើនទៀតបើសិនជាយើងផឹកតតែងោះខ្ញុំថាឲ្យលុយគេទៅបានយើងឲ្យសបអប៉ាមកម៉ានេះអាំងប៉ាម៉ាយកទេវគ្គនេះចាត់ទុកថាខ្ញុំកាត់ផុតហើយឡើងទៅលើចោះអរគុណម៉ាមេកាចាំងលឺដំណឹងមកថាអ្នកប្រុសគាត់នឹងរៀបការនៅថ្ងៃនេះរៀបការលោកម្ចាស់ថ្ងៃនេះអ្នកប្រុសរៀបការថាយ៉ាងម៉េចរឿងនេះឲ្យឯងចាត់ការទៅចុះពិធីមង្គលការរបស់កូនប្រុសរបស់យើងត្រូវតែរៀបចំឲ្យអ៊ូអរធំដុំបាទលោកម្ចាស់លីសៀកូនឆាប់ទៅទិញក្រុមហ៊ុនធានហៅទៅ3ថ្ងៃក្រោយនឹងធ្វើកម្មវិធីប្រកាសពីសមាជិកភាពរបស់អ្នកប្រុសយើងត្រូវរៀបចំកម្មវិធីមង្គលការដ៏ធំជាងគេលើលោកឲ្យអ្នកប្រុសចាំលោកប៉ាត្រៀមខ្លួនហើយណាតោះទៅអ្នកទាំងពីរខ្ញុំមកទទួលជិះហើយអ្នកទាំងពីរជួយបើកទ្វារបន្តិចទៅអូអាំងប៉ាណែឲ្យពួកនេះស៊ូយីណែអាយ៉ាចាំទទួលកូនកំមុំមីងមិននិយាយដាក់ថ្នាក់នឹងនោះទេមនុស្សប្រុសហ្នឹងបានកាន់តែញីគឺកាន់តែមិនចេះថែរក្សានិយាយទៅបើសិនជាងាយយកបានយ៉ាងនេះមិននឹងអាចបញ្ជាក់បានថាស្មោះត្រង់ជាមួយនឹងបងស្រីខ្ញុំទៅមែនហើយអញ្ចឹងអ្នកនរគ្នានិយាយមកចង់ខ្ញុំធ្វើអីទៀតអានោះបើកទ្វារ 100,000បើកទ្វារ 100,000ណាម៉ាកាលពីដំបូងក៏មិនបានបញ្ជាក់ប្រាប់ខ្ញុំថាយ៉ាងនេះដែរពេលវេលាគេយ៉ាងនេះខ្ញុំទៅរកលុយពីណាមកទៅយើងមិនខ្វល់ថាឯងបានលុយមកពីណានោះទេបើគ្មានលុយទេកុំគិតថាចូលបានតែសោះហ្នឹងពួកនាងមានគេខ្មាស់មិនចេះខ្មាស់គេទេគ្រាន់តែឡើងមកអស់60000ទៅហើយនេះទៅថ្លៃចូល100,000ទៀតនេះជាមង្គលការដែរទេចុះថ្លៃគេមិនតែបានទេនៅទីទីឲ្យច្រើនម្លេះលីឆាំងនេះយើងនិយាយខុសមែនទេអញ្ចឹងមង្គលការនេះមិនបាច់រៀបការទេពួកគេកំពុងធ្វើបាបឯងពួកគេទុកឯងដូចជា ATM អញ្ចឹងតើឯងមានដឹងដែរទេលីឆាំងតើឯងមានលុយដែរទេយាហ្វាននេះគឺស្ទើរតែចង់ក្បាលឯងទៅហើយនេះឯងគ្មានភាពជាកូនប្រុសទេនៅតែ1ម៉ោងទៀតនេះគឺ10កម្មវិធីចាប់ផ្ដើមហើយម៉ាក់យើងហើយពួកគេគាត់តែចាំតែស្ថានភាពឯណោះត្រឹមបន្តិចណាយើងនឹងមាន30000បាញ់ទៅហើយម៉ាក់គឺខ្ញុំរកបាន50000ហើយតើបានដែរទេបងថ្លៃនេះបងតថ្លៃហ៎ខ្វះតែមួយសេងក៏មិនបានដែរមកលោករៀបការចឹងសម្បត្តិតែលុយ100000ក៏គ្មានផងមកលោកនេះបាច់ជាពួយខ្មាស់គេខ្លាំងណាស់ប្រាក់ខែនេះតែ3000សោះនេះនិយាយបែបនេះអញ្ចឹងយើងយក100000ឲ្យមកយើងមកអីយាហ្វានគេខំប្រមាថឲ្យស៊ូយីមិនបាច់ជាអាចទៅជួយនិយាយមនុស្សបែបនេះទៅវិញខ្ញុំត្រូវតែថាយាហ្វានគេខំរកលុយយ៉ាងនេះគេមិនដែលឧទាហរណ៍បាត់ទេពួកយើងមិនទូថាគេបែបនេះនោះទេ
ចឹងនៃរបស់នាងនោះគឺនាងអាណិតគេមែនទេមិនអញ្ចឹងបែបនេះទៅចុះលុយដែលគេខ្វះនោះនាងជាអ្នកបន្ថែមឲ្យគេទៅខ្ញុំអត់តែចាំបានខ្ញុំអាចឲ្យគេច្រើនជាងនេះផងម៉ាមើលទៅតើសុំប៉ុណ្ណឹងសិនបានទេពួកយើងរៀបការសិនចាំពេលមកគោលការណ៍ចាប់ហើយខ្ញុំរកលុយមកបន្ថែមបងគឺបានល្អដែរតាបងមិនចង់ឲ្យលុយអញ្ចឹងពួកយើងក៏រយណាទៅមែនហើយលោកតាទៅយកលុយចេញមកអញ្ចឹងគ្មានអីត្រូវនិយាយគ្នាទៀតទេយ៉ាហ្វានខ្ញុំឲ្យលោកចេញសុយលុយនេះខ្ញុំមិនអាចយកបានទេដល់ពេលនេះទៅហើយលោកយកទៅចាំតើលោកជាមួយឈិញឈិញជាមួយគ្នាដល់ចាស់សាក់ស្អីសុយអរគុណច្រើនណាស់ខ្ញុំនឹងមិនភ្លេចគុណនាងលើកនេះនោះទេយ៉ាហ្វានចាំតើលោកមានក្តីសុំម៉ាប៉ុណ្ណឹងបានហើយណាយាហ្វានមិនមែនខ្ញុំមានចេតនាធ្វើបាបឯងទេតែខ្ញុំជាម៉ាក់ឈិញឈិញខ្ញុំត្រូវតែធានាបានថាមនុស្សដែលឈិញឈិញរៀបការជាមួយនោះគឺជាមនុស្សដែលមានសមត្ថភាពឲ្យនាងរស់នៅបានសុខឯងយល់ដែរទេល្អឯងចូលទៅចោះហ្នឹងអរគុណម៉ាក់ជិញបងមកទទួលអូនហើយយាហ្វាននេះលោកមកតខលអីទៅនេះមកទាន់ពាក្យឆ្លងទេមានពាក្យតទៀតនោះគឺប្រកាសហើយលោកត្រូវសូត្រច្បាប់ប្រោះឲ្យជាប់ច្បាប់ប្រោះល្អហើយនេះលោកភ្លេចហើយមកតែលោកមិនបានទុកឈិញឈិញយើងនៅក្នុងចិត្តទេមិនថ្ងៃទៅខ្ញុំមិនអាចទុកឈិញឈិញនៅក្នុងចិត្តនោះខ្ញុំខ្វល់ពីប្រពន្ធវាជារឿងដែលសំខាន់ជាងគេជាភាពអាម៉ាត់ដែលមកទុកប្រពន្ធក្នុងកាយភ្នែកបម្រើប្រពន្ធជារឿងសំខាន់ប្រកាន់មកទុកប្រពន្ធជារឿងខ្មាស់គេប្រកបប្រាក់ខែវាជារឿងល្អណាស់ការលាក់លុយពីប្រពន្ធជារឿងល្អទេបានហើយឈិញឈិញជប់សិននៅវាចុងក្រោយមួយទៀតនេះនឹងមានពាក្យចុងក្រោយមួយទៀតនេះគឺជាសម្បត្តិបញ្ជាក់ក្នុងនេះគឺមានច្បាប់ខ្លះបើសិនជាឯងរៀបការឲ្យអាចគ្រប់បានគឺឯងអាចយកឈិញឈិញទៅបានហើយបានម៉ាក់និយាយមកទី1រាល់ប្រាក់ខែទាំងអស់ត្រូវតែប្រគល់មកឲ្យប្រពន្ធហើយលុយចាយប្រចាំខែគឺខាងស្រីជាអ្នកកំណត់ទី3រាល់ពេលទ្រព្យសម្បត្តិរបស់ខាងប្រុសទាំងអស់មុនពេលរៀបការត្រូវតែប្រគល់មកខាងស្រីជាទ្រព្យសម្បត្តិរួមទី3ទី4ទី5ទី6ពេលមានកូនត្រូវដាក់ប្រគល់ខាងស្រីទី7ពេលរៀបការរួចហើយខាងប្រុសត្រូវធ្វើកិច្ចការផ្ទះទាំងអស់ទី8មិនថាភាគីខាងប្រុសឬខាងណាទេត្រូវហៅត្រូវតែមកភ្លាមមិនអាចរកលេសបដិសេធបានទេទី9ក្រោយពីពេលរៀបការហើយមិនអាចនៅជាមួយម៉ែក្មេកឲ្យក្មេកបានទេពិតជាមានរឿងអីកើតឡើងរឿងលុយកាក់ខាងប្រុសត្រូវចោះចេញតែខ្លួនទៅទេប៉ុណ្ណឹងធ្វើបានអត់ហើយឈិញឈិញពិតជាល្អមែនបើជាប្រមកាត់កូនឲ្យគេទៅវិញកូនដាក់តកូនតាមស្រីទៅហើយមានខ្វះនេះទេមនុស្សស្រីពពុះកូន10ខែលំបាកវេទនាណាស់មកកាត់កូនឲ្យត្រូវចិញ្ចឹមកូនទៀតដាក់តកូនខាងស្រីតើមានអីខុសទៅយ៉ាងម៉េចទៀតនេះគឺមានតែពួកនេះជាអ្នកលះបង់ហើយចូលឡានផ្ទះថ្លៃបណ្ណាការមានមួយណាដែលពួកយើងមិនទិញនោះទិញផ្ទះទិញឡានមិនមែនពួកយើងជាអ្នកបង្ខំឯណាបើលោកខ្លាំងមែនក៏មករៀបការអីនោះគឺជាមុខមាត់របស់ពួកលោកទេសុខចិត្តធ្វើតែខ្លួនឯងទៅអីលាវគ្មានប្រុសណាដែលមានបំណងទិញផ្ទះទេពួកគេធ្វើនោះគឺដោយក្តីស្រឡាញ់យាហ្វានលក្ខខណ្ឌទាំងអស់នេះឯងព្រមទេតែទៅយូរយ៉ាងនេះគេប្រហែលជាគិតចំណេញខាត់ហើយឈិញឈិញឯងគិតតែច្បាស់ទៅមនុស្សប្រុសដែលគេស្រឡាញ់ឯងពិតប្រាកដមិនបាច់ឲ្យឯងនិយាយទេគេនឹងធ្វើឯងហើយនឹងសាកសមទៀតមានតែមនុស្សប្រុសខ្លះមានបាត់មកទៅឯងមកសម្លឹកយើងធ្វើអីឯងគ្មានសមត្ថភាពអីតែចរិតធំណាស់យើងនេះបាត់មកអីលាវយើងជាមនុស្សស្រីឯងហ៊ានវាយើងផងអាមនុស្សចោលមកសៀតឯងការប្រពន្ធឯងបែរជាកម្រិះរារៃច្រើនឯងមើលរូបរាងរបស់ឯងទៅឯងមានមុខមាត់ស្អីទៅអូឯងហ៊ានវាយើងផងហ្វានលើកធ្វើអីហ្នឹងឈិញឈិញទីបំផុតនេះព្រមហាត់បាននិយាយហើយពួកយើងមកតាក់ទងគ្នា3ឆ្នាំជាងពាក្យសម្ដីប្រកែមុននេះតាមបានន័យថាម៉េចបានន័យថាយ៉ាងម៉េចទៅជាហ្វានក្រែងលោកនិយាយថាល្អដាក់ខ្ញុំនោះនេះខ្ញុំមិនល្អជាមួយនាងទេចាំមុននេះលោកសង្ស័យខ្ញុំមានន័យថាម៉េចខ្ញុំមិនបានតែសង្ស័យនាងឯណាខ្ញុំគ្រាន់តែសួររឿងលុយលក្ខខណ្ឌពួកគេនិយាយបានន័យថាម៉េចលោកមកទៅលោកមិនថាលោកមិនសង្ស័យខ្ញុំទៀតហើយលោកកំពុងតែសង្ស័យខ្ញុំច្បាស់ណាស់ជាហ្វានលោកប្រែហើយលោកកាពីមុនមិនមែនចឹងទេកាពីមុនខ្ញុំនិយាយអីក៏លោកព្រមតាមខ្ញុំភ្លាមហើយថែមទាំងថ្ងៃនេះជាថ្ងៃមង្គលការរបស់យើងទាំងពីរនាក់ទៀតខ្ញុំឈ្នះមិនបានទេខ្ញុំមិនតាស់នាងឯណាទៅតែវាក៏ត្រូវមានកម្រិតដែរនៃរបស់លោកខ្ញុំរករឿងខុសរបៀបទេជាហ្វាននេះពួកយើងមិនទាន់រៀបការជាមួយគ្នាទេនេះលោកគ្មានអីអត់មកជាមួយនឹងខ្ញុំតិចផងទេនេះបើខ្ញុំពិតជារៀបការជាមួយនឹងលោកមែនលោកគឺអាចអត់មកជាមួយខ្ញុំបានទេលោកមើលទៅតែនេះសំបីតែលងលំក៏លោកជិលធ្វើដែរខ្ញុំពិតជាមិនហ៊ានគិតមែនថាខ្ញុំត្រូវរៀបការជាមួយលោកនោះបើសិនជាខ្ញុំរៀបការមែនជាហ្វានលោកមិនខ្លួនឯងទេសុំទោសឈិញឈិញមុននេះចរិតខ្ញុំមិនល្អខ្ញុំសុំទោសចំពោះនាងជាហ្វានមានរឿងអីលោកមិនអាចនិយាយស្រួលជាមួយខ្ញុំទេហើយអីមកជាលោកចាំបាច់ឆ្លៃសម្រាប់ដាក់ខ្ញុំចឹងខ្ញុំប្រាប់លោកទៅចោះពេលនេះខ្ញុំខាងលោកខ្លាំងណាស់សុំទោសផងខ្ញុំខុសហើយមិនគ្រប់ទេលោកត្រូវតែលត់កំប៉ុងសុំទោសខ្ញុំឈិញឈិញមិនបានជានាងធ្វើបាបជាហ្វានយ៉ាងម៉េចសំបីតែរបៀបសុំទោសមិនចេះផងនោះគេហៅថាសុំទោសដែរទេឈិញឈិញឯងមើលទៅគេមិនព្រមលត់កំប៉ុងទេនិយាយទៅមកវត្តសំខាន់ជាងប្រពន្ធហើយឈិញខ្ញុំសុំទោសផងមុននេះគឺខ្ញុំមិនល្អគឺខ្ញុំធ្វើឲ្យនាងខាងហើយសុំនាងលើកលែងទោសខ្ញុំផងក្បាលដល់ដីខ្ញុំប្រាប់ដល់3 1 2លើកនេះខ្ញុំលើកលែងឲ្យតែបើមានលើកក្រោយទៀតលោកនៅម្នាក់ឯងទៅឈិញពេលនេះមានតែចែកចិត្តហើយពេលនេះខ្ញុំអាចនិយាយជាមួយនាងពីរឿងលក្ខខណ្ឌនោះតាមបានដែរទេលក្ខខណ្ឌទាំងនេះខ្ញុំសិតតែពិភាក្សាគ្នាជាមួយម៉ាក់តើមានបញ្ហាអីមែនទេមានលក្ខខណ្ឌខ្លះខ្ញុំមិនអាចទទួលយកបានទេយាហ្វានលោកស្រឡាញ់លោកថាធ្វើតាមខ្ញុំគ្រប់យ៉ាងពេលនេះលោកថាធ្វើមិនបានទេមិនទេខ្ញុំគ្មានអីបាននេះទេនេះស្រាប់ខ្ញុំបោះស្រាយសិនគឺបែបនេះលក្ខខណ្ឌរៀបការឲ្យប្រកបប្រាក់ខែទាំងអស់នោះគ្មានបញ្ហាទេខ្ញុំអាចទំនាក់ទំនងជាមួយគេផ្ទុយទាំងអស់គ្មានបញ្ហាទេសូម្បីតែរឿងដាក់តកូលតាមនាងក៏ខ្ញុំគ្មានបញ្ហាដែរតែខ្ញុំមានចំណុចមួយម៉ាក់ខ្ញុំត្រូវតែនៅជាមួយពួកយើងមិនមែនទេពួកយើងរស់នៅជាមួយគ្នាពីរនាក់ហើយម៉ាក់លោករើមិននៅជាមួយពួកយើងនេះមានន័យថាម៉េចទៅនេះកំពុងអាថឹងអីនេះស្រាប់ខ្ញុំនិយាយសិនពេលនេះមានរឿងមួយផ្ទះរៀបការរបស់យើងគឺម៉ាក់របស់ខ្ញុំលោកផ្ទះរបស់គាត់ទាំងមូលយកញើសឈើរបស់គាត់មកទីផ្ទះថ្មីយើងនោះបាននេះមកគាត់នៅចឹងគាត់គ្មានកន្លែងនៅទេខ្ញុំមកខ្វះទេនេះជាផ្ទះរៀបការរបស់ពួកយើងស្មាងអីឲ្យម៉ាក់លោកមកនៅនោះនេះមកឲ្យគាត់ទៅទីនោះចឹងនេះឲ្យគាត់ទៅណាទៅនោះគឺជារឿងរបស់គេមិនមែនជារឿងរបស់ខ្ញុំទេស្មាងអីខ្ញុំព្រមនោះ
នោះក៏មករបស់ខ្ញុំគាត់បង្កើតខ្ញុំគាត់ចិញ្ចឹមខ្ញុំឡើងមកដើម្បីខ្ញុំរៀបការក៏លោកចាស់ចង់ឲ្យទៅទិញតែថ្មីនោះគាត់ឲ្យគាត់ដល់ខ្ញុំជំនួសដែរទេ អញ្ចឹងលោកមានក៏ដល់ខ្ញុំដែរទេបញ្ហារវាងកបសាហើយនឹងម៉ែក្មេកតើច្រើនប៉ុណ្ណាដែរទេខ្ញុំថាលោកមានកំណត់មិនចង់ឲ្យខ្ញុំរស់នៅបានសុខជាងនេះទេ អញ្ចឹងសម្រាប់អីមករបស់នាងអាចមកនៅនោះ ម៉ាក់ខ្ញុំគាត់ចិញ្ចឹមខ្ញុំ20ឆ្នាំជាងគាត់មករស់នៅជាមួយខ្ញុំមិនបានទេ អញ្ចឹងមកខ្ញុំក៏ចិញ្ចឹមខ្ញុំ20ឆ្នាំដែរគាត់មកសោយសុខវាមិនមែនជារឿងសំគួរទេហើយថែមទាំងម៉ាក់នាងមានផ្ទះស្រាប់ទៅហើយតែម៉ាក់ខ្ញុំក៏លោកផ្ទះខ្លួនឯងបានហើយ ខ្ញុំបាននិយាយហើយម៉ាក់លោកគ្មានផ្ទះណានោះគឺជាបញ្ហារបស់គ្រួសារលោកគ្មានអីពាក់ព័ន្ធជាមួយនឹងគ្រួសារខ្ញុំទេជាហ្វានបើសិនជាលោកមានសមត្ថភាពនោះលោកអាចទិញផ្ទះម៉ាក់លោកនៅទៅនេះមិនមែនជាការលំបាកទេ ចិញ្ចឹមខ្ញុំដើម្បីរៀបការជាមួយនាងបារៃក៏ខ្ញុំផ្ដាច់ស្រាក៏ខ្ញុំផ្ដាច់ថ្លៃបណ្ដាការ28,000ក៏ខ្ញុំឲ្យនាងចង់បានមុខមាត់នាងចង់បានភាពទំនើបខ្ញុំបានកត់ស្នាគារលំដាប់កាយ5ទៀតខ្ញុំទិញស្រាល្អមកនាងនិយាយថានាងមានបងប្អូនប្រុសលុយបណ្ដាការបានមកឲ្យគ្រួសារខាងស្រីខ្ញុំយល់ថានាងគ្មានទ្រព្យសម្បត្តិខាងស្រីខ្ញុំក៏ថាអីសូម្បីមុននេះម៉ាក់នាងបានទាលុយ16,000ពីខ្ញុំក៏ខ្ញុំថាអីដែរតែខ្ញុំជាមនុស្សខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេខ្ញុំខំប្រឹងណាស់ហើយហេតុអីក៏នៅមិនគ្រប់ទៀតបើអញ្ចឹងនាងឆាប់ប្រាប់ខ្ញុំមកខ្ញុំគូខំប្រឹងបែបណាទើបអាចគ្រប់គ្រាន់នៅក្នុងកាយភ្នែករបស់នាងទៀតនោះហ៎ ជាហ្វាននេះលោកមានន័យថាម៉េចហ្នឹងនេះលោកកំពុងតែកាត់បញ្ជាជាមួយខ្ញុំមែនទេគឺលោកជាអ្នកនិយាយនឹងរកលុយចិញ្ចឹមខ្ញុំពេលនេះលោកក៏ថារៀបការជាមួយខ្ញុំត្រូវចាយលុយហើយផ្ដាច់ក្រោយណាស់មែនទេ បើគ្មានបានការមែននៅពេលប្រកាន់ទៀតយីហ្វានឯមើលរូបនេះឯនៅពេលនេះដូចជាមនុស្សប្រុសដែរទេ ជាហ្វានយើងចិញ្ចឹមកូនស្រីយើងចាំឆ្នាំនេះមិនមែនឯងធ្វើបាបទេ បាទ ជាហ្វានលោកមិនចូលទៀតទេគឺមកពីខ្លួនឯងទេដែលគ្មានលុយគ្មានសមត្ថភាពហើយបានជាម៉ាក់របស់លោកគ្មានកន្លែងនៅហើយចង់យកម៉ាក់របស់លោកមកចងជាប់ជាមួយនឹងពួកយើងស្មានអីទៅបើសិនជាលោកកំរិះបែបនេះគឺខ្ញុំមិនអាចរៀបការទេឈិញឯងល្មមមកបានហើយជាហ្វានគេខំប្រដៅតែឯងមួយសូម្បីតែពេលលោកគ្មានដែរឯងនៅមកបន្តគេទៀតឯងធ្វើបែបនេះសមដែរទេឯងបិទមាត់ទេ នាងពេលដែលត្រូវបិទមាត់នោះនាងមកការយកនាងឯងផងនាងកុំគិតថាខ្ញុំមិនដឹងថានាងរើសអើងតែខ្ញុំជាគ្រូសាស្ត្រអ្នកក្រនាងកុំគិតថាខ្ញុំមិនសោះជាមួយនាងមានវិធីមុខមាត់ណាយកទៅយកនាងបានតែខ្ញុំប្រាប់នាងទៅចុះបើមិនមែនខ្ញុំលើកនាងដាក់លើជើងពីនទេនាងស្អីក៏មិនមានដែរ ជាហ្វានលោកដឹងថាមនុស្សប្រុសប្រាជ្ញនៅលើលោកនេះគឺជាអ្នកណាដែរទេគឺលោកខំប្រឹងរកលុយយ៉ាងម៉េចទៅមើលថែគ្រួសារក៏មិនកើតលុយក៏រកមិនបានលោកអាយុ30ទៅហើយសូម្បីតែលុយរៀបការក៏គ្មានដែរជាហ្វានយើងប្រាប់លោកចាស់យើងលាវឈីងព្រមរៀបការជាមួយលោកជាគុណបុត្ររបស់លោកពីជាតិមុនហើយក្រៅពីខ្ញុំតែអ្នកណារៀបការជាមួយលោកទៅប្រាក់ខែតែ3000នោះ សុយខ្ញុំនឹងថាពេលនេះខ្ញុំគ្មានអីទេតែខ្ញុំនឹងព្យាយាមឲ្យជាមួយនឹងនាងឲ្យអស់ពីសមត្ថភាពនាងយកព្រមរៀបការជាមួយខ្ញុំទេ ខ្ញុំយល់ព្រម មេការជាងមកដល់ហើយ ពិតជាគួរឲ្យអស់សម្ដេចមែនជាហ្វានលោកបានន័យថាម៉េចហ្នឹងលោកបែរជាសំស្រីផ្សេងរៀបការនៅក្នុងគោលការណ៍របស់ខ្ញុំទៅវិញលោកចង់ធ្វើអីហ្នឹង នាងក៏មិនចេះដឹង នៅមាននាងទីសុយនាងពិតជាគ្មានទេខ្មាស់មែននាងបាត់បាត់ទេ ល្អណាស់អញ្ចឹងតាមបានជាមុននេះនាងជួយវាណាតាមពិតនាងបានតាក់ទងជាមួយនឹងវាយូរហើយមកស្រីគេបែរជាលុយក្បត់ខាងក្រៅក្នុងទៅវិញ តាមពិតឯងលោកមានស្រីផ្សេងទៅហើយឯងត្រូវតែបកស្រាយរឿងនេះឲ្យយើង ពួកនាងចង់គិតយ៉ាងម៉េចក៏គិតទៅហេនេះអាចចង់ទៅអញ្ចឹងអីតែឯងចង់យ៉ាងម៉េចឯងបានមកផ្លាច់មកស្រីរយៈពេល5ឆ្នាំឯងត្រូវសងលុយថ្លៃគាត់ជំនួយ750,000មួយសៀនក៏មិនខ្វះដែរគ្រួសារពួកនាងណាពិតជាធ្វើឲ្យខ្ញុំនេះភ្លេចភ្នែកមែនទេកុំនិយាយអត់ប្រយោជន៍បើថ្ងៃនេះមិនឲ្យលុយទេអញ្ចឹងកុំគិតថាអ្នកណាអាចចេញពីទីនេះបានសោះចង់បានលុយទេជាសពទៅដេកជាសពហើយបងស្រី ជាហ្វានលោកបែរជាហ៊ានវាបងខ្ញុំផង នាងមិនបានលើកគេនិយាយមុននេះថាយ៉ាងម៉េចខ្លះទេ ហើយវាយ៉ាងម៉េចទៅគេជាប្អូនប្រាប់បង្ការរបស់ខ្ញុំនោះមិនថាគេធ្វើយ៉ាងណាទេវាមិនមែនជាហេតុផលលោកដែរលោកត្រូវសុំទោសគេភ្លាម នោះគឺគេជាអ្នកខុសសម្អាងឯងយើងសុំទោសនោះសិឈិញនាងពិតជាមនុស្សដែលតម្លាក់អូនប្រុសនាងឲ្យឡើងអាក្រក់មែនកាលពីមុនយើងឆ្លងជាមួយនឹងនាងនោះក៏ព្រោះតែយើងស្រឡាញ់នាងតែក្រោយមកនាងក៏គិតថាប៉ះយើងបានតែសោះនាងត្រូវតែយកលុយថ្លៃបណ្ដាការដែលខ្ញុំឲ្យទៅនាងជាមួយលុយដែលម៉ាក់នាងចំណិតពីខ្ញុំ16,000ក្នុងរយៈពេល3ខែមិនអញ្ចឹងទេនាងប្រកាសជាមិនល្អមើលជាមិនខានទៅយើងយេវ៉ាន់ស៊ូជីពួកឆ្កែប្រុសស្រីយើងនឹងធ្វើឲ្យពួកឯងល្អមើលមិនខាន មកស្រីយូហ្វានអាចថ្ងៃនោះបែរជាធ្វើឲ្យគ្រួសារយ៉ាងម៉ាស់មុខកំហឹងនេះខ្ញុំត្រូវតែសងសឹកវិញ ត្រូវហើយវាជាស្អីទៅបែរជាចង់បានលុយវិញចឹងហ៎ខ្ញុំផ្លូវទេស៊ូជីយេវ៉ាន់យើងមិនដោះលែងពួកឯងទេលើកនេះ លោកមេការជាងគ្រួសារយាមកដល់ហើយ គ្រួសារជីអី គឺជាមហាសេដ្ឋីដែលមានលុយច្រើនជាមហាសេដ្ឋីធំជាងគេនោះហើយ គ្រួសារអ្នកមានដូចជាគ្រួសារយានោះមកផ្ទះយើងធ្វើអីទៅ ខ្ញុំមេការគ្រួសារយាជាងពន្លាកសូមគោរពអ្នកស្រីតូចអ្នក អ្នកស្រីតូច បងស្រីបងត្រូវអ្នកប្រុសយាពេញចិត្តហើយមង្គលការបែរជាធ្វើតូចតាចបែបនេះនេះជាលក្ខណៈរបស់ក្រុមហ៊ុន DC របស់ពួកយើង3ថ្ងៃក្រោយលោកម្ចាស់នឹងបើកកម្មវិធីរៀបការឲ្យអ្នកប្រុសជាមួយអ្នកស្រីបានអធិដ្ឋានជាមិនខានទេ យេវ៉ាន់ សុយអរគុណនាងណាដែលបានជួយខ្ញុំថ្ងៃនេះ ខ្ញុំមិនមែនជួយលោកទេខ្ញុំពិតជាព្រមជាមួយលោកមែនយេវ៉ាន់កាលពី3ឆ្នាំមុនខ្ញុំបានស្រឡាញ់លោកទៅហើយតែពេលនោះលោកស្រឡាញ់ឈិញខ្លាំងណាស់អញ្ចឹងហើយខ្ញុំមានតែលុយស្រឡាញ់លោកស្កាត់តែម្នាក់ឯងខ្ញុំនឹកស្មានថា3ឆ្នាំនេះខ្ញុំអាចមានសិទ្ធិនិយាយចេញមកប្រាប់លោកសោះយេវ៉ាន់ខ្ញុំស្រឡាញ់លោកមែន ពួកយើងរៀបការជាមួយគ្នាទេ សុយតែខ្ញុំក៏គ្មានអីដែរ ខ្ញុំអីក៏គ្មានដែរខ្ញុំចង់បានតែលោកទេ សុយនាងពិតជាគិតច្បាស់ហើយ យ៉ាងម៉េចអេតាស្បែកចាស់រួចហើយនេះចង់ប្រាក់ឡាយ មិនមែនទេខ្ញុំ បានហើយខ្ញុំយល់យេវ៉ាន់មួយជីវិតនេះខ្ញុំបានរៀបការជាមួយលោកគឺជារឿងដែលខ្ញុំមិនស្ដាយក្រោយជាងទេ ខ្ញុំយល់ហ្វានចិត្តនេះមិនធ្វើនាងអស់សង្ឃឹមទេ បានអញ្ចឹងខ្ញុំប្រាប់អ្នកផ្ទះខ្ញុំសិនស្អែកនេះខ្ញុំនឹងនាំលោកទៅជួបប៉ាម៉ាក់ខ្ញុំលោកជុកទៅលេខសម្ងាត់គឺជាខែកំណត់របស់លោកនេះអ្នកប្រុស
ខ្ញុំមិនជាការគ្រួសារជាយ៉ាងលាកសង្គ្រោះអ្នកប្រុស លីសៀសង្គ្រោះអ្នកប្រុស ខ្ញុំលោកច្រឡំមនុស្សទេដឹងហើយខ្ញុំគ្រាន់តែជាមនុស្សធម្មតាមិនមែនជាអ្នកប្រុសទេអ្នកប្រុសខ្ញុំមិនច្រឡំទេកាលឆ្នាំនោះលោកម្ចាស់ត្រូវគេតាមសម្រាប់គាត់ខ្លាចអ្នកប្រុសមានគ្រោះថ្នាក់អញ្ចឹងហើយបានជាគាត់ទុកលោកនៅគ្រួសារអ្នកចំការមួយទៅគាត់ពាក់កណ្ដាលជាសញ្ញាសម្គាល់កុចហីអ្នកប្រុសចាំមើលនេះទៅនេះគឺជាកុចហើយមិនបានជាទៅជាបែបនេះឬមកខ្ញុំជាសូមអ្នកប្រុសទទួលការគ្រប់ពីខ្ញុំថ្ងៃក្រោយអ្នកប្រុសនឹងខ្លាចទៅជាអ្នកគ្រប់គ្រងគ្រួសារយើងបន្តហើយមិនកាច់ចឹងលោកឆាប់ក្រោយឡើងមកពេលនេះខ្ញុំជឿហើយថាជារឿងពិតតែខ្ញុំស្អីក៏មិនចេះដែរដូច្នេះខ្ញុំគិតធ្វើយ៉ាងម៉េចទៅអ្នកប្រុសកំរំអីខ្ញុំបានត្រៀមគ្រប់យ៉ាងឲ្យអ្នកប្រុសរួចរាល់ហើយនេះជាកូនស្រីរបស់ជាងលីសៀនាងបានរៀននៅក្រៅប្រទេសតាំងពីតូចមានចំណេញខាងផ្នែកជំនួញជាមួយនឹងការគ្រប់គ្រងណាស់ហើយនាងក៏ជាអ្នកខ្លាំងខាងវិជ្ជាគុណដែរថ្ងៃនេះនាងនឹងខ្លាចទៅជាលេខាប្រពន្ធរបស់លោកហើយ សួស្ដីអ្នកប្រុស សួស្ដីអ្នកប្រុសលោកម្ចាស់គាត់មានអីចង់ប្រែផ្ដាំទៀតថាមង្គលការរបស់អ្នកប្រុសត្រូវតែអធិកអធមអញ្ចឹងហើយពួកយើងបានទិញយកក្រុមហ៊ុនដែលធំជាងគេនៅជាងជើនេះមានលោកជានាយកក្រុមហ៊ុន3ថ្ងៃក្រោយពួកយើងនឹងចេញដល់អ្នកល្បីនៅជាងជើនេះមកបង្ហាញនៅជុំវិញពិភពលោកនិងកម្មវិធីរៀបការរបស់លោកជាមួយនឹងស្រីយ៉ាងអធិកអធមលោកនិយាយពីក្រុមហ៊ុនធានហៅដែលមានតម្លៃរាប់សិបលាននោះមិនមែនទេបាទហើយខ្ញុំធ្វើជានាយកមិនមែនទេបាទអ្នកប្រុសនៅមានទៀតលោកបាននិយាយថានឹងធ្វើកម្មវិធីរៀបការរបស់លោកជាមួយអ្នកស្រីឲ្យបានអធិកអធមបាទមែនហើយខ្ញុំបានយកលេខអញ្ជើញទៅផ្ដល់ដៃរបស់អ្នកនាងលាវឈីងទៀតផងខ្ញុំបានរំសាយមង្គលការជាមួយនឹងនាងហើយថាម៉េចបាទអញ្ចឹងលេខអញ្ជើញនេះត្រូវការឲ្យខ្ញុំមិនបាច់ទេឲ្យនាងទៅចុះនាងអាងថាខ្ញុំជាអ្នកក្រនាងនិយាយថាខ្ញុំមិនស័ក្តិសមនឹងនាងទេខ្ញុំចង់ដឹងថាពេលនាងដឹងថាខ្ញុំជាស្ត្រីនោះតើនាងមានអារម្មណ៍បែបណាបាទត្រូវឲ្យលោកជាងលោកដឹងពីក្រុមគ្រួសារស៊ូនៅអាជាងជើនេះដែរទេខ្ញុំមិនសូវដឹងច្បាស់ទេខ្ញុំគ្រាន់តែដឹងថាការរកស៊ីរបស់ពួកគេដូចជាមិនល្អទេពេលនេះគេកំពុងតែដើរស្វែងរកជំនួយដើម្បីដោះស្រាយបញ្ហារបស់ពួកគេបញ្ហាមិនកាជាងខ្ញុំអាចពឹងលោករឿងមួយបានទេសូមអ្នកប្រុសនិយាយមកចុះខ្ញុំនឹងធ្វើបានសម្រាប់សូមលោកយកឈ្មោះជានាយកក្រុមហ៊ុនធានហៅទៅឲ្យពួកគេផងដើម្បីពួកគេដឹងពីបញ្ហានេះបាទអ្នកប្រុសខ្ញុំនឹងយកទៅបណ្ដាក់ទុនពួកគេ10កោតភ្លាមពិតជាអរគុណលោកណាហើយនឹងមានទៀតសូមលោករៀបចំអំណោយដល់ធំមកខ្ញុំផងខ្ញុំនឹងយកទៅឲ្យគ្រួសារស៊ូដល់ផ្ទាល់បាទស៊ូជាពិតជាអរគុណណាស់ដែលនេះជឿជាក់ខ្ញុំពេលដែលខ្ញុំគ្មានអ្វីទាំងអស់ខ្ញុំយកហ្វានចិត្តនេះមកធ្វើឲ្យនាងអស់សង្ឃឹមទេហៅឡូថាម៉េចក្រុមហ៊ុនធានហៅប្រងម្ចាស់ថាម៉េចក្រុមហ៊ុនធានហៅប្រងម្ចាស់ក្រុមហ៊ុនធានហៅប្រងម្ចាស់អញ្ចឹងចាប់ពីថ្ងៃនេះទៅមិនថាធ្វើយ៉ាងណាទេត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងពួកគេឆាប់ទៅត្រៀមបដូរដែលសាកសមឲ្យយើងមកយើងនឹងយកទៅជួននាយកថ្មីរបស់យើងទៅផ្ទាល់យ៉ាងណាធំម្ចាស់ជើងបានបដូរហើយឱកាសគ្រួសារយើងបើខ្លាចទៅជាអ្នកមានអំណាចមកដល់ហើយអ្នកប្រុសត្រូវការខ្ញុំចូលទៅជាមួយដែរទេមិនទេខ្ញុំទៅម្នាក់បានហើយនេះគឺជាកាដូដែលត្រៀមឲ្យលោកគឺជាយិនសិនមិនឆ្នាំលើលោកនេះមានតែមួយទេគឺមានតម្លៃមិនអាចកាត់ថ្លៃបានពិតជាអរគុណណាស់ខ្សែបោះក្រហមនេះអ្នកប្រុសយិនសិនមិនឆ្នាំនេះពិតជាវិញ្ញាណពិតណាស់ត្រូវការខ្សែបោះក្រហមចង់វាពិតជាអស្ចារ្យណាស់កាលពីមុនខ្ញុំគិតថានេះជារឿងដំណើរទេតែមិនស្មានថាវាជាការពិតសោះអរគុណហើយម៉ាសុជីប៉ាម៉ានេះគឺយិនហ្វានសួស្ដីលោកពូអ្នកមីងឯណាអំណោយនោះអូនេះជាលើកទី1ដែលខ្ញុំមកទីនេះនេះចំណាយតែទួយអ្នកមីងសម្រាប់បែបនេះចង់រៀបការជាមួយនឹងកូនស្រីយើងផងហ៎ម៉ាក៏ដល់តិចតួចតែមានទឹកចិត្តណាអ្នកមីងនេះជាយិនសិនតកប៉ុនមិនឆ្នាំយិនសិនតកប៉ុនមិនឆ្នាំយិនសិនតកប៉ុនមិនឆ្នាំនៅលើលោកនេះគឺមានតែមួយទេវាត្រូវគ្រួសារយើងយកអត់ទៅហើយណាសេហ្វានលើក្រោយមិននឹងឯងជួនរបស់ខ្លាំងៗដល់គេនោះឯងគួរតែមើលផងដើម្បីកុំឲ្យខ្មាស់គេមិនបានចិត្តដឹងថារបស់យើងជាខ្លាំងៗនោះថាម៉េចឬមកឯងចង់និយាយថាយិនសិនឯងនេះគឺត្រូវតកលយកជាឲ្យឯងមែនទេហ៎មិនខុសទេលើក្រោយមិននឹងឯងដាក់អួតគេនោះឯងគួរតែមើលខ្លួនឯងថាជាអ្វីហ៎សំអាងលើឯងសំដៃទេហ្នឹងហេតុអីបានជាខ្ញុំមិនស័ក្តិសមហើយនៅហ៊ានមកនិយាយប្រហិនទៀតគ្រួសារស៊ូយើងគឺមិនស្វាគមន៍ឯងទេណែលោកពូហេតុអីបានជាខឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើឲ្យគេខ្មាស់គេលេងហ៊ានបង្ហាញមុខនៅគ្រួសារស៊ូទៀតយីវ៉ាន់មុននេះឯងបាននិយាយថាយិនសិនតក1000ឆ្នាំនេះគឺគ្រួសារយកជាឲ្យឯងតែឯងដឹងទេថាគ្រួសារយកគឺជាគ្រួសារដែលមានអំណាចធំជាងគេនៅតាសៀននេះគេមានរហស្សនាមថាគ្រួសារមានអំណាចពីមេឃទោះជាខ្សែស្រែក៏ដោយក៏ត្រូវតែគ្រប់គេដែរតែឯងវិញគ្រាន់តែចំណុចអង្គការនៅក្នុងស្រុកស្រែឯងសូម្បីតែអាកាសបានតែមើលពួកគេក៏គ្មានផងពេលនេះឯងហ៊ាននិយាយថាយិនសិននេះគឺជារបស់ពិតហើយគ្រួសារយកជាឲ្យឯងទៀតមិនឯងហ៊ាននិយាយបែបនេះអញ្ចឹងហេតុអីក៏យើងមិនហ៊ានជាបានឯងពិតជាមិនឃើញក្រាមខ្ញុំស្រត់ទឹកភ្នែកមែនយិនសិនតក1000ឆ្នាំជារបស់ពិតឬក៏អត់នៅមានពិសោធន៍មួយទៀតគឺអាចដឹងការពិតបានហើយគឺមិនចាំបាច់លាលៀមវិធីអីទៅឬថាយិនសិនតក1000ឆ្នាំគឺមានវិញ្ញាណហើយតែស្រែអំបោះក្រហមនោះវានឹងរត់ភ្លាមជាមិនខានដល់ពេលនោះយើងប្រកាសជាដឹងថារបស់ពិតឬក៏ខ្លាំងៗហើយនោះគឺជាវិធីល្អមែនចង់សារបងទៅបើសិនជាស្រែអំបោះនោះយិនសិនក៏រត់ទៅបានឯងទទួលខុសត្រូវដែរទេមានអីមិនទទួលបានទៅថាទៅយិនសិននេះជារបស់ខ្លាំងៗទេលោកពូអ្នកមីងអ្នកទាំងពីរយកព្រមវិធីបញ្ជាក់នេះដែរទេលោកពូអ្នកមីងយកហ្វាំងគេអាងថាអ្នកទាំងពីរមិនហ៊ានស្រែអំបោះនេះអញ្ចឹងហើយគេជួលរបស់ខ្លាំងៗដល់អ្នកទាំងពីរស្រាយទៅត្រូវតែស្រ័យហើយគេគ្រាន់តែជាអ្នកធ្វើការកប៉ិកបកមានលុយឯណាទៅទិញយិនសិនពិតនោះបានខ្ញុំសង្ឃឹមថាអ្នកទាំងអស់ខ្ញុំស្រ័យក្រោយទេបានយកហ្វាំងល្បិចរបស់ឯងនឹងត្រូវបង្ហាញចេញមកហើយឆាប់តាមមិនយិនសិននេះគឺខ្ញុំជាអ្នកទិញទេអាចជួបវាមិនបាន1000ឆ្នាំទេមិនបាច់ពិសោធន៍ទេថាម៉េចអ្នកនាងស៊ូនេះអ្នកនាងចង់ទទួលខុសត្រូវចំនួនឡើយទេមែនទេនេះគឺខ្ញុំជាអ្នកទិញហេតុអីនេះជាមិនបាននោះយីវ៉ាន់ឯងជាមនុស្សប្រុសតែបានទៅឈប់ពីក្រោយមនុស្សស្រីទៅវិញឯងពិតជាមិនខ្មាស់គេទេឯងស៊ូជាអភិសាយទៅបើជាលើខ្ញុំសុំចេញយីវ៉ាន់ពេលនេះនឹងមានអីចង់និយាយទៀតដែរទេនេះព្រះអើយវាបាត់ហើយសុជគួមួយនោះមិនមែនជាចិនសិន1000ឆ្នាំទេមិនអាចទៅទីវាជឿ
នេះជាយិនសិនប៉ុនឆ្នាំមានតម្លៃមិនអាចទិញបានទេឯងអាចទទួលលទ្ធផលហើយយកបានយើងពិតជាមើលស្រាលឯងមែនឯងបាច់ជាត្រៀមផ្លូវទៅវិញបើសិនជាមិនប្រសពយិនសិននោះឯងអាចខ្លាចទៅជារបស់ពិតមែនហើយបន្លំភ្នែកគេតែបើមានអ្នកស្គាល់នោះឯងលេងសៀកថ្មីរបស់ឯងហើយបោកបញ្ឆោតគេតែគួរស្ដាយគេឆ្លាតរបស់ឯងគេលេងខុសប្លែកហើយឯងមិនគួរលេងសៀកជាមួយយើងបែបហ្នឹងទេណាទេអាម្នាក់នេះដើម្បីរៀបការជាមួយនឹងកូនស្រីយើងវាហ៊ានពិតមែនធ្វើជាមនុស្សគឺឯងមិនអាចមើលងាយមនុស្សបានទេឯងនឹងមករឹងទៀតហ៎ហើយយើងប្រាប់ឯងទៅចុះខ្លាញ់ខ្លាយគឺខ្លាញ់ខ្លាយហើយទោះជាល្បិចឯងលេងល្អប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍ដែរមានតែកដោរបស់យើងទេទើបអាចឲ្យគ្រួសារស៊ូគេចផុតពីបញ្ហានេះបាទនៅប្រុសលីនៅរបស់លោកតើបាននេះយ៉ាងម៉េចនោះលោកពូមានដឹងរឿងកំហុសធានហៅឬនៅប្រកាសជាដឹងហើយនោះជារឿងសំខាន់ដែលឲ្យគ្រួសារខ្ញុំឆ្លងផុតពីបញ្ហាលើកនេះបាទអញ្ចឹងពូមើលអានេះទៅថាជាស្អីនេះជាកិច្ចសន្យាទីចំណេញពីក្រុមធានហៅចំនួន10កោតអីមិនខុសទេក្រុមហ៊ុនយេស៊ឺបានបញ្ចន់ជើងនៅក្រុមយ៉ាងជើងនេះហើយគេឲ្យអ្នកប្រយោជន៍មកកាន់កាប់ក្រុមហ៊ុនធានហៅ3ថ្ងៃក្រោយគេនឹងធ្វើកម្មវិធីដ៏ធំមួយលោកពុកខ្ញុំជាមួយនឹងលបងចាស់យាមានតំណែងជាមួយនឹងគ្នាល្អណាស់អញ្ចឹងឲ្យសូមឲ្យគេជួយកិច្ចការសន្យានេះចំពោះគ្រួសារពូជាពិសេសទៀតផងពិតជាល្អណាស់មានកិច្ចសន្យានេះហើយគ្រួសារស៊ូនឹងផុតពីបញ្ហាហើយអ្នកប្រុសលីលោកពិតជាមានគុណធំគ្រួសារស៊ូយើងមែនហេលោកពូកូនស្រីឆាប់អរគុណអ្នកប្រុសលីភ្លាមទៅអរគុណអ្នកប្រុសលីឯងសាយទៅកដោរបស់យើងនេះមានតម្លៃជាងចិនសិនទៅឯងរាប់ពាន់ដងឯណោះណាយើងសាយតែគ្មានគេខ្មាស់គេនិយាយបែបនេះឯងបានថាម៉េចកិច្ចសន្យានេះគឺបានឆ្លងកាត់ពីយើងទើបបានដល់គ្រួសារស៊ូមានតែប៉ុនស្អីជាមួយនឹងឯងទៅកាយកប្រុសពីឯងហ៎យ៉ាងម៉េចនេះឯងបានន័យថាអ្នកប្រុសគ្រួសារយាដែលជាម្ចាស់ថ្មីមិនដែរទេហ៎ជាម្ចាស់ក្រុមហ៊ុនធានហៅនោះតាមមែនទេហ៎ខុសទេហ៎ពិតជាអស្ចារ្យមែនអស្ចារ្យមែនលោកពូមើលទៅបើសិនអ្នកប្រុសយាជាកូនប្រសាររបស់គ្រួសារស៊ូទៅហើយអញ្ចឹងទឹកចិត្តនេះខ្ញុំគ្មានប្រយោជន៍ទេមើលទៅនោះអាចរៃអ្នកប្រុសយាគឺឯងជាមនុស្សដែលចំឡំខ្លួនអញ្ចឹងមែនទេហ៎ឯងកុំគិតថាឯងមានតកូលយាក៏ឯងអាចមានតំណែងជាមួយតកូលយាបាននោះណាជាបានវាសម្ដែងពេលប្រដាប់នេះកុំនិយាយនេះខ្ញុំមិនបាននិយាយពេលប្រាទេគឺខ្ញុំអ្នកប្រុសយាមែនទៅឯងកុំគិតថាយើងមិនដឹងរឿងរបស់ឯងពីមុននោះឯងសំបីតែលុយរៀបការក៏ឯងគ្មានលុយរៀបការផងនៅហ៊ាននិយាយថាឯងជាអ្នកប្រុសយាទៀតទេជាបានខ្ញុំតែតោះនឹងលោកមិនមែនចង់បានអីនោះទេកុំកុហកពីសមត្ថភាពទាំងអស់នេះស៊ូយានេះជាខ្ញុំទៅខ្ញុំនឹងបញ្ជាក់ថាខ្ញុំពិតជាមិននិយាយកុហកមែនមិនកាច់ចឹងលោកមកដល់ផ្ទះគ្រួសារស៊ូរយៈពេល3នាទីទៀតមកឯងពិតជាទុកខ្លួនឯងជាអ្នកប្រយោជន៍មែនយើងប្រាប់ឯងទៅចុះសម្បីតែបាយយើងជួយមួយការជាងក៏អោនលំទោនគោរពដែរហើយបំរើគាត់មុននេះឯងហ៊ានសម្ដែងអញ្ចឹងទៅកើតដែរនោះក៏មកពីពួកឯងគ្មានសមត្ថភាពគ្រប់គ្រាន់សម្ដែងទៅឯងមិនតសម្ដែងទៀតទៅឯងបាច់ជាហ៊ាននិយាយកុហកធំយ៉ាងនេះដើម្បីមកបាត់ទៅរបស់ឯងឲ្យគួរស្ដាយណាស់ការសម្ដែងរបស់ឯងវាមិនសមទេលោកពូខ្ញុំសូមដាស់តឿនពាក្យមួយម៉ាត់ណាបើសិនជាលោកពូនៅតែឲ្យវានេះឯងក្អាងទៀតនោះប្រយ័ត្នតែលើទៅដល់គ្រួសារជាតិនោះខ្ញុំខ្លាចថាគ្រួសារស៊ូនឹងរលំទេដូច្នេះលោកពូគិតមើលមែនទេតែឯងនេះឯងចង់បំផ្លាញគ្រួសារស៊ូរបស់យើងផងមែនទេហើយឆាប់ចេញពីគ្រួសារស៊ូឥឡូវនេះព្រាមទៅប៉ាជាបានគេមិនមែនមានបែបនេះទេនេះពេលអីទៅហើយឯងមកនិយាយជួបវាទៀតអីក្នុងចិត្តឯងមានគ្រួសារទេនៅក្នុងចិត្តឯងមានជាបារបាយណាទេជាបានលោកចាប់បស្រ័យតិចទៅត្រូវបស្រ័យទេតែមើលការចាំមកនឹងដឹងហើយការពិតត្រូវបានមកភ្លឺហើយហើយនៅមកនិយាយទេប្រាទៀតឯងជឿថាយើងកាត់ជើងរបាយឲ្យត្រីស៊ីដែរទេប៉ាជាបានលោកចាប់ទៅបានមកធ្វើទេប៉ាខ្ញុំធ្វើមែនទេហើយកម្មវិធីនយោបាយថ្ងៃស្អែកនេះមាននយោបាយគ្រប់បែបយ៉ាងអីប៉ាស៊ូយាឯងចាប់ដេញជាមួយនឹងវាភ្លាមមង្គលការនេះយើងមិនទទួលស្គាល់ទេប៉ាខ្ញុំមិនដេញជាមួយនឹងជាហ្វានទេរឿងមង្គលការវាជារឿងធំណាស់ពាក់ព័ន្ធនឹងឪពុកម្ដាយណាយល់ដែរទេនៃការគ្រួសារជានៃការជាងបានមកដល់ហើយនៃការជាងមកផ្ទះយើងមែនមិនការជាងពិតជាមកផ្ទះយើងមែនទេឬមួយក៏ជាហ្វានគេគឺជាអ្នកប្រជែងនេះស្រីល្ងងមិនការជាងមិនឲ្យមកផ្ទះយើងឲ្យសារតែអាហារនោះទៅនេះប្រកាសជាមកពីមុខមាត់របស់អ្នកប្រុសលីហើយណាទៅគេមកទីនេះអ្នកប្រុសលីយ៉ាងណាគ្រួសារលីមានតំណែងល្អជាមួយនឹងគ្រួសារយើងដែរមិនការជាងគាត់មកទីនេះក៏សមហេតុផលដែរសូមគោរពនៃការជាងឯងគឺខ្ញុំគឺលីបជឺលីបញ្ជិនគាត់ជាប៉ារបស់ខ្ញុំអូការពិតគឺកូនប្រុសវិនលាកសនមានការអីតាមមែនទេខ្ញុំស្ដាប់មេការជាងជាយូរណាស់មកហើយថ្ងៃនេះបានជួបលោកពិតជាមានសំណាងខ្លាំងណាស់ណានេះគឺអ្នកនាងស៊ូហ៎ចាគឺខ្ញុំល្អណាស់នេះកសែភ្នែកល្អណាស់មេការជាងកម្មវិធីនៅថ្ងៃស្អែកគ្រួសារលីខ្ញុំឬនោះខ្ញុំបាននិយាយជាមួយប៉ាឯងហើយគ្រួសារលីអាចប្រាប់ឱកាសនេះបានឬក៏អត់នោះគឺមើលលើវាសនារបស់ពួកឯងហើយណាខ្ញុំពិតជាអរគុណមេការជាងខ្លាំងណាស់មេការជាងខ្ញុំមានសំណុំពរមួយរឿងអីទៅមិនថាគ្រួសារស៊ូអាចចូលរួមកម្មវិធីនៅថ្ងៃស្អែកបានឬក៏អត់ទេប្រកាសជាបានហើយតែនេះគ្រួសារស៊ូអាចទៅចូលរួមបានអរគុណមេការជាងអរគុណមេការជាងបើអ្នកប្រុសនៅទីនេះទៀតក៏គ្មានបានការដែរខ្ញុំមានការទៀតខ្ញុំនិយាយសិនហើយសូមជួយលោកមេការជាងយ៉ាគ្រួសារស៊ូយើងពិតជាមានសំណាងណាស់ដែលមានអ្នកប្រុសលីនៅមានអ្នកណាលោកពូមិនបាច់គួរសមទេយ៉ាងណាគ្រួសារស៊ូជាមួយនឹងគ្រួសារលីមានតំណែងជាមួយគ្នាទៅហើយខ្ញុំបានឆ្លៃសូយយូរណាស់ទៅហើយរឿងតែតូចនេះមានតែអីទៅអ្នកប្រុសលីមុននេះមេការជាងនិយាយថាវាសនាគ្រួសារលីលើលោកនោះកម្មវិធីនៅថ្ងៃស្អែកនេះមេការជាងនឹងរើសអ្នកខ្លាំងពីគ្រួសារលីខ្ញុំម្នាក់ហើយអូហ៊ីណាធំលោកពូខ្ញុំថាលោកពូកំណៃដែរអ្នកធំម្នាក់នោះគឺអ្នកសងតំណែងគ្រួសារយាកូនប្រុសរបស់មហាសេដ្ឋីនៅក្នុងលោកគឺអ្នកប្រុសយាកូនប្រុសមហាសេដ្ឋីក្នុងលោកមិនខុសទេឲ្យតែគ្រួសារលីខ្ញុំអាចក្របប្រាប់ឱកាសនេះបាននឹងខ្លាចទៅជាអ្នកមានអំណាចហើយគ្រាន់តែជាក្រុងចាំងចៅតូចតែសុំមានអីអស្ចារ្យទៅខ្ញុំថាហើយអ្នកប្រុសលីពូកែណាអ្នកប្រុសលីកុំបារម្ភអីខ្ញុំនឹងដេញអាម្នាក់នោះឲ្យចេញពីគ្រួសារស៊ូតតែបានម៉ែខ្ញុំនៅជាមួយជាហ្វានគឺយើងស្រឡាញ់គ្នាដោយស្មោះពិតមែនបាត់មកទៅការរៀបការគឺសំអាងទៅលើសមឬក៏មិនសមសុជាហើយអ្នកមីងកំខឹងក្រែកម្នាក់នោះវានិយាយថាជាគ្រួសារយាមិនអញ្ចឹងហ៎ចាំមើលនៅកម្មវិធីថ្ងៃស្អែកនេះមានការជាងគាត់ណែនាំអ្នកប្រុសយាពិតប្រាកដចាំមើលថានឹងសម្ដែងយ៉ាងម៉េចអ្នកប្រុសលីអាមួយនោះណាវាគ្មានសិទ្ធិអីចូលរួមកម្មវិធីនោះទេប្រហែលហើយសំណាងហើយនៅនឹងដាស់តឿនអាមនុស្សអន់នោះណាវាគ្មានសូម្បីតែសិទ្ធិដែលបានចូលទៅកម្មវិធីរបស់អ្នកមានដូចជាយើងទេហ៎អ្នកប្រុសនេះគឺជាហាងទំនើបជាងគេនៅខាងក្រោមរបស់ពួកយើងហើយរបស់ដែលត្រូវប្រើនៅក្នុងចូលរួមកម្មវិធីយប់នេះអ្នកប្រុសអាចរកបាននៅទីនេះបើការចំណាយគឺនៅនេះទាំងអស់ហើយគឺហ្វ្រីខ្ញុំមានការត្រូវទៅធ្វើទៀតខ្ញុំនិយាយជាមួយអ្នកចាត់ការនៅទីផ្សារនេះហើយ
យ៉ានេះមិនមែនជាយកហ្វានទេហេនៅខាងទំនើបនេះមានសម្រាប់ដូចជាឯងដល់របៀបណាទៅហ៎មិនមែនទេឯងមិនមែនមកសុំគ្នាទៅគ្នាជាមួយនឹងបងស្រីយើងទេតាមមិនដែរទេ វានេះគឺសំដែរហ៎ គួរស្រីណាពេលនេះបងស្រីយើងមកខ្លាចទៅជាហងលើមិនទៅហើយពេលគួរដូចជាឯងនេះណាគឺបានតែសម័យតែប៉ុណ្ណោះ ជាហ្វានពួកយើងមិនអាចទៅរួចទេលោកខ្ញុំតង់ខ្ញុំទៀតទៅ តង់ទៀម នោះមិនមែនទេខ្ញុំនៅក្មេងស្អាតស្អំចុះលោកវិញនោះលោកមានការសិក្សាអីផ្សេងទៀតទេគឺគ្មានទេលោកមានអីដែលមកសាកសមជាមួយនឹងខ្ញុំនោះហើយថ្ងៃក្រោយកុំឲ្យខ្ញុំឃើញមុខទៀត លីឈីងនាងមើលខ្លួនឯងខ្ពស់ពេកហើយ ឯងមិនមែនមកទីនេះដើម្បីទិញរបស់ទេ យ៉ាហ្វាននេះជាហាងថ្លៃៗណាឯងនេះសូម្បីតែខោមួយក៏គ្មានលុយទិញផងហ៎ទៅមិនមានសមត្ថភាពប៉ៅគេនោះគ្មានលុយទិញហ៎របស់នៅហាងនេះយើងអាចរើសយកមួយណាក៏បានដែរ យេហ្វាននៅមាត់រឹងមានប្រយោជន៍អីដែរទេគ្រួសារលោកនេះខ្ញុំស្គាល់ច្បាស់ជាងនេះទៅទៀតគ្រាន់តែកាបូបនៅទីមួយក៏តម្លៃរាប់ម៉ឺនដែរប្រាក់ខែលោកបានប្រហែលពាន់ទេ ឯងមិនមែនលក់របស់ទាំងអស់មកសម្ដែងឲ្យពួកយើងមើលដើម្បីឲ្យពួកយើងស្ដាយក្រោយទេអីហ៎គួរឲ្យស្ដាយកុំថាឡើយឯងនៅអ្នកតែគ្មានអីទោះបីជាឯងជាសិទ្ធិក្រុមចាំងនេះក៏ដោយក៏ឯងគ្មានសិទ្ធិតង់បងស្រីយើងដែរណាណាចុះនិយាយជាមួយឯងច្រើនយ៉ាងនេះឯងក៏ស្ដាប់មិនយល់ដែរឆាប់ចេញទៅនេះមិនមែនជាកន្លែងឯងលេងដែលឯងគួរតែនៅទេនៅព្រឹកណាទៀតនៅមិនឆាប់ចេញទៅទៀតឯងតែទៀតធ្វើឲ្យខូចអារម្មណ៍យើងពេញអីវ៉ាន់ហើយពួកឯងកុំគិតថាបានធ្វើការទៀតអសោះ ឯងមានសមត្ថភាពដល់ថ្នាក់នេះផងហ៎ អូស្រីស្អាត អ្នកប្រុស ខ្ញុំច្រឡំទេដឹងនាងហៅគេថាអ្នកប្រុសបងស្រីនាងហៅគេថាអ្នកប្រុសមើលចុះច្រឡំទេដឹងមិនថាអញ្ចឹង យេហ្វានលោកជួលស្រីម្នាក់នេះមកសម្ដែងមិនចំណាយលុយតិចទេមែនទេ សម្ដែងឯងចូលមកសម្ដែងនៅមុខពួកយើងទៀតឯងជាស្អីពួកយើងឯងច្បាស់ណាស់ឯងមិនគិតយកទំនងមកឆ្លោះមើលខ្លួនឯងផងទៅតែឯងសមឬក៏អត់ហ៎ យេហ្វានលោកពិតជាឆោតណាស់លោកគិតថាធ្វើបែបនេះគឺថាខ្លួនឯងជាអ្នកប្រុសមែនទេហើយខ្ញុំនឹងស្ដាយក្រោយហើយសុំជួបជាមួយលោកវិញតាមមែនទេជប់យល់សពទៅលោកធ្វើបែបនេះគឺកាន់តែខ្លួនឯងថោក បើសិនជាឯងមានលុយទៅជួលស្រីនោះមកសម្ដែងមិនក៏យកលុយនោះទៅមើលគុកបានវិញទៅ ឯងគ្រាន់តែជាអ្នកអន់ទេទោះជាឯងពាក់ខោអាវអ្នកមានក៏ដោយក៏មិនមែនជាអ្នកមានដែរ តែយើងថាស្រីដែលឯងជួលមកនេះមិនអន់ទេស្រីស្អាតមានចំណាប់អារម្មណ៍ធ្វើសង្សាររបស់ខ្ញុំដែរទេសម្អាងលើសមាជិកខ្ញុំពេលនេះនៅចាំងចៅនេះគ្មានអ្នកណាហ៊ានជាមួយនឹងខ្ញុំទេយ៉ាងមិនពេញចិត្តដែរទេអូស្រីធ្វើសង្សារជាមួយនឹងបងទៅល្អដែរទេហ៎អូយមិនអីទេតិចខ្ញុំទៅ បាយជាហ៊ានវាកូនយើងផងហ៎សុំទៅអ្នកប្រុសឲ្យលោក ទៅ ឯង គេចេញទៅខ្ញុំឃើញហើយធុញ ដូចយើងចេញហ៎យើងចាំមើលតើអ្នកណាត្រូវចេញពីទីនេះអ្នកណាអ្នកគ្រប់គ្រងខាងនេះ មានដូចស្អីហ្នឹង អ្នកក្រពីរអ្នកនេះវាហ៊ានវាកូនប្រុសរបស់យើងផងឆាប់ដេញពួកគេចេញភ្លាមទៅឯងបាយជាមិនហ៊ានស្ដាប់វិជាយើងហ៎ឯងចង់ដឹងថាយើងជាអ្នកណាដែរទេឯងជឿទេថាយើងនិយាយម៉ាត់ណាម៉ាត់ហ្នឹងអ្នកជាអ្នកណាដែរទៅអញ្ចឹងសារនិយាយមកមើលបើយើងនិយាយខ្លាចថានាងភ័យកូនស្រីរបស់យើងគឺជារបស់អ្នកប្រុសយាដែលគេពេញចិត្តពេលនេះនាងជាអ្នកស្រីគ្រួសារយាណា អ្នកស្រីគ្រួសារយាវាតែពីឆាប់សុំទោសគាត់ឥឡូវនេះភ្លាមទៅហើយឆាប់ចាក់ចេញពីទីនេះហាងពួកយើងនេះមិនស្វាគមន៍អ្នកក្រដូចពួកឯងទេ បានលឺហើយសុំទោសហើយឆាប់ចេញទៅ គ្រាន់តែតំណែងអ្នកស្រីមួយសោះបាយជាធ្វើឲ្យពួកឯងលុយយ៉ាងនេះឯងដឹងអីទៅសមាជិកនេះសូម្បីតែឯងក៏ចង់មើលងាយយើងដែរ ឯងជាអ្នកគ្រប់គ្រងហាងមិនគួរសួរហេតុផលគឺនាំមកអញ្ចឹង ហេតុផលឯងគ្មានប្រយោជន៍ទេគ្រាន់តែសម្អាងលើសមាជិកជាស្រីរបស់គេនោះទោះជាពួកគេខុសក៏ដោយពួកឯងត្រូវលុបជង្គង់សុំទោសយើងដែរណាយល់ទេឆាប់សុំទោសយើងភ្លាមទៅមិនអញ្ចឹងទេមិនខ្លួនទេ ស៊ីមិញហើយបើលោកមិនបង្ហាញខ្លួន3នាទីទៀតទេយើងនឹងបដូរតំណែងរបស់លោកហើយ ស្មានលើពួកឯងចង់ឲ្យអ្នកចាត់ការរបស់យើងផងហ៎ទៅប្រាប់ពួកឯងទៅអ្នកចាត់ការគាត់កំពុងតែទទួលភ្ញៀវធំគាត់គ្មានពេលរវល់ជាមួយពួកឯងទេនេះតាំងពេលដែលយើងមានភាពអត់ធ្មត់ពួកឯងគួរតែធប់សម្ដែងឲ្យចាក់ចេញទៅភ្លាមទៅមិនអញ្ចឹងយើងនឹងហៅគេមកកាត់ជើងពួកឯងចោលបោះទៅក្រៅអ្នកណាហ៊ានតើអ្នកណាហ៊ានអូអ្នកចាត់ការលោកមកហើយហ៎បើយើងមិនមកទេគឺមិនឲ្យពួកឯងធ្វើអ្វីតាមតែអំពើចិត្តហើយសុំទោសអ្នកចាត់ការខ្ញុំនឹងចាត់ការពួកគេភ្លាមឯណាមនុស្សឆាប់ដេញពួកគេចេញទៅភ្លាមទៅអើយអ្នកចាត់ការមិនក៏លោកបាយខ្ញុំអញ្ចឹងអាចង្រៃនេះចឹង ស៊ីមិញហើយលោកពិតជាខ្លាំងធំមែនតែកូនចៅលោកក៏ហ៊ានដេញខ្ញុំនឹងអ្នកប្រុសចេញដែរ មិនហ៊ានទេរឿងនេះខ្ញុំនឹងប្រកាសការបោះស្រាយមួយដល់អ្នកទាំងពីរពេញចិត្តហើយមិនកំឆាប់សុំទោសគាត់ភ្លាមទៅមិនមែនទេអ្នកចាត់ការលោកច្រឡំនោះទេដឹងហើយគ្រាន់តែជាអ្នកធ្វើការឲ្យគេទេអ្នកធំប្រកាសនៅទីនោះហើយគ្មានភ្នែកមិនយើងបានឲ្យឱកាសឯងហើយឯងបែរជាមិនយកទៅវិញចាប់ពីថ្ងៃនេះទៅឯងត្រូវដេញចេញហើយកុំឲ្យអ្នកចាត់ការខ្ញុំកំពុងការពីអ្នកស្រីនេះខ្ញុំខករឿងអីទៅឯងពិតជាគ្មានខ្សែភ្នែកឯងនេះធ្វើការអ្នកចាត់ការយ៉ាងម៉េចទៅបងស្រីខ្ញុំនៅទីនេះអ្នកគាត់ដេញចេញកាពី អ្នកចាត់ការស៊ីផ្សារទំនើបនេះជារបស់ក្រុមហ៊ុនធានហើយយើងជាកូនប្រសាស្រីរបស់ក្រុមហ៊ុនធានហើយនេះហើយហេតុអីក៏ឲ្យគេមកមើលងាយខ្ញុំសុំសួរថាលោកចាត់ការយ៉ាងម៉េចលោកធ្វើការអញ្ចឹងហ៎អ្នកស្រីគ្រួសារយីនាងមិនសមទេមិនថានាងទទួលស្គាល់ឬក៏អត់ទេក្រោយពីយប់កម្មវិធីនេះទៅអ្នកក្រុងទាំងមូលនឹងទទួលស្គាល់ថាកម្មវិធីមង្គលការរបស់យើងធំជាងគេនៅក្នុងក្រុងនេះពិតមែនទេយើងពិតជាមិនចង់ឃើញនាងនៅយប់នេះទេណាតែពេលនេះនាងត្រូវដេញចេញទៅដែរសុំមិញហើយចាប់ដេញគេ ឯណាមនុស្សចាប់អូពួកគេចេញទៅភ្លាមទៅ ឈប់សិនកូនស្រីយើងជាកូនប្រសាគ្រួសារយីឯងហ៊ានតែប៉ះពាល់យើងនឹងធ្វើឲ្យផ្សារនេះរលាយ នៅព្រឹកធ្វើទៀតមិនកុំឆាប់អូចេញទៅភ្លាមទៅ លេងយើង នេះចាំអ្នកប្រុសព្រោះអ្នកទាំងពីរមិនសប្បាយចិត្តខ្ញុំពិតជាសុំទោសខ្លាំងណាស់មកនេះមកទៅក៏មកក៏ឯអ្នកប្រុសប្រហែលក៏ភ្លេចមកចាំទុកយករបស់ណាដែលល្អជាងគេបំផុត អាចឆ្កែនោះស្អែកនេះយើងនឹងដេញវាចេញហើយ តើស្រីម្នាក់នោះជាអ្នកណាទៅបាយអាចមកបញ្ជាអ្នកចាត់ការហាងបានទៅវិញដល់ឆ្ងល់ វាមានសមត្ថភាពស្អីទៅឯងមើលរូបរាងវាទៅវាគ្រាន់តែជាស្រីរបស់គេទេ អ្នកទៅពីឆ្នាំនោះទៅ ឃើញទេយើងនិយាយត្រូវទេ អញ្ចឹងគឺបានន័យថាយកហ្វាននេះណាវាច្បាស់ជាត្រូវស្រីចិញ្ចឹមហើយ វាគ្រាន់តែជាមនុស្សអត់បានការទេវាគ្មានអីបានប្រយោជន៍នោះទេមិនមែនដូចជាកូនស្រីយើងទេត្រូវបានអ្នកប្រុសយកពេញចិត្តហើយចេញជំនះហើយ តែបងស្រីគំនុំនោះពួកយើងត្រូវតែសងសឹកយកហ្វាននោះគ្រាន់តែជាប្រុសដែលគេចិញ្ចឹមតែប៉ុណ្ណោះទេវាសម្រាប់អីមកចង់បាក់ពួកយើង ពេលចប់កម្មវិធីបងមានសិទ្ធិហើយពួកវានឹងលុតជង្គង់មកវល់យើងជាមិនខានទេចាប់ទៅមើលទៅ តែស្ដាប់តាមសម្ដីស្រីនោះនេះនៅទៅកម្មវិធីយប់នេះដែរយប់នេះយើងត្រូវតែឲ្យនាងលុតជង្គង់សុំទោសពួកយើងនៅចំពោះមុខគេទាំងអស់គ្នាហើយថ្ងៃក្រោយយកហ្វាននោះគេគ្មានសិទ្ធិមកចូលរួមទៀតទេតាមមិនដែរទេហ៎
ម៉ានេះជាលើកទី1ហើយដែលខ្ញុំមកកម្មវិធីបែបនេះពិតជាធំហើយក៏លៀបខ្លាំងណាស់ ឯងមិនដែលឃើញអីនោះទេអ្នកមកទីនេះសិតតែអ្នកមានលុយហើយនឹងមានអំណាចទៅស្គាល់ពួកគេទៅ ម៉ាខ្ញុំទៅស្គាល់ពួកវាធ្វើទៅមកស្រីខ្ញុំជាអ្នកស្រីគ្រួសារជាតិណាមានតែពួកវាទេមកតោងខ្ញុំវិញ និយាយត្រូវចាប់ពីពេលនេះទៅគ្រួសារលាវយើងក៏ជាអ្នកមានជាន់ខ្ពស់ដែរ សម័យលើខ្លួននេះ យេវ៉ានមិនបានជាអាចោមសៀតនេះចូលរួមមកបាន វាប្រកាសជាតាមពួកយើងហើយវាចង់ឆ្លៀតឱកាសធ្វើបាបពួកយើង វាហ៊ានទេអាចចង្រៃនេះពិតជាតោងមិនលេងមែនកូនស្រីយើងទៅណាវាក៏តាមដែរយេវ៉ានលោកមកតាមខ្ញុំធ្វើទៅចាប់ពីយប់នេះទៅយើងខ្លាចជាអ្នកស្រីយេហើយយើងគឺជាអ្នកមានដល់កំពង់ពោះ នៅជាអ្នកស្រីជាតិទៀតឯងមកអស់ហើយថ្ងៃនេះយើងនឹងជំរាបបញ្ជាជាមួយឯងម្ដងហើយវាយ៉ាងម៉េចទៅហើយឯងនឹងវាដូចជាឆ្កែហើយចេញទៅខាងក្រៅនៅចំពោះមុខអ្នកទាំងអស់គ្នាជាមិនខានទេ យេវ៉ានលោកដឹងថាលោកមកទីនេះលោកមានគោលបំណងអីទេលោកនៅមិនតាន់ដឹងថាពួកយើងខុសគ្នាប៉ុណ្ណាទេអ្នកនៅទីនេះទាំងអស់មានអ្នកណាហ៊ានមកមានរឿងជាមួយនឹងយើងទេមានតែលោកនឹងហើយឲ្យតែយើងមិនសប្បាយចិត្តឯងនឹងត្រូវលុតជង្គង់ចុះហើយនឹងសុំទោសយើងគឺជាអ្នកនៅកន្លែងខ្ពស់លោកគឺជាអ្នកនៅកន្លែងស្មុករោគហើយនឹងគ្មានពន្លឺចាប់ចេញពីទីនេះទៅ យីជីងពេលនោះខ្ញុំពិតជាខ្វាក់ភ្នែកមែនតែទៅឆ្លាញ់នឹងរហូតដល់3ឆ្នាំ 3ឆ្នាំទោះជា10ឆ្នាំក៏ដោយហើយវាយ៉ាងម៉េចការស្រឡាញ់វាស៊ីបានទេនេះជាជំរើសល្អហើយស្ម័គ្រអីទៅឲ្យយើងលបាក់ជាមួយឯងនោះព្រោះឯងមិនមានជំនួសស័ក្តិសមជាមួយនឹងយើងទេ យីហ្វានបងស្រីយើងមានវាសនាជាស្រីអ្នកមានបែរជាឲ្យឯងបានចំណេញ3ឆ្នាំទៅហើយឯងគួរតែពេញចិត្តហើយ លាវចេញហើយតែឯងខ្លាចជាមនុស្សអាក្រក់បែបនេះអញ្ចឹងសាហាវហ៎នៅលើលោកនេះអ្នកណាបោះចោលលុយនឹងក្តីសុខទៅហើយក៏ត្រូវបោះបង់តំណែងអ្នកស្រីជាដែរហើយបែរជាទៅនៅជាមួយទេដែលគ្មានអីសោះមែនទេយើងសុខចិត្តយំលើឡានទំនើបយើងមិនមានក្តីសុខលើកង់អាគុយនោះទេ នាងពិតជាគ្មានគេខ្មាស់មែន ឯងចង់មានរឿងហើយឯងវាកូនស្រីយើងផងនេះ តែពួកនាងពិតជាល្ងងណាស់នាងមកខ្លួនឯងទៅគ្រួសារមុខមាត់សមត្ថភាពមានមួយណាដែលស័ក្តិសមធ្វើជាអ្នកស្រីគ្រួសារជាតិទៅ យើងជាអ្នកស្រីដែលជាអ្នកប្រុសគ្រួសារជាដែលជាអ្នកជ្រើសរើសយប់នេះអ្នកប្រុសចាំងនឹងប្រកាសកម្មវិធីមង្គលការជាមួយនឹងអ្នកប្រុសយាយើងនឹងរងចាំនៅទីនេះយើងនឹងលេចធ្លោយើងនឹងអស់ចាយើងនឹងឲ្យឯងឃើញថាជំរឿនរបស់យើងមិនខុសនោះទេស័ក្តិសមនឹងអនាគតទៅចាំទៅចង់ យើងចង់ដឹងណាស់ថាការពិតពេលដែលប្រកាសនោះនាងនឹងមានការជឿចាប់វេទនាប៉ុណ្ណានៅពេលដែលមានភាពមានបានដែលនាងគិតនោះភាពដែលមានបានរបស់នាងរលាយអស់នោះអ្នកស្រីក្រោយទៅជាឯងទៅវិញទេអ្នកស្រីសៀវហានអ្នកស្រីគាត់មើលលើទំនាក់ទំនងជាមួយឯងកាលពីមុនគាត់ក៏ចង់ដោះលែងឯងមិនក៏ឯងមិនស្គាល់អាក្រក់អញ្ចឹងឯងបានន័យថាម៉េចយើងត្រូវអរគុណនាងត្រូវហើយសម្អាងលើឯងមិននឹងអាចមកកម្មវិធីនេះបានទៅគ្រាន់តែលិខិតអញ្ជើញមួយទេឯងក៏ខ្មាស់គេណាស់ទៅហើយអញ្ចឹងឯងសួរពួកគេទៅថាបើថ្ងៃនេះយើងមិនមកទេកម្មវិធីនេះពួកគេហ៊ានមកដែរទេហ៎តើកម្មវិធីនេះពួកគេហ៊ានមកដែរទេ យេវ៉ាអ្នកមកកម្មវិធីថ្ងៃនេះសិតតែមានអំណាចអញ្ចឹងលោកនិយាយចាំទៅខ្លួនទេ ទោះជំនួយទាំងអស់បូកចូលគ្នានៅទីនេះទាំងអស់កុំឡាធ្វើអីខ្ញុំបានដែរយេហ្វានឯងពិតជាអីក៏មិនដឹងមែនឯងដឹងថាអ្នកដែលចូលរួមកម្មវិធីនៅថ្ងៃនេះមានអ្នកណាខ្លះដែរទេមាននាយកក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិរាប់សិបលានហើយមានអគ្គនាយកចាស់ដែលមានលុយរាប់សិបកោដទៀតឯងគិតថានេះឯងអាចធ្វើអ្វីបានទៀតទេគ្មានអីអាចធ្វើឲ្យយើងបានទេគ្មានទៅគេកាំងវិញហើយសុយឈប់នេះមក ទេ នាយកលីន នាយកលីនឬមួយក៏គាត់ជានាយកធំនៅចិញ្ចើនេះលីចិនសាន គឺជាភាពអេងក្អាងទៅហ៊ានមកនិយាយបែបនេះហើយទំនុកចិត្តគឺមកពីសមត្ថភាពស្វាគមន៍អ្នកនាងចាំងស្វាគមន៍អ្នកនាងចាំងអាយ៉ាមើលឯងសំដែងទៅឯងមានសមត្ថភាពបែបណាដែលគ្រួសារយើងមិនដឹងនោះហ៎ មែនហើយគ្រាន់តែអ្នកធ្វើការឲ្យគេសូម្បីតែលុយរៀបការក៏គ្មានដែរមកអូនអាអីទៅ វាគ្រាន់តែជាមនុស្សអួតអាងដែលគ្មានសមត្ថភាពអីទេណាចុះថ្ងៃនេះគឺមានកម្មវិធីធំបាយសុំទោសអ្នកស្រីដែលមានគេឈ្មោះទាំងអស់នៅក្នុងកម្មវិធីនេះយើងនឹងអាចដោះលែងឯងបានតើយើងព្រមដែរទេសុំទោសយើងបាននិយាយឲ្យថាពួកលោកគ្មានសមត្ថភាពគ្រប់គ្រាន់ទេឯងគ្រាន់ធំមែន យេវ៉ាន មិនស្គាល់ងាប់ហើយដឹងថាឯងកំពុងតែនិយាយអ្វីដែរទេបានតើអញ្ចឹងឯងនិយាយមកអំណាចដែលឯងបានយកមកធ្វើអ្នកទាំងអស់គ្នាខ្ញុំអានោះជាអ្វីទៅហ៎យើងប្រាប់ឯងទៅចុះយេហ្វានអ្នកដែលឯងមកផ្ញើផ្អាគ្រប់គ្នានៅទីនេះក្រៅពីអ្នកប្រុសជាហើយនៅមានអ្នកណាទៀតទៅហ៎ពិតជាចៃដន្យណាយើងនេះហើយគឺអ្នកប្រុសជាដែលពួកឯងនិយាយនោះណាផ្ញើផ្អាគ្រប់គ្រាន់ហើយឬនៅរត់មកកម្មវិធីនយោបាយនេះគឺមិនស្វាគមន៍អ្នកប្រុសជាដែលមកធ្វើជានាយកថ្មីរបស់ក្រុមហ៊ុនធានហៅឯងនិយាយថាឯងជាអ្នកប្រុសជាឯងចង់ធ្វើស្អីហ្នឹងសុយឯងចាំមកនេះគ្លៀមមក ប៉ា ឯងមិនស្រាប់បាននិយាយទេឯងចង់មកផ្លាញ់គ្រួសារស៊ូចោលមើលទេសុយពីបានធ្វើអីពួកយើងទាំងអស់គ្នាសិតតែបានឃើញច្បាស់ណាស់នេះចង់ជួយគេសូម្បីតែគ្រួសារស៊ូតែមួយកំណាចជួយដែរយើងគិតម្ដងទៀតទៅមិនខុសទេយប់នេះអ្នកណាកំណាចជួយនេះបានហើយ យេវ៉ានក្រែងអញចង់ឃើញយើងស្ដាយក្រោយនឹងវេទនាមែនទេអញចង់ឃើញក្តីសម័យរបស់យើងរលាយអញ្ចឹងហ៎តែទៀតអញនឹងស្ដាយក្រោយហើយថាអ្នកណាជាអ្នកវេទនានោះ ខ្ញុំថាណាបំបាក់ជើងរបស់វាចោលហើយបោះវាចេញទៅក្រៅទៅគេហ៊ានមកឡំខ្លួនធ្វើនៅប្រុសជាមិនអាចដោះលែងងាយៗទេឬតែដាក់ទុកគេធ្ងន់គឺមិនអាចលើកលែងទេមែនហើយមែនហើយមែនហើយមែនទេខ្ញុំមកឈរនៅទីនេះនៅថ្ងៃនេះចាំមើលអ្នកណាហ៊ានធ្វើឲ្យយើងគឺនេះមែនទេលីឈិនលីជិនសានឬមួយក៏ឯងលីវិជឺយេហ្វាននេះឯងសំដែងយូរពេកឡើងគិតថាខ្លួនឯងជាអ្នកប្រុសជាហើយមែនទេហ៎យើងប្រាប់ឯងទៅចុះអ្នកនាងលាវគឺជាអ្នកស្រីគ្រួសារជាសមាជិកភាពអ្នកនាងជាន់ខ្ពស់ណាស់លោកលីនចិនសានគាត់ជាគំរូជាមហាសេដ្ឋីលុយរាប់កោតណាហើយគ្រួសារលីយើងនេះណានឹងបានជួយពីអ្នកប្រុសគ្រួសារជាខ្លាចទៅជាអ្នកជោគជ័យគ្រាន់តែគ្រប់គ្នានៅទីនេះក៏អាចជន់មួយជំហានបានទៅហើយយេហ្វានតាមពិតយើងមិនចង់ធ្វើបែបឯងទេតែបើឯងហ៊ានមកឡំខ្លួនជាអ្នកប្រុសជានិយាយស្ដីប្រហិនកេងក្អាងបែបនេះគ្មានទុកអ្នកណាក្នុងកែភ្នែកយប់នេះឯងត្រូវសន្លបាយភាពកេងក្អាងរបស់ឯងចេញមកឯងឆាប់លុតជង្គង់ភ្លាមទៅលុតជង្គង់ទៅលុតជង្គង់លុតជង្គង់ទៅលុតជង្គង់ទៅ លុតជង្គង់ចុះទៅប្រហែលពួកឯងនៅគាត់លុតជង្គង់ចុះផងហ៎ពួកឯងដឹងថាគាត់ជាអ្នកណាទេអ្នកប្រុស នេះជាអ្នកណាយើងដឹងថានេះជាអ្នកណានេះជាស្រីរបស់ស៊ីមិនហៅជាស្រីចិញ្ចឹមរបស់យេហ្វានស្រីទី3ហើយអូកម្មវិធីនៅយប់នេះសូម្បីតែស៊ីមិនហៅគ្នាសិតមកផងសម្អាងឲ្យស្រីថោកទៀតដូចជានាងមិនក៏ហ៊ានមកក្នុងពិធីបែបនេះអញ្ចឹង មុននឹងនិយាយមើលសមត្ថភាពរបស់អ្នកម្ខាងទៀតផងមិនមែនជារឿងលំបាកសម្រាប់ឯងទេ សមត្ថភាពហ៎នាងគ្រាន់តែជាស្រីចិញ្ចឹមរបស់ស៊ីមិនហៅនាងមានអីត្រូវឲ្យយើងទៅដឹងនោះ គ្រួសារលីមានកូនចៅដូចជាឯងនេះពិតជាសោយខ្លាំងណាស់ ហេនាងនិយាយខុសហើយគ្រួសារលីយើងមិនត្រឹមតែកាន់តែមានលុយមានអំណាចទេហើយក៏ចិត្តបានជោគជ័យផងដែរនាងគួរតែយល់ហើយពីបញ្ហានេះ បានជោគជ័យហ៎ មិនខុសទេមានការចាំងសន្យាជាមួយនឹងប៉ាយើងហើយថានឹងជួយគ្រួសារយើងអ្នកប្រុសយើងនឹងជួយគ្រួសារយើងហើយគ្រួសារយើងនឹងបានជោគជ័យហើយតើមានអ្នកណាដែលអាចរាំងគ្រួសារលីយើងបានទៅមានដែរទេអ្នកទាំងអស់គ្នា
គ្រូសាលីមានកិត្តិយសដល់ថ្នាក់នេះមើលទៅថ្ងៃក្រោយគ្រូសាលីយើងក៏ត្រូវតែគោរពដែរយល់លេងគួរសំបីហើយនាងនៅគិតថាគ្រូសាលីយើងនេះមិនអាចជោគជ័យទៀតទេពេលនេះយើងអាចប្រាប់ពួកឯងបានថាយើងនឹងមិនជួយគ្រូសាលីទេហើយបើឯងនៅតែគ្មានមារយាទទៀតយើងនឹងជោគគ្រូសាលីឯងឲ្យដល់ដីហើយមិនអាចកាប់បានយាហ្វាននេះឯងពិតជាទុកខ្លួនឯងជាអ្នកប្រុសយាមែនទេហើយបានយើងក៏ចង់ដឹងដែរថាមនុស្សដែលគ្មានសមត្ថភាពគ្មានក្នុងឯងដូចឯងនេះរសារពីឯងបានដែរទេហ៎ចង់មកលេចយើងផងហ៎គ្មានផ្លូវទេឡោះតែតោះទៅមើលការជាងទៅឲ្យឪពុករបស់គេមកដល់ទីនេះក្នុងរយៈពេល3នាទីមិនចឹងទេយើងនឹងកំទេចគ្រូសាលីឲ្យខ្លាចទៅជាផេះមានកាយអលីសៀប៉ាមកប្រឈមមុខជាមួយគ្រូសាលីបន្តិចលីបញ្ជាបានប៉ានឹងតាក់ទងទៅប្រាប់គេឯងប្រាប់នៅប្រុសទៅ10នាទីទៀតប៉ានឹងទៅដល់ហើយហៅលីបញ្ជាអ្នកប្រុសចង់ឲ្យលោកទៅកម្មវិធីបន្តិចឱកាសយើងបានកាត់ឲ្យលោកហើយលោកចាប់យកទៅខ្លួនឯងទៅអរគុណមេការជាងខ្ញុំនឹងក្រាបឱកាសនេះបានល្អអ្នកប្រុសបានប្រាប់រួចហើយបានអរគុណអ្នកនាងជាងលីវិជឺតែទៅប៉ារបស់ឯងមកដល់ហើយអូខេនាំឯងមកទទួលកំហុសដើម្បីសុំទោសយើងអញ្ចឹងគ្រូសាលីឯងនឹងអាចមានផ្លូវរស់យាហ្វានឯងពិតជាប្រែសម្ដែងមែនយើងថាឯងគ្មានសូម្បីតែលេខទូរស័ព្ទរបស់នាយកលីផង3នាទីឯងជឿទេថាយើងនឹងជន់ឯងងាប់ក្នុងពេលនេះគឺមិនប្រែខ្លួនឯងណាំនោះអត់ទេសុជានេះធ្វើស្អីហ្នឹងលីវិចាចាត់ទុកថាខ្ញុំបោះលោកទៅចោះលោកដោះលែងយាហ្វានទេសុជាដល់ពេលនេះទៅហើយនៅអំបោះចំនួនគេទៀតគេឯងការរឿងគ្រប់គ្នាឲ្យខឹងហើយបង្ករឿងខំខ្លាំងណាស់ទៅហើយអ្នកណាក៏មិនជួយគេបានដែរនេះស៊ូខ្ញុំថានេះគួរតែប្រែចំណុចជាមួយគេទៅយកគ្រូសាលីមានបញ្ហាពួកលោកងមានជួយអីទៅហើយឯងនៅកាន់ជើងគេទៀតនេះអាចឲ្យគ្រូសាលីស៊ូយកលីហើយមើលទេយាហ្វានឯងឃើញហាត់នៅទីនេះគ្មានអ្នកណាហ៊ានបោះឯងទេក៏គ្មានអ្នកណាបោះចំនួនឯងដែរថ្ងៃនេះយើងនឹងឲ្យឯងដឹងថាអ្វីជាភាពអសង្ឃឹមយ៉ាងពិតប្រាកដឯណាំនោះយកក្រុមហ៊ុនលីសឺលីបញ្ជាមកដល់ហើយប៉ាមិនបានជាលោកលីមកអញ្ចឹងចាំហើយអញ្ចឹងមកន័យថាគឺយាហ្វានមិនយ៉ាងអញមានសមត្ថភាពចឹងនេះទេប៉ាមិនបានជាប៉ាមកអញ្ចឹងមុននេះប៉ាទទួលទូរស័ព្ទពីមេការជាមកនិយាយថាអ្នកប្រុសចាំងចង់ជួបប៉ាអូការពិតគឺអញ្ចឹងទេខ្ញុំស្មានថាមានក្នុងមួយឯងខ្ញុំអត់ដឹងហើយនិយាយស្អីហ្នឹងចាំនាំប៉ាទៅជួបអ្នកប្រុសចាំងទៅប៉ាអ្នកប្រុសចាំងមកតាមដល់ទីអុយមានស្អីខ្ញុំដឹងហើយប៉ាឆោបនិយាយមកអ្នកប្រុសគាត់មិនតាមដល់កន្លែងកម្មវិធីទេតែគាត់ដឹងរឿងនៅកន្លែងនេះទាំងអស់មុននេះខ្ញុំបានការពារកិត្តិយសរបស់គាត់អញ្ចឹងហើយបានជាគាត់ចង់ជួបប៉ាអញ្ចឹងហើយតាមពិតអញ្ចឹងសោះអញ្ចឹងប៉ាកូនយើងសម្ដែងបានល្អទៅល្អទេបាទមិនហើយអើយចុះឆាប់ទៅតោះប៉ាគឺវានោះហើយគេមកឡំខ្លួនជាអ្នកប្រុសយាហើយមានរឿងជាមួយនឹងគេក្នុងកម្មវិធីនេះទៀតផងឥឡូវយើងធ្វើការរកស៊ីអស់ជាង10ឆ្នាំមកហើយមានអីដែលមិនអាចជួបនោះហើយហ៊ានគម្រាមគ្រូសាលីហើយជាអ្នកទី1ហើយតែនៅហើយចុះណាថ្ងៃនេះយើងផ្ដល់ឱកាសឲ្យឯងម្ដងទៅចុះឯងទៅហៅក្នុងបងឯងចេញមកទាំងអស់តែម្ដងទៅយើងចង់ដឹងថាមានសមត្ថភាពប៉ុណ្ណាសិបានក្រែងឯងជាអ្នកហៅប៉ាយើងមកមិនអញ្ចឹងហ៎ក្រែងឯងចង់ឲ្យប៉ាយើងមកទទួលកំហុសមិនដែរទេពេលនេះគាត់មកហើយឯណាសមត្ថភាពរបស់ឯងនោះឯងមិនមែនចង់ឲ្យស្រីនេះការពារឯងទេអីហ៎ថាម៉េចស្រីស្រីគេប៉ាពីនេះនឹងហើយលីបញ្ជាឯងមើលច្បាស់ទៅថាយើងជាអ្នកណាមើលឲ្យច្បាស់ថាយើងជាអ្នកណាយើងទៅគាត់ឲ្យថានាងជាអ្នកណានោះឲ្យស្រីថោកទាបដូចជានាងចូលកន្លែងនេះក៏ធ្វើឲ្យពួកយើងខ្មាស់គេណាស់ទៅហើយនេះបិទមុតប៉ាធ្វើស្អីហ្នឹងលោកលីលោកប្រយ័ត្នពេកហើយពួកយើងសើមើលហើយគេគាត់ជាស្រីរបស់លីមីហើយទេត្រូវហើយនាងគ្រាន់តែជាស្រីលួចលាក់របស់គេតែប៉ាស៊ីមីហើយជួបប៉ាក៏ត្រូវអន់ទៅចំពោះប៉ាដែរនាងគ្រាន់តែជាស្រីរបស់គេទេនាងមិនសាកសពប៉ាទេហើយមុតទៅនាងចឹងគឺកូនប្រុសខ្ញុំគេគ្មានភ្នែកមើលនាងមិនស្គាល់ទេសុំទោសសុំលើកលាក់គេផងចូលប៉ាបាច់ច្បាច់ខ្ញុំមិនសាស្រីនោះហើយនេះហើយឆាប់សុំទោសគេភ្លាមប៉ាខ្ញុំសុំទោសនាងចឹងជាកូនស្រីមើលការជាងលីសៀននឹងមិនដែរទេមើលការជាងគឺជាអ្នកមានអំណាចធំមួយនៅក្នុងគ្រួសារយីអញ្ចឹងតើបានជាឥឡូវនេះក៏កតុំយ៉ាងនេះបើសិនជានាងជាកូនស្រីរបស់មើលការជាងតែប៉ុណ្ណឹងមានរឿងល្អមើលហើយនាងចឹងនាងថាទៅមើលរឿងនេះនៅលីបញ្ជាកូនប្រុសរបស់លោកក៏កតុំពេកហើយអញ្ចឹងហើយគ្រួសាររបស់លោកនឹងតម្រូវរំសាយចោលនៅក្នុងកម្មវិធីនេះគ្រួសារសហការរបស់ក្រុមហ៊ុនយើងក៏ត្រូវរំសាយដែរនឹងទីដឹងហើយកូនប្រុសខ្ញុំគេបានទៅរករឿងអ្នកនាងហ៎តែខ្ញុំបានសុំទោសនៅចំពោះមុខអ្នកទាំងអស់គ្នាហើយវាសុំទោសអ្នកនាងទៀតអ្នកនាងថាទៅមើលយ៉ាងម៉េចលោកមិនព្រមទេនាងចឹងប្រហែលជាមិនដឹងទេយមនេះគ្រូសាលីបានទទួលបញ្ជាពីមេការជាងកូនប្រុសរបស់ខ្ញុំគេធ្វើរឿងល្អអ្នកប្រុសចង់ជួបជាមួយខ្ញុំទៀតនេះអ្នកនាងចង់រំសាយសិទ្ធិចូលរួមកម្មវិធីគ្រូសាលីយើងហីអ្នកនាងមិនខ្លាចត្រូវមេការជាងនឹងអ្នកប្រុសបន្តទេហីអ្នកនាងត្រូវដឹងថាគ្រូសាលីមានតែតកូលយទេមិនមែនតកូលជាងទេហើយអ្នកនៅទីនេះទាំងអស់សិទ្ធិបានឃើញថាអ្នកនាងចឹងយករឿងតខ្លួនមកពាក់ព័ន្ធជាមួយណាហើយចង់ឲ្យពួកយើងទទួលទោសហើយការពីម្នាក់នោះប្រាសមាសភាពខុសទោសនេះគ្រូសាលីមិនអាចទទួលទេអ្នកទាំងអស់គ្នាក៏មិនអាចទទួលដែរអ្នកទាំងអស់គ្នាតើព្រមទទួលដែរទេមិនព្រមទេអញ្ចឹងខ្ញុំដឹងថាអ្នកនាងចង់ឲ្យម្នាក់នេះខ្លាចទៅជាអ្នកខ្ពស់តែអ្នកនាងមិនគួរយកវាបន្លំជាអ្នកប្រុសយីទេហើយនាងមិនគួរយកសមាជិករបស់គេមកការពារទេហើយមានទៀតរឿងនេះអ្នកប្រុសយីគឺមានតែគ្រូសាជាងទេទោសនេះពួកយើងមិនអាចទទួលយកបានទេប្រហែលម្នាក់នេះហើយគឺជាម្ចាស់ក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនធានហើយគេគឺជាអ្នកប្រុសយីមិនថ្ងៃទៅអ្នកនាងចឹងខ្ញុំពិតជាស្មានរត់ថាដល់ពេលនេះទៅហើយអ្នកនាងនៅការពារគេទៀតនេះអ្នកនាងគិតថាសមាជិកនាងអាចបិទបាំងអ្នកទាំងអស់គ្នានៅទីនេះបានទេបើមិនជានាងមិនអាចយកផលតាមបញ្ជាក់បានទេអញ្ចឹងខ្ញុំនឹងចិត្តបាត់ចំពោះគ្រូសាយីចឹងគាត់ធ្វើការស្មោះត្រង់មកមួយជីវិតទៅហើយបើជាមានគាត់អក្រក់ដូចនាងទៅវិញអ្នកនាងចឹងវាគ្រាន់តែជាមនុស្សដែលគ្មានប្រយោជន៍ដែលត្រូវរំសាយការរៀបការចោលវាគ្មានស្អីទេវាមិនស័ក្តិសមនឹងអ្នកនាងទេមនុស្សអត់ប្រយោជន៍គ្មានអីទាំងអស់ហ៎ពួកឯងខ្វាក់ភ្នែកមែនឥឡូវឯងឲ្យអ្នកនាងចឹងការពារឯងយ៉ាងនេះឯងគួរតែសប្បាយចិត្តទេឯងបានត្រឹមតែយប់នេះទេពីព្រោះអីអ្នកនាងចឹងលីសៀគឺមិនអាចទទួលខុសត្រូវក្នុងរឿងនេះបានទេត្រយបើនេះមិនមែនទេជាកូនស្រីរបស់មេការចឹងទេអញ្ចឹងទីក្រុងនេះមិនអាចទទួលយកនាងឡើយឲ្យពួកគេនិយាយទៅអ្នកនាងចឹងពេលនេះកម្មវិធីនៅមិនទាន់ចាប់ផ្ដើមទេអ្នកនាងចង់បកស្រាយក៏នៅទាន់ពេលបើមិនជាប៉ារបស់នាងមកនោះដល់ពេលនោះវានឹងមានលទ្ធផលវេទនាជាមិនខានបានយើងនឹងចាំមើលបានពួកយើងទាំងអស់គ្នានឹងចាំមើលទាំងអស់គ្នាមេការចឹងមកដល់ហើយអូមេការចឹងលោកមកចំពេលល្អណាស់មានរឿងស្អីមានអ្នកថ្លើមធំបង្ករឿងនៅក្នុងកម្មវិធីអ្នកបង្ករឿងហ្នឹងវាជឿចាប់ប្រាប់មេការចឹងទៅថាមានរឿងស្អីហើយអាចចង្រៃនោះវាបង្ករឿងយ៉ាងម៉េចហើយបានយ៉ាងអ្វីខ្លះហើយវាប្រហើនប៉ុណ្ណាចាប់ប្រាប់ទៅមេការចឹងសុំជើងមេការចឹងពីនេះហើយវាត្រូវតែយករំសាយមង្គលការជាមួយវាមិនពេញចិត្តអញ្ចឹងហើយបានជាវារករឿងនៅកម្មវិធីវាប្រហើនក្អេងក្អាងហើយនៅហ៊ានប្រហើនមកឡំខ្លួនជាអ្នកប្រយោជន៍ទៀតអញ្ចឹងហើយបានជាខ្ញុំហៅអ្នកទាំងអស់គ្នាមកទីនេះចង់ឲ្យគេសុំទោសទៅទុកកំហុសរបស់គេតែវាបែរជា5មុនស្នេហ៍មកបោកប្រាស់អ្នកទាំងអស់គ្នាហើយនៅនិយាយគម្រាមថានឹងធ្វើគ្រួសារលារលីទៀតផងមេការចឹងអាម្នាក់នេះវាប្រហើនក្អេងក្អាងដូច្នេះគួរតែកាត់ទោសគេទៅកុំឲ្យគេប្រហើនខ្លាំងពេករយដាក់ទោសឲ្យធ្ងន់គឺមិនអាចលើកលែងបានទេមេការចឹងដាក់ទោសវាទៅពួកឯងពិតជាធ្វើបានល្អណាស់នេះស៊ូយីឲ្យឆាប់នេះមកមេការចឹងកុំឲ្យថ្ងៃនេះគឺធ្លាក់មកខ្ញុំនេះឯងទេស៊ូយីនេះស៊ូសុំអ្នកនាងចេញទៅមេការចឹងសុំលោកកុំមកទៅជាហ្វាន់អីហើយកុំអុកគ្រួសារសូមមកពាក់ព័ន្ធជាមួយអីរឿងនៅថ្ងៃនេះគឺខ្ញុំទទួលខុសត្រូវទាំងអស់ស៊ូយី
នេះគូដាក់កតញ្ញូមិនបានជាគ្រូសាស៊ូមានកូនចោមសិទ្ធដូចជានាងអញ្ចឹងគ្រូសាស៊ូនឹងលីជាមិនខានទេហេឯងមកសម្ដែងលុយខ្លាំងណាស់ពេលនេះឯងប្រកាសជាវិធានជាខានទេយើងផងឲ្យសំមុខហើយយាវ៉ាននេះហើយជាលទ្ធផលដែលឯងរករឿងអ្នកមានលុយ ខ្ញុំចាំពន្លាកសូមគោរពអ្នកប្រុសលោកក្រោកឡើងមកអរគុណអ្នកប្រុសអ្នកប្រុសនេះមានស្អីទៅមានស្អីទៅអ្នកប្រុសរឿងដែលកើតឡើងនៅថ្ងៃនេះគឺមកពីខ្ញុំនឹងប្រកាសបកស្រាយមួយជូនអ្នកប្រុសអ្នកដែលមិនគោរពអ្នកប្រុសមុននេះនឹងចេញមកសុំទោសខ្លួនឯងមើលកាជានេះមានរឿងស្អីទៅវាគ្រាន់តែជំនួសឲ្យប្រយោជន៍ដែលត្រូវគេរំសាយមង្គលការចោលតែប៉ុណ្ណោះទេមិនអាចជាអ្នកប្រុសយកបានទៅនេះឯងកំពុងសង្ស័យយើងហ៎ខ្ញុំមិនហ៊ានទេលីវិនជិនតាមពិតយើងចង់ជួយគ្រួសារលីងឲ្យជោគជ័យតែបើជាមានកូនប្រុសចំសិទ្ធបែបនេះទៅវិញគឺវាជាអ្នកអំណាចគ្រួសារដែលខ្លួនឯងអាចឆ្លៃគឺមកពីឯងនេះមកពីឯងអ្នកប្រុសនៅមុខហើយឯងខ្វាក់ភ្លេចមើលមិនឃើញទេអីគឺឯងបំផ្លាញគ្រួសារលីយើងហើយឯងគួរតែដឹងខ្លួនហើយបំផ្លាញគ្រួសារយើងប៉ាខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនប៉ាកុំឲ្យយើងថាប៉ាយើងនេះណាគ្មានកូនប្រុសដូចជាឯងចឹងទេអ្នកប្រុសខ្ញុំខ្វាក់ភ្នែកសូមអ្នកប្រុសអភ័យទោសផងជីវិតរបស់ពួកយើងគឺពឹងទៅលើអ្នកប្រុសហើយសូមអ្នកប្រុសទុកជីវិតឲ្យពួកយើងផងទៅបានទេខ្ញុំសូមបងទុកផ្លូវរកគ្រួសារលីផងដោះលែងពួកឯងក្រែងឯងចង់ឃើញសមត្ថភាពរបស់យើងពេលនេះឃើញហើយយើងបាននិយាយមុននេះហើយថាឲ្យឯងនាំវាមកសុំទោសកំហុសនៅចំពោះមុខយើងនឹងទុកផ្លូវរកឲ្យគ្រួសារឯងក៏ប៉ុន្តែនៅពេលនេះណានិយាយពេលហើយគឺវាបានចប់ហើយអ្នកប្រុសគ្រួសារលីយើងបានជួយមនុស្សច្រើនណាស់សូមដោះលែងគ្រួសារលីយើងទៅអាកូនចៅមួយទៀតនេះមិនកុំឆាប់សុំទោសភ្លាមទៅសុំទោសទៅខ្ញុំជាមួយនឹងកូនប្រុសសុខចិត្តទទួលទោសជាមួយនឹងកូនប្រុសសូមលោកដោះលែងគ្រួសារលីផងទៅសូមបងដោះលែងទៅមុននេះបានរកកំណត់ជាមួយនឹងគេគ្រប់គ្នាឲ្យយើងលុតពីគង់សុំទោសពេលឯងមកហើយបែរជាជួយវាទៅទៀតហើយនៅចំបំផ្លាញអនាគតយើងទៀតយើងសួរឯងនោះបើសិនជាឯងវិញតែឯងគិតធ្វើយ៉ាងម៉េចទៅរឿងនេះខ្ញុំនេះជាជំរឿនរបស់ពួកឯងចាប់ពីយប់នេះទៅគ្រូសាលីនឹងបាត់មុខពីលោកនេះទៅហើយអូយចប់ហើយប៉ាចប់ហើយនេះជឿក្រៃមុននេះឯងចង់ឃើញយើងចង់គ្រូសានឹងដីហើយដល់គ្មានថ្ងៃក្រោករួចពេលនេះយើងបានមកពេញបំណងឯងហើយយ៉ាងម៉េចសមដែរទេឯងចង់ធ្វើអីយើងសុំម្ដងទៀតមិនថាសមត្ថភាពរូបរាងមុខមាត់វងតកូលនាងមួយណាដែលស័ក្តិសមធ្វើជាអ្នកស្រីយាននោះទេនេះមិនយ៉ាងណាវាជាមនុស្សចំសៀតដែលខ្ញុំស្អប់ខ្ពស់បំផុតហើយតើមានអ្នកណាអាចចូលវាទៅយើងដឹងហើយតាមពិតគឺមកពីមេកាចឹងគាត់អត់នៅនេះចឹងអញ្ចឹងហើយទៅជួយអាម្នាក់នេះឲ្យទៅជាអ្នកប្រុសទៀតទៅជាមនុស្សចំសៀតឯងនិយាយផ្ដេសផ្ដាស់សំតែផ្ទះកំភ្លៀងបើមិនមែនអ្នកប្រុសចិញ្ចឹមគ្រួសារនាងពីមុនមកទេតើនាងមានថ្ងៃនេះទេនាងនៅនិយាយថាអ្នកប្រុសជាមនុស្សគ្មានបានការគ្មានក្តីសុខឲ្យនាងទៀតឥឡូវនាងសំហើយយាបានបងជាអ្នកប្រុសជាហេតុអីក៏មិនប្រាប់អូនចឹងនោះមានពាក់ព័ន្ធស្អីជាមួយនាងដែរហេតុអីក៏គ្មានពាក់ព័ន្ធនោះបើសិនជាអូនដឹងនោះពួកយើងបានរៀបការជាមួយគ្នាយូរណាស់ហើយរៀបការហ៎មិនអីទេពេលនេះក៏មិនទាន់ជិតពេលដែរយាបានពេលនេះពួកយើងរៀបការជាមួយគ្នាទេយើងសាសំទេយាបានអាមនុស្សសាវ៉ាយើងកំដៅឯងជិត3ឆ្នាំហើយតែនេះមានលុយហើយឯងគាត់យើងចោលទេយើងមិនព្រមទេយើងសាវ៉ាគឺអ្នកណានិយាយថាចង់បានអ្នកពងខ្ពស់គឺអ្នកណានិយាយថាសុខចិត្តយំក្នុងឡាននេះគឺអ្នកណានិយាយថាយើងគ្រាន់តែជាជំរឿនដែលយកតែមកខំអូនក៏ហើយពួកយើងចាប់ផ្ដើមសារជាថ្មីទៅបានទេលេជិញនាងមិនដែលមកកំដៅជាល្បាតជាមួយគ្នាទេហើយនាងសម្ងអីចង់មកសោយសុខភាពមានបានរបស់យើងនោះអូនស្រឡាញ់បងអូនពិតជាស្រឡាញ់បងមែនទេនាងស្រឡាញ់នោះជាយើងឯងទេនាងស្រឡាញ់នោះគេលុយទៅវិញទេពេលដែលយើងគ្មានលុយនាងមិនចង់រៀបការនឹងយើងពេលដែលយើងអត់លុយមិនចង់រៀបការជាមួយនឹងយើងទេសេឈិញបើមិនមែនយើងលើកឲ្យនាងឡើងលើមេថានាងសំដែរទេគេទៅយកគ្រួសារក៏មិនមានសមត្ថភាពក៏គ្មាននាងសម្ងអីយកសັບចូលក្នុងគ្រួសារអ្នកមាននោះអ្នកប្រុសចាត់ការយ៉ាងម៉េចទៅឲ្យពួកវាសងរបស់ដែលលេបពីខ្ញុំទៅគឺឲ្យសងវិញទាំងអស់បើសងមិនរួចទេអញ្ចឹងបកគលវាចាត់ការទៅពួកឯងនៅមានចង់និយាយទៀតទេនេះមិនក៏ជាគឺពួកយើងគ្មានភ្នែកទៅមានជាមួយនឹងប្រុសជាផងហើយពួកយើងអាចសុំទោសបានទេខ្ញុំនឹងចាំមានរឿងជាមួយនឹងប្រុសសុំអភ័យទោសផងរឿងនៅថ្ងៃនេះយើងមិនថាអីទេតែបើមានលក្ខណៈទៀតយើងមិនដោះលែងបាញ់ញញទេពួកឯពូអស់សំណាយហើយលោកពូមើលទៅរឿងខ្ញុំជាមួយនឹងស៊ូជីនោះគឺខ្ញុំជាអ្នកខុសទេអ្នកប្រុសយើងមានរឿងសំខាន់ចង់ពិភាក្សាស៊ូជីខ្ញុំតិចចាបើអញ្ចឹងខ្ញុំទៅសិនហើយយើងមានរឿងសំខាន់មួយត្រូវនិយាយមាននិយាយមកចុះប្រមុខធំប្រចាំប្រទេសទាំង3កំពុងតែធ្វើគម្រោងធ្វើជាសត្រូវជាមួយនឹងក្រុមហ៊ុនយេសឺបើសិនជាគេដឹងថាអ្នកប្រុសមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងក្រុមហ៊ុននោះទេគេនឹងធ្វើបាត់អ្នកប្រុសជាមិនខានឡើយអញ្ចឹងហើយអ្នកខាងរាជធានីធ្វើគុំស្វាគមន៍អ្នកប្រុសដោយមានអ្នកទៅជំនួសលោកដើម្បីបន្លំបាទខ្ញុំដឹងហើយលោកបាននាងហើយបាទចាំមើលទៅល្អណាស់អាចចង្រៃនោះបែរជាហ៊ានលេខបែបនេះផងយូលីលោកបានដឹងអីទៅយើងសិតទៅគេបោកហើយអ្នកប្រុសជាពិតប្រកបគឺនៅរាជធានីនោះទេហើយស៊ីហ្វានោះវាគ្រាន់តែជាជនបោកប្រាស់តែប៉ុណ្ណោះយូលីលោកនិយាយពីនេះតែមានផតតាំងទេគ្រូសាស្ត្រមាននៅរាជធានីគេបាននាំគ្នាទៅពិធីអស់ហើយនៅត្រូវការផតតាំងផ្សេងទៀតយេវ៉ានភាពអាម៉ាស់របស់យើងនៅថ្ងៃនេះយើងនឹងឲ្យឯងសុំមកពេញគុណមួយជាពីរបើសិនជាយេហ្វានោះវាគ្រាន់តែជាមនុស្សចំនួនមែនអញ្ចឹងគ្រប់យ៉ាងនៅថ្ងៃនេះវាចាំមិនទៅនោះចាំបាច់បោះស្រាយផ្សេងទៀតលោកពូមេការចាំរយយេហ្វានមកសម្ដែងមនុស្សចំនួនអ្នកប្រុសជាអញ្ចឹងមិនត្រូវគេមើលទៅដឹងហើយទេថាជាមនុស្សចំនួននោះគេធ្វើឲ្យយើងឃើញច្បាស់កន្លែងគ្រួសារអ្នកធំណាស់ក៏មានសត្រូវដែរជារឿងធម្មតាទេនោះជាគ្រួសារយេទៀតនោះគឺជាគ្រួសារដែលមានអំណាចមានលុយជាងគេលើលោកនេះតែយេហ្វានោះវាងាប់ចំនួនអ្នកប្រុសជាបាននោះវាជាសំណាងណាស់ទៅហើយតែខ្ញុំនិយាយបែបនេះត្រឹមត្រូវដែរទេយើងថាហើយយេហ្វានោះគ្រាន់តែជាមនុស្សអប្រយោជន៍មិនទាំងអាចស្រុកតំណែងទៅកូនជាបានទៅយេហ្វានបើជាហ៊ានបោកពីកូនស្រីរបស់យើងរឿងនេះមិនអាចចំអញ្ចឹងបានទេត្រូវតែឲ្យវាសោតតម្លៃមកវិញត្រូវហើយត្រូវតែឲ្យវាសោតតម្លៃមកវិញតែប្រងក្រុមហ៊ុនចង់សាងសង់សន្តាគារប្រែ7មួយទៀតគឺមានកន្លែងសម្រាប់និងហាងអាហារជាមួយគ្នាដែរសន្តាគារប្រែ7នេះគឺមានប្រវត្តិនិងអ្នកទទួលខុសត្រូវយកគេទៅចុះអ្នកប្រុសពិតជាខ្សែភ្នែកល្អមែនបានយ៉ាងម៉េចទៅអ្នកប្រុសប្រហែលជាមិនដឹងទេស៊ីមីងមើលទៅដូចជាអ្នកចាត់ការតូចមែនតែគេមានសមត្ថភាពខ្ពស់ណាស់អ្នកប្រុសពិតជាខ្សែភ្នែកល្អខ្លាំងណាស់បានអញ្ចឹងនេះត្រូវចាំចុះនៅមានរឿងមួយទៀតកាលពីមុនខ្ញុំឃើញអ្នកប្រុសទៅណាក៏ជិះឡានក្រុងដែរអញ្ចឹងហើយខ្ញុំបានកំងឡានស្ពតទំនើបឲ្យអ្នកប្រុសមួយទៀតខ្ញុំបានដាក់កញ្ចក់ខាងក្រៅរួចហើយនេះគឺជាកាត់ខ្មៅការដែលទទួលតំណែងពីគ្រូសាជាសូមអ្នកប្រុសទទួលយកទៅបងលីងមានគេមកមើលឡានហើយពួកយើងមិនទទួលគេទេឯងមើលរូបរាងរបស់គេទៅទោះជាយ៉ាងណាក៏គេអ្នកក្រដែរមិនបាច់ទៅនាំទៅកាត់ពេលទេឯងចង់ទទួលខ្លួនឯងទៅតែយើងប្រាប់ឯងទៅចុះទទួលមនុស្សបែបនេះសម្បីតែលុយមួយសេនក៏មិនបានធៀបដែរលោកមកមើលឡានមែនទេមិនមែនទេគឺខ្ញុំមកយកមិនអីទេលោកឯងរើមើលលោកឆ្លាញ់បានហើយចាំខ្ញុំណែនាំឲ្យលោកនាងមិនខ្លាចខ្ញុំធ្វើខាត់ទៅទេនោះមានអីគួរខ្លាចទៅថ្ងៃណាមួយលោកនឹងមានលុយទិញឡានជាមិនខាននោះទេខ្ញុំគ្រាន់តែប្រើសេវាកម្ម
ពេលវេលាជាមួយគេទៅមនុស្សដូចគេណាមួយជីវិតនេះក៏គ្មានលុយទិញឡានបាត់នេះជិះដែរ ថ្លៃណាស់ នោះគឺប្រកាសហើយឡានរបស់ពួកយើងថោកជាងគេបំផុតគឺ30ម៉ឺនលោកមានលុយទិញទេ រួចចុះអាថ្លៃជាងគេនោះ នៅអាថ្លៃជាងគេទៀតទេឡានថ្លៃបែបនេះឯងមានសិទ្ធិអីសួរដែរឡានដែលថ្លៃជាងគេនៅហាងរបស់យើងគឺតម្លៃ30លានគឺឡានស្ពតមួយដែលនៅខាងក្រៅគេនោះ ថាមិនបានចូលមកមានក្លិនស្អុយអញ្ចឹងតាមពិតជាក្លិនអ្នកក្រសោះណោះ តែប្រសិនមិនក៏លោកមកទីនេះអញ្ចឹង យើងមកទីនេះប្រកាសជាមកទិញឡានហើយ យេហ្វានមិនក៏លោកមកទីនេះដែរអញ្ចឹង ហេតុអីយើងមកម្ល៉េះនៅទីនេះបានតាមពិតឯងជាហ្វានជាមួយសង្សារដែលយើងត្រូវតបក្បាលចោលនោះ អ្នកប្រសិនពេលនេះខ្ញុំជាសង្សាររបស់លោកណាអាម្នាក់នេះវាមិនស័ក្តិសមជាមួយខ្ញុំទេ បានចាំពេលបងទិញឡានហើយចាំបងណាប់អូនតើលេង នេះគួរឲ្យស្រឡាញ់ខ្លាំងណាស់យេហ្វានហេតុអីក៏ឯងមកចូលទីនេះដែរឬមួយក៏ឯងចង់ទិញឡានដែរវាមានលុយទិញអីទៅវាគ្រាន់តែជាអ្នកក្រអាអ្នកក្របើគ្មានលុយទិញឡានទេឯងឆាប់ចេញពីទីនេះទៅបងលេងកន្លែងយើងគ្មានច្បាប់បណ្ដោយគេមើលឡានទេជឿអីនេះភ្នែកឯងមិនឃើញទេមិនឃើញអ្នកប្រសិនមករកទិញឡានទេអី អ្នកណាថាគេគ្មានលុយទិញទៅ ឯងទិញឡានទេឡាននៅទីនេះតម្លៃយ៉ាងតិចបំផុតគឺ30ម៉ឺនដែរមានតែអ្នកប្រសិនយើងទេដែលមានលុយទិញឡានឯងស្អីទៅឯងមានតែមនុស្សមកជំនួសគេទេ អាមិនត្រូវវានោះគឺជាកង់អាគុយទេ យេហ្វានឯងនិយាយហើយថាអត់ពីឯងទៅឯងលើកយើងឡើងលើមិនមនុស្សទេតែយើងអត់ពីឯងទៅយើងរស់នៅក្នុងវិឡាជិះឡានលុយៗជាមួយនឹងអ្នកប្រសិនចំណែកឯងវិញមានតែសម្លឹងមើលយើងជារៀងរហូតទេ សំអាងលើឯងមិនខុសទេសំអាងលើយើងព្រោះអីយើងអាចឲ្យយើងបានឯងមួយជីវិតក៏មិនអាចឲ្យយើងបានដែរមែនទេឯងប្រកាសចិត្តហើយយ៉ាងម៉េចស្ដាប់សំដីឯងទៅឯងគិតថានោះមិនមែនជាការពិតទេអ្នកលក់ថាទៅបើកឡាននោះមកឲ្យយើងភ្លាម អ្នកប្រសិនឡាននោះតម្លៃ1.20លានឯណោះ និយាយបំរោះទាំងអស់ឈប់ការទៅ ចាអ្នកប្រសិនខ្ញុំនៅតែធ្វើឯកសារភ្លាម បានឃើញហើយនៅយើងអាចទិញឡានតម្លៃ30លានបានយ៉ាងងាយហើយចុះឯងវិញបានត្រូវតែថាមកទេអត់ប្រយោជន៍ឡាននោះតម្លៃ1.20លានគឺយើងបានយកហើយយេហ្វាននេះឯងឈួតទេឯងកុំថាឡើយឯងគ្មានលុយទិញទោះជាឯងមានលុយក៏មិនអាចទិញបានដែរយើងមានការសមាជិកឡាននេះជារបស់យើងចុះបើយើងឲ្យតម្លៃគុណមួយពីនោះ 2លាន40ម៉ឺននេះ គ្រាន់តែអួនអញ្ចឹងអ្នកណាមិនចេះនោះយើងនៅចង់ឲ្យឡាននេះតម្លៃ30លានផងឯងចង់ដាក់ជាមួយនឹងយើងឯងនៅតម្លៃគុណមួយពីឯងមានលុយទេមានលុយឬក៏អត់នោះមិនមែនជារឿងរបស់ឯងទេឡាននោះតម្លៃគុណពីខ្ញុំយកហើយ ចំណែកឡានជើងនេះគឺសុំតែ1.20លានទេលោកទៅចំណាយ2លាន40ម៉ឺនគឺមិនស័ក្តិសមនោះទេ មិនទេចាយលុយគឺដើម្បីយកឲ្យខ្លួនឯងបានសុបាយចិត្តគឺខ្ញុំចង់ដាក់យករបស់របៀបពេញចិត្តឯងយ៉ាងម៉េចមិនព្រមចាញ់ឯងអាចឡើងបានយើងមិនល្ងងដូចជាឯងទេអញ្ចឹងបាននិយាយទៅគឺគ្មានលុយកំសាក្រៃនេះឯងលុយណាស់មិនអញ្ចឹងឯងមិនបានជាពេលនេះមិនមានលុយទៅវិញមិនក៏ឯងមិនធ្វើរកខាទៀតទៅយេហ្វានតែអួតគេអ្នកណាក៏ចេះដែរតែក្នុងកប៉ាល់មានលុយឬក៏អន់2លាន40000ចាំមើលថាឯងបានលុយមកពីណាទៅបើកនេះឆែរបស់ឯងមើលឲ្យច្បាស់ទៅចូលកាត់ អ្នកប្រសិនបើវាចង់ខ្មាស់គេទៅហើយសំតាបំណងរបស់វាទៅចាំមើលវាឈុតកាត់នេះលុយម៉ាស៊ីនក៏គ្មានតើគេធ្វើអីវាទៅ យេហ្វានចាំមើលការនេះឈុតមិនចេញយើងនឹងបាក់ជើងឯងចោលជាមិនខានទេចុះបើសិនជាឈុតចេញវិញនោះមិនអាចទេយេហ្វានបើសិនជាឯងអាចដំណើរបាននេះពីយើងបានយើងដាក់តកូលតាមឯងយើងឈប់ប្រើតកូលយើងហើយឈប់កាត់ទៅអញ្ចឹង ឈុតកាត់បានសម្រាប់ឈុតកាត់បានសម្រាប់ហើយឈុតកាត់បានសម្រាប់ហើយគេមានលុយពីណាមកច្រើនយ៉ាង មាន នេះ អីពាក់ព័ន្ធជាមួយនាងទៅស៊ីឃីនេះនឹងកថាអាចតាមវាបានក៏អាចព្រោះយើងបានហើយចំណែកឯងវិញកុំដាក់តកូលយើងតាមយើងស្អប់ឯងណាកុំប្រើនាងតកូលយើងមកតែថប់ទៀតឯងអត់ចាស់ស្អីទៅអ្នកណាថាលុយឯងបានមកពីណានោះប្រហែលជារកស៊ីមិនត្រឹមត្រូវហើយមើលទៅនោះ ត្រូវហើយអ្នកប្រសិននិយាយត្រូវជាហ្វានដឹងថាគឺជាមនុស្សដែលជំនួសគ្រួសារវាវាមិនអាចរស់នៅបានយូរទេអញ្ចឹងហើយវាទៅខ្ចីលុយគេដើម្បីយកមកធ្វើហាតែបើដើម្បីបញ្ជាក់ពីសមត្ថភាពខ្លួនឯងនៅទៅថ្ងៃមុខនោះយើងសុខចិត្តប្រើកម្មវិធីគួរឲ្យស្ដាយលុយទិញទួចស្អីនោះអាចបញ្ជាក់អីបានទៅលោកឯកសារឡាននេះខ្ញុំបានធ្វើឲ្យលោករួចហើយ អរគុណឡាននេះខ្ញុំឲ្យនាងចុះ ឲ្យមកខ្ញុំទេ មិនខុសទេ លោកយាយឡាននេះគឺឲ្យមកខ្ញុំវិញទៅខ្ញុំនឹងធ្វើជាបុគ្គលិកបម្រើឡានឲ្យលោកបានលោកចង់ឲ្យខ្ញុំធ្វើអ្វីបានដែរខ្ញុំបម្រើលោក24ម៉ោង យើងស្អប់អ្នកប្រើរឿងតែ100ជាងគេហើយចេញទៅ លោកយាយឡានលោកមួយនេះតម្លៃដល់20កានជាងគឺថ្លៃពេកហើយ ថ្ងៃនេះខ្ញុំមកទីនេះខ្ញុំមិនមែនមកទិញឡានទេតែថ្ងៃនេះខ្ញុំទិញឡាននេះគឺដើម្បីផ្ទះមុខអាខ្លះមកផ្នែកទៀតគឺដោយសារតែនាងការប្រើសេវាកម្មខ្នាតរបស់នាងធ្វើឲ្យខ្ញុំពេញចិត្តមានទង្វើល្អកុំរៀនតាមអ្នកខ្លះដែលចេះតែដើរមើលងាយគេឯងអសត់ ចាខ្ញុំដឹងហើយចុះបើលោកឲ្យឡានមកខ្ញុំទៅលោកមានឡានណាទៅ យីវ៉ាន់ឯងមិនមែនចង់និយាយថាឯងមិនចង់បានឡាននោះទេយីវ៉ាន់នេះឯងឈួតហើយនេះជាឡាន Ferrari ជាឡានខ្លាចជាងគេនៅហាងនេះបាយ30លានឯណោះទោះជាលក់របស់ឯងពីផ្ទាំងតែគ្មានលុយទិញដែរឯងធ្វើមិនអាចមានលុយទិញឡាននេះគ្រប់ទៅតាមមិនដែរទេតែមើលសមត្ថភាពឯងប្រកាសជាគ្មានលុយទិញឡាននេះគ្រប់ទេ ជាហ្វាននេះឯងសម្ដែងទៀតហើយតើមានទេឯងធ្វើនេះគឺដើម្បីឲ្យយើងត្រឡប់ទៅរកឯងវិញយល់សប្តិទៅយើងមិនពេញចិត្តជាមួយមនុស្សចោលវិស័យដូចជាឯងនោះទេអ្នកប្រុសសិនណាគាត់គឺជាអ្នកគ្រប់គ្រងហាងនេះប្រាក់ខែគាត់មួយខែរាប់សិបលានគាត់ទៅស័ក្តិសមជាមួយនឹងយើង វាគ្មានលុយទិញមិនបានន័យថាយើងគ្មានលុយទិញទេ ឯងទិញនេះឯងមានសមត្ថភាពអីមានលុយទិញឡាននោះ មកលើហើយណាយីវ៉ាន់ឯងគ្មានសិទ្ធិសូម្បីតែទិញឡាននេះផងព្រោះឡាននេះជាឡានមួយចំនួនកំណត់លើពិភពលោកអ្នកទិញតើតែមាន Ferrari 2គ្រឿងឬ5គ្រឿងគ្មានអ្នកណាលក់ឲ្យអ្នកផ្សេងទេតែអាចបញ្ជាក់ពីភាពពេញចិត្តជាមួយនឹងប្រេឡាននេះបានហើយអ្នកទិញត្រូវតែមានទ្រព្យសម្បត្តិលើពី50លានទៅអាចទិញបានហើយឯងគ្រាន់តែជាអ្នកធ្វើការគេប្រាក់ខែតែប្រហែលពាន់ឯងសូម្បីតែសិទ្ធិចូល Ferrari ក៏វាជារឿងពិបាកផងឯងមានសិទ្ធិឯណាមានលុយទិញឡានដល់ម្លឹងនោះឯងប្រកាសជាគ្មានលុយទិញវាទេដូច្នេះហើយឯងកុំអួតខ្លាំងពេកទៅបានដែរទេ យល់ហ្វានឯងដើម្បីសងសឹកយើងឯងនិយាយអួតឯកាំងនៅចំពោះមុខយើងផងតែនិយាយទៅឯងសម្ដែងទៅគឺរត់តែសំហើយតែយើងនៅតែមិនពេញចិត្តជាមួយឯង នេះឈប់ឆ្លុះអ្វីជាមួយខ្លួនឯងទៀតទៅយើងពិតជាពើមខ្លាំងណាស់ បានបើសិនជាឯងមានសមត្ថភាពទិញឡាន Sport នេះបានយើងនឹងលុតជង្គង់សំពះឯងហើយយើងនិយាយថាយើងខុសហើយដែលមើលមិនខុស អញ្ចឹងបើភ្នែកឆ្កែរបស់នាងមើលឲ្យបានច្បាស់ទៅ លោកយាយមិនស្គាល់ងាប់មែនឡាននេះក្រៅពីម្ចាស់វាគ្មានសិទ្ធិអ្នកណាបើកបានទេ មិនយល់ទេឯងនឹងបាក់មុខហើយនឹងត្រូវធាក់ក្បាលចេញពីទីនេះហើយ លោកយាយសុំកុំអី ហើយទៅ ឡានមួយនេះលើលោកនេះមានតែ10គ្រឿងទេហើយម្យ៉ាងទៀតឡានមួយនេះគឺមានម្ចាស់រួចទៅហើយឡានមួយនេះគឺគ្មានសោទេគឺស្កេនជាដៅដៃនេះគឺមានម្ចាស់ហើយ ខ្ញុំបារម្ភថាខ្ញុំបោះសោឡាននេះមិនបាន នោះមានអីបារម្ភទៅព្រោះអីឡានមួយនេះគឺមិនមានសោទេសៀវអ៊ីនេះជាភ្ញៀវរបស់ឯងបើមានបញ្ហាអីទៅលោកប្រធាននឹងបន្តនាងជាមិនខានទេខ្ញុំមិនបារម្ភស្អីទាំងអស់ទេតែម្ចាស់ឡាននេះគឺជាអ្នកកំពុងពោះមានលុយខ្ញុំខ្លាចលោកមានបញ្ហា ទេព្រោះអីនេះជាឡានរបស់ខ្ញុំទេ ស៊ីជីអ្នកដែលមកកំងឡាននេះគឺជាមនុស្សស្រីមិនមែនលោកទេ ប
បានលឺហើយណែជាហ្វានអ្នកដែលកំងឡាននោះគឺជាមនុស្សស្រីទេឯងមិនចង់និយាយថាអ្នកដែលកំងឡាននោះគឺជាម៉ាក់បាយទេ យើងក៏ចង់ដឹងដែរថាឯងអាចសម្ដែងដល់ណា យើងសម្ដែងឬក៏អត់តែទៀតនឹងបានដឹងហើយគឺឯងទេឯងនៅចាំពីឯងនិយាយមុននេះបានទេនេះឯងពិតជាទុកខ្លួនឯងជាម្ចាស់ឡាននេះមែនទេសូម្បីតែទិញឡាន Livery Top 1ក៏មួយជាមួយឯងនេះទិញមិនបានផងអញ្ចឹងហើយឡាននេះសូម្បីតែម៉ាក់ឯងក៏មិនអាចសម័យបានដែរចុះបើឡាននេះជារបស់យើងមែននោះបើសិនជាឯងជាម្ចាស់ឡាននេះមែនយើងលើកជង្គង់ដូចជាឈិញហៅឯងថាតា3ដងតែបើសិនជាឯងមិនមែនម្ចាស់ឡានទេឯងត្រូវតែលើកជង្គង់ហើយលើកស្បែកជើងយើងឲ្យស្អាតរួចហើយឯងត្រូវវាចេញពីក្រោមជើងរបស់យើងទៅបានអញ្ចឹងយើងឲ្យឯងដឹងតែយើងមានសិទ្ធិឬក៏អត់ ឡានបានដល់ផ្សារជោគជ័យ មិនថ្ងៃទៅឡានដែលដំណើរឲ្យអំណាចទឹកលុយជាច្រើននេះមិនអាចជារបស់អ្នកក្រដូចឯងទៅ ឬមួយក៏គេជាអ្នកប្រុសគ្រួសារយាមែននេះពិតជាដល់សល់ឡានបានមែនលោកយាឡាននេះពិតជាឡានរបស់លោកមែន បានហើយឡានក៏យើងយកបានមកដែរហើយសោក៏យើងបានដោះដែរពេលនេះដល់ពេលឯងដែលបានសន្យាជាមួយនឹងយើងហើយកាត់ដល់ស្អីទៅមិនឯងមានលុយទិញឡានទំនើបដល់5គ្រឿងឯងគ្រាន់តែយកឡានដែលស្រីនោះកំងតាគឺឡាននេះមិនមែនជារបស់ឯងទេតែមិនឯងទេនេះអាចចង់ក្បត់កាប់ភ្នល់ក្បត់កាប់ភ្នល់ឡាននេះមិនមែនជារបស់ឯងផងសម្រាប់អីយើងធ្វើនោះ ត្រូវហើយទូត្រាតែឯងមានបញ្ជាក់មក គឺយើងឲ្យបញ្ជាក់បាទ នេះយោស៊ីមិនមកជាលោកបានអញ្ចឹង បើសិនជាយើងមិនមកទេមិនអាចដឹងថាជាបុគ្គលិកលោកឡានតូចតាចដូចជានាងបាយជាមើលងាយគេបែបនេះ នេះយោស៊ីខ្ញុំពិតជាត្រូវការការងារនេះណានេះយោស៊ីនេះយោស៊ី ទៅនេះធ្វើការមកល្អការងារខាងលោកឡានថ្ងៃក្រោយបុគ្គលិកនេះហើយ អរគុណនេះយោស៊ី អ្នកប្រុសសិនការភ្នល់មុននេះលោកចង់មិនគោរពអីស្មីហៅពួកយើងសុទ្ធតែជាអ្នកមានសមត្ថភាពដូចគ្នាឯងក៏ធ្វើបាបយើងពេកអីណាឯងបានតែរករឿងខ្ញុំដាក់ពួកជាងគេរបស់យើងណារឿងវាមិនអាចចប់ចិត្តទេយោស៊ីវាគ្រាន់តែជាអ្នកលេងមហាដែលដើរធ្វើការវាមិនអាចជាភ្ញៀវចំពោះរបស់លោកទៅវាគ្រាន់តែជាអ្នកយកឡានឲ្យគេមិនក៏លោកការពីយ៉ាងនេះវាធ្វើបែបនេះគឺមិនទុកយើងជាភ្ញៀវទេយើងគឺជាមនុស្សម្នាក់ដែលជាសមាជិកទិញឡានរបស់លោកណាមិនក៏លោកបែរជាមិនងាយយើងបែបនេះអញ្ចឹងអូការសមាជិកមានផងអីត្រូវហើយបើសិនជាលោកការពីគេយ៉ាងនេះទៅហើយអញ្ចឹងលោកក៏រំសាយការសមាជិករបស់យើងចោលតែម្ដងទៅ អ្នកប្រុសសិន កុំបារម្ភវាមិនហ៊ានទេយ៉ាងណាខ្ញុំជាមនុស្សរបស់នាយកលីងដែរបើសិនជាម្ចាស់ឡានពិតមែននោះពួកយើងពិតជាមិនហ៊ាននៅតវ៉ាទេតែបែរជាហ្វានជាស្អីទៅវិញទៅយើងក៏គិតអញ្ចឹងដែរសិនទីសៀនចាប់ពីថ្ងៃនេះទៅឯងនឹងជាប់បញ្ជាខ្មៅរបស់ហាងឡានរបស់យើងចាប់ពីថ្ងៃនេះអត់ទទួលឯងទេអញនិយាយថាម៉េចស៊ីមិនហៅឯងចាំតែមើលទៅអ្នកប្រុសសិនអ្នកនាងលាវអ្នកទាំងពីរកុំភ្លេចសម្ដីភ្នល់ការពីលើកមុនបើសិនអ្នកទាំងពីរមិនធ្វើតាមការភ្នល់ទេយើងនឹងហៅមនុស្សមកបង្ខំឲ្យធ្វើហើយស៊ីមិនហៅឯងធ្វើបាបគេជ្រុលពេកហើយបាត់ហើយនៅមិនទាន់បានទេបាត់ហើយឲ្យពួកវាទៅចុះទៅមកពួកវាធុញណាបាទស៊ីមីហៅនេះមិនក៏វាជួយយកហ្វាននោះហើយវាមកបំផ្លាញការសមាជិកមានរបស់យើងចោលទៀត ថាស៊ីមីហៅនេះប្រហែលជាគេមិនដឹងថាយាហ្វាននេះគឺជាមនុស្សចំនួនរបស់អ្នកប្រុសយាទេអញ្ចឹងហើយទើបគេជួយបែបនេះ អាចចង្រៃបើនឹងចឹងយកបកស្បែកអញយូរណាស់មកហើយ បើសិនជាគេដឹងថាយាហ្វាននេះចំនួនមែននោះបន្តិចទៀតគេនឹងយកការរបស់លោកមកសងលោកវិញជាមិនខាននោះទេ នោះគឺប្រកាសហើយតែគំនុំនេះគឺយើងត្រូវតែសងសឹកមិនបានជាលោកមកទីនេះខ្ញុំមិនលាក់បាំងនៅអ្នកប្រុសទេការងារក្រំៗរបស់ក្រុមហ៊ុនធានហៅសិតតែខ្ញុំជាអ្នកមើលការខុសត្រូវតែខ្ញុំមកលើកនេះគឺមានគោលបំណងពីរអរគុណអ្នកប្រុសប្រកបសន្តាគារតែប្រពៃខ្ញុំគ្រប់គ្រងហើយខ្ញុំអរគុណអ្នកប្រុសថាការងារនេះគោលឲ្យគ្រួសារស៊ូដែរទេប្រកាសហើយបាទខ្ញុំទៅចាត់ការភ្លាមបានចេញឆាប់ទៅបាទឥឡូវសុយថាម៉េចបងទៅដល់ហើយ យឺមានកាយទៅមិនបានជួយបញ្ញត្តិយ៉ាងនេះ ថ្ងៃនេះគឺជាថ្ងៃដែលសាលាពួកយើងបង្កើតឡើងដើម្បីចេញសារទៅចូលរួមនៅក្នុងចំនួនមុនតែក្នុងនោះក៏មានឆឹងតាហ្វីដែរ ខ្ញុំចង់សឹក ក្រុមហ៊ុនចៅស៊ឺគឺជាដៃគូសហការធំរបស់សន្តាគារតែ7ដែរក្រុមហ៊ុនរបស់ធានហៅអូនក៏ចង់ឲ្យគេជួយគ្រួសារស៊ូដែរ យឺ បងតិចមើលអូន តាមពិតបង បើសិនជាអាចចុះកម្រងនេះបានប៉ាម៉ាអូនគ្មានបន្តអីនឹងពួកយើងទៀតទេដោះពួកយើងឆាប់ទៅពួកគេចាំយើងណា កាលពីឆ្នាំនោះវាជាខ្លាចទាំង5នៅទីនេះហ្វាជាងទីមកផុតឯងមកហើយឯងបាច់ឲ្យបងហ្វីចាំឯងយូរយ៉ាងនេះឯងថាធំមែនបងហ្វីសំទោសផងឡានស្ទះតាមផ្លូវទៅចោលឡានរុញសំទោសផងចុះគ្រាន់បានតើបាក់ឡានបែនហើយតើអូមានណាឡានបែននេះក៏គ្រាន់តែមកលេង20តែប៉ុណ្ណោះទេឡាន Ferrari នេះគឺជារបស់បងតើពិតមែនដែរទេហ្នឹងគឺជារបស់យើងនេះឯងមើលមិនដឹងទេអីបងហ្វីនេះសំខ្លាំងណាស់បងហ្វីពិតជាអស្ចារ្យមែនឮថាឡាន Ferrari នេះថ្លៃខ្លាំងណាស់ណាបងអូយមកចុះពិតជាអស្ចារ្យខ្លាំងណាស់ឃើញដែរទេគ្រាន់តែចេះលុយចោលទេគ្រាន់តែ30 40លានតែប៉ុណ្្នឹងឯងអូ30 40លានអូពិតជាមានណាស់មួយជីវិតខ្ញុំមិនអាចមានលុយច្រើនដោះម្លឹងទេត្រូវហើយបងហ្វីខ្ញុំអាចទៅថតរូបជាមួយឡានរបស់បងតែបានទេមិនមែនតែជុំចាឡានណាគ្រាន់តែថតរូបវាមិនអីទេតែបានតើឆាប់ទៅថតទៅតែក៏ធ្វើឈួរឡានអសណាអូមិនអីទេបងទុកខ្ញុំទៅថតសិនទៅចុះខ្ញុំទៅថតដែរបងហ្វីខ្ញុំទៅដែរខ្ញុំចង់ទៅថតដែរទៅថតទៅសុយមិនបានជានាងទៅតាមអញ្ចឹងនាងហ៊ានឲ្យបងហ្វីចាំនាងផងអីហ៎ ខានជុកគ្នាយូរហើយបងហ្វីយ៉ាងមិនហើយសុខសប្បាយទេ ខានជុកគ្នាយូរហើយអូ ខានជុកគ្នាយូរហើយខ្ញុំសូមណឲ្យស្គាល់ចំពោះម្នាក់នេះ មនុស្សធម្មតាខ្ញុំចំណាប់ប្រាប់ទេបើមកសុខគ្នាអត់ទៅហើយអញ្ចឹងពួកយើងចេញដំណើរទៅកន្លែងជួបគ្នានៅថ្ងៃនេះគឺនៅសន្តាគារឡុងថងសានជុងខ្ញុំលើកថានេះជាសន្តាគារកាយ6តែមួយគាត់នៅក្រុមជើងចៅនេះកាយ6មានអាចារ្យក្រុមហ៊ុនធានហើយចិត្តសន្តាគារកាយ7ហើយឯមិនតែគូសាចារ្យចិត្តឯកូសហការធំជាងគេក្នុងសន្តាគារកាយ7នេះហើយណាស់ដឹងដែរទេអើយបានហើយតែទៀតអួតឡើងដល់ភ្នំបាត់ទៅហើយតោះចេញដំណើរភ្លាមទៅចាំឡើងហេបងហ្វីខ្ញុំអាចជាឡានស្ពត Ferrari របស់បងបន្តិចថាបានដែរទេហេឯនេះពិតជាមិនដឹងអីមែនបើអ្នកដែលអង្គុយជាមួយគាត់ណាគឺមានតែអ្នកនាងស៊ូទេណាចេញទៅឯនេះមិនឃើញទេអីឃើញច្រើនយ៉ាងនេះជិះមិនអស់គ្នាទៅសុយទៅវិញចាប់ខ្ញុំនេះជាឡានអាលេង អរគុណហើយ មុននេះអញនិយាយថាឡាននេះជារបស់ឯងយ៉ាងម៉េចមានបញ្ហានេះជាឡានរបស់យើងយ៉ាងម៉េចអញនិយាយថាឡាននេះគឺជារបស់ឯងអញ្ចឹងហ៎ចេះតែអួតតែដឹងហីសុយសង្សាររបស់នេះពិតជាគ្មានគេខ្មាស់មែននេះជាឡានរបស់បងហ្វីគេបាច់ហ៊ាននិយាយថាឡាននេះជារបស់វាទៅវិញណោះមានតែខ្លាំងមិនដឹងថាខ្លួនឯងជាស្អីផងមានឡាន Ferrari តម្លៃ30លានឯណាឯងឈ្មោះស្អីទៅហ៎អូយើងយល់ហើយតាមពិតឯងចង់មានមុខមាត់នៅចំពោះមកទាំងអស់គ្នាឯងចង់មានរឿងជាមួយនឹងយើងឯងនិយាយថាឡាននេះគឺជារបស់ឯងមែនទេអញ្ចឹងឯងដល់សល់ឡានឲ្យយើងមើលទៅយើងមានការជឿជាក់ថានេះជាឡានរបស់ឯងយ៉ាងពិតប្រាកដ ខាងហ្វីយាហ្វានគេមិនមានន័យថាបាត់នេះទេមើលកន្លែងផង ឡាននេះជារបស់យើងហើយនេះគឺសាឡា
អូនេះគេអញធ្វើដូចមែនតើហ៎មិនក៏ដូចគ្នាអញ្ចឹងហ៎អាអ្នកស្រាយមិនស្គាល់ស្អីនេះជាឡានស្ពតវិញអញស្មានតែតែគួយឃើញហើយហ៊ានមកអួតផងអីអញមិនបានមើលច្បាស់ផងក៏ហ៊ានដើរមកអួតផងអីហ៎ពិតជាមិនចេះខ្មាស់គេមែនបានហើយយ៉ាងណាវាជាអ្នកអន់ដែរវាមិនស្គាល់យ៉ាងណានាំតែចុះនេះជាឡាន Ferrari គឺជាឡានដែលមានកំណត់ចំណត់មានតម្លៃ30លានហើយមានការស្កេនកាយ៉ាដៃទៀតផងបើមិនមានសោដោះទេគេប្រើតែកាយ៉ាដៃក៏អាចដោះបានដែរដោះបានយ៉ាងស្រួលដូចជាគ្មានច្បាប់ណាអញនិយាយថាកាយ៉ាដៃគឺអាចបើកសោឡានបានទេហេសុជានេះសង្សាររបស់នេះមានបញ្ហាខុសក្បាលទៀតហ្នឹងហើយដូចជាឈួតមែនទេហើយមើលទៅពួកឯងមិនទាន់ដឹងទេថាសង្សាររបស់នេះជាមនុស្សប្រភេទណាវាមានប្រវត្តិយ៉ាងម៉េចដល់ពិតជាមិនដឹងទេតាមមែនទេហ៎ណាវាជាមនុស្សដែលរៀបការឲ្យតែបែកជាគ្មានលុយប្រគល់ឲ្យទៅវិញជាមនុស្សដែលគេមិនចង់រៀបការជាមួយទៀតផងតាមមែនទេគេជាមនុស្សបែបហ្នឹងហើយមែនទេហ៎មែនហើយគេនិយាយថាចលនារបស់ឯងពិតជាគួរឲ្យអស់សំណាច់មែនទេត្រូវហើយមិនគួរអួតបែបនេះទេមានសមត្ថភាពណាបើវាមិនថាពួកឯងនិយាយច្រើនប៉ុណ្ណាទេតែឡានរបស់យើងនៅតែជារបស់យើងបើពួកឯងនិយាយថាឡាននេះជារបស់ពួកឯងនោះចឹងឯងដោះសោឡាននេះមើលទៅយើងចង់ដឹងមកវិញអាចចំណៃនោះមិនស្កប់ចិត្តទេបងដោះសោឡានឲ្យវាមើលទៅបងត្រៃមកវិញចំណាយត្រង់បានទេឆាប់ទៅដោះសោវាមើលភ្លាមទៅបងមិនខុសទេឲ្យវាបានភ្លឺភ្នែកម្ដងទៅបងនេះមិនមែនជាឡានរបស់យើងទេយើងធ្វើមិនអាចដោះបានទៅយ៉ាងម៉េចមិនហ៊ានទេនេះជាឡានរបស់យើងមានអីដែលមិនហ៊ានបើកនោះបើចឹងឆាប់ទៅបើកចាំមើលយើងធ្វើឯងខ្មាស់គេយីហ្វានយើងនឹងចាំឯងទុកបងពីមិនបានចឡានបើកទ្វារមុខចេញអញ្ចឹងឡាននេះមិនមែនជាឡាននេះទៅតែថ្មីព្រោះតែប្រយោជន៍ដៃឡាននេះគឺមិនតបានទេតែគឺមិនទៅអូខ្ញុំថាឡាននេះជារបស់បងពីគាត់ប្រកាសជាបើកការជាមិនខានទេឥឡូវចាំមើលទៅទៀតបងពីគាត់នឹងបើកបានហើយចាំមើលអញយកមកទៅទុកណែណាទៅនេះដែលគេសងឯងវិញណាមិនបានជាយូរយ៉ាងនេះនៅតរអូខេឯងកំឡុតខ្លាំងពេកតែបងពីគាត់បើកចេញហើយដល់ចាំយើងបើកយ៉ាងម៉េចបើមិនចេញទេឯងបាត់មកបងពីនេះយ៉ាងម៉េចហ្នឹងបើមិនចេញទេហើយទៅឬមួយឡាននេះឯងនៅរបៀបបើកឡានសោទៅទូរស័ព្ទដែរទេឡានយើងនេះថ្លៃខ្លាំងណាស់ណាអញ្ចឹងមិនជាវាបើកបានអូយតាមពិតអញ្ចឹងសោះខ្ញុំខំតែភ័យខ្ញុំស្មានថាឡាននេះមិនមែនជារបស់បងពីហើយខ្ញុំស្មានថាបែបហ្នឹងតើឯងនិយាយស្អីឡាននេះមិនមែនជារបស់បងពីអញ្ចឹងជាឡានរបស់អ្នកណាគេទៅហ៎មិនដែរទេបងពីប្រកាសជារបស់យើងហើយនេះឯងមកនិយាយឯកាស្អីហ្នឹងនេះមិនរបស់យើងទេឯងនឹងទេថាឡាននេះជាឡាន sport ណាឯងនឹងថាឡាននេះមានតម្លៃប៉ុណ្ណាទេយើងមិនទេឡាននេះទិញមកពីក្រុមហ៊ុនធានហៅជាឡានដែលមានការស្កេនប្រយោជន៍ដៃតសោជាឡានដែលមានកំណត់លើពិភពលោកមានតម្លៃជាង3លានអ្នកអាចទិញឡាននេះបានតើតែមានឡាន Ferrari ចំនួនកំណត់គ្រឿងឬមកឡាន Ferrari ធម្មតាអាចទិញបានពេលនេះពួកឯងគិតថាយើងមិនចេះស្អីទៀតដែរទេហើយឯងជាអ្នកលក់ឡានដែលបានជានិយាយរត់មកយ៉ាងនេះឯងដឹងថាឯងចង់សម្ដែងដល់ពេលណាទៀតទៅអញ្ចឹងឯងមើលច្បាស់ទៅថាឡាននេះគឺជារបស់អ្នកណានេះឡានរបស់វាមិនក៏ជារបស់គេអញ្ចឹងខ្លាចថាពួកឯងមិនស្គាល់ហើយយើងណែនាំពួកឯងតិចចុះឡានស្កេនប្រយោជន៍ដៃនេះក៏អាចយកសោនេះដោះបានដែរយីវ៉ាន់ឡាននេះពិតជារបស់បងមែនទេមិនអាចនិយាយតោះបងអូនដើរលេងណាមិនបាច់ចូលទៀតឯងមើលឯងស្អីទៅហ៎មនុស្សនេះឯងនិយាយថាគ្មានលុយសុំបីការប្រពន្ធនោះបងពីខ្ញុំក៏មិនដឹងថាឡាននេះជាឡានវាទេតែយ៉ាងម៉េចគ្មានអីទេបងពីឬមកនេះវាដឹងថាបងឆ្លៃសូជាវាមានចេតនាធ្វើឲ្យបងបាក់មុខគេដឹងអីបែបហ្នឹងមែនទេចឹងឡាននោះវាយ៉ាងម៉េចនោះជាឡានតម្លៃ3លានជាងដែរណាពិតមែនហើយឡាននោះមិនមែនអ្នកធម្មតាទិញបានទេមិនត្រូវប្រកាសជាពួកយើងមកខុសចំខាន់ទេឡាននោះមិនមែនឡានចំនួនកំណត់ទេនោះប្រកាសជាឡានតែស្តៀងនឹងរូបរាងឡានកំណត់ហើយមើលទៅមិនចឹងធ្វើម៉េចឥឡូវនោះមានលុយទិញបានទៅនេះបានន័យថាវាជួយឡានស្តៀងនេះមកបង្អួតពួកយើងហើយដើម្បីពួកយើងសរសើរវាតាមមែនដែរទេដល់តែប៉ិនចឹងសោះយើងថាឥឡូវនោះគ្មានលុយច្រើនយ៉ាងនេះទេប្រកាសជាបោកប្រាស់ហើយមកវាអាចចឹងនោះវាហ៊ានបោកយើងពួកយើងត្រូវតែចាត់ការវាទៅហើយលេយើងផងហើយតោះសន្តាគេឡងທາງសានជាន់ការជួបជុំគ្នាអាចធ្វើបាននៅស្ថានភាពសងខាងតានជាន់នេះបានគឺដោយសារតែពួកឈិញលីណាពួកឈិញលីដែលលោកនិយាយនោះគឺជាការសម្ដែងរបស់តារាចម្រៀងរបស់នេះគឺជានាងនឹងហើយយកនាងក៏មកចូលរួមកម្មវិធីនេះដែរថាម៉េចមុខឈិនលីមកពីបរទេសវិញហើយនាងមកចូលរួមកម្មវិធីទៀតគឺពិតជាមុខឈិនលីពួកយើងយកនេះអញក៏ញ៉ាំបាយជាមួយតារាល្បីហើយមែនទេហ៎អានេះពិតជាមិនអីមែនមុខឈិនលីជាអ្នកណាទៅហ៎ពួកយើងមិនមានសមត្ថភាពអង្គញ៉ាំបាយជាមួយនាងបានទៅបានចឹងនិយាយខុសទេបងពីសូម្បីតែបងក៏មិនបានដែរមុខឈិនលីនាងមានសមត្ថភាពថ្លៃថ្នូរណាអ្នកដែលអាចចូលរួមទៅជាមួយនាងបានមានតែពួករាជពងឬកំត្រីជាន់ខ្ពស់ថ្ងៃនេះនាងអាចចូលរួមកម្មវិធីនេះបានជាកិត្តិយសខ្លាំងណាស់ទៅហើយយកនាងមកញ៉ាំបាយជាមួយនឹងពួកយើងកំណៃទៅរួចទេយ៉ាបងពីតើមានវិធីស្អីទៅបើសិនជាពួកយើងអង្គុយតុធានជាប់បានអញ្ចឹងពួកយើងអាចញ៉ាំបាយជាមួយនឹងមុខឈិនលីបានហើយដល់ពេលនោះនាងអាចចាក់ស្រាមកឲ្យពួកយើងថែមទៀតផងគឺជាកិត្តិយសខ្លាំងណាស់តុធានជាប់ជាស្អីទៅកន្លែងអង្គុយនៅកន្លែងកម្មវិធីនេះបែងចែកជា4ផ្នែកមិនដីខ្យល់ពពកមនុស្សម្នាក់ៗសុទ្ធតែអង្គុយកន្លែងខុសៗគ្នាទាំងអស់ថាម៉េចញ៉ាំបាយសោះក៏បែងចែកដែរប្រកាសជាត្រូវបែងចែកហើយទោះជាពួកយើងធ្លាប់រៀនសាលាជាមួយគ្នាក៏ដោយតែសង្គមបានកែប្រែមនុស្សនៅឋានៈដីដូចគ្នាទៀតហើយអញ្ចឹងហើយពួកយើងក៏ខុសគ្នាឆ្ងាយដែរដោយអ្នកខ្លះគឺមិនសមអង្គុយតុជាមួយពួកយើងផងឯងថាតែមើលតាមមែនទេហ៎ជាហ្វានគ្រាន់តែការហូបបាយសោះក៏បែងចែកឋានៈមានក្រហើយនឹងខ្ពស់នឹងទៀតដែរអ្នកស្អីទៅបើណាដូចជាវាអញ្ចឹងប្រកាសជាមិនដឹងសង្គមអ្នកមានគេបែងចែកខ្ពស់នឹងទៀតដូចជាក្រអន់ដូចជាឯងនេះណាប្រកាសជាមិនយល់ថាហេតុអីក៏ត្រូវបែងចែកកន្លែងអង្គុយទេឯងសាកគិតទៅមើលបែងចែកកន្លែងអង្គុយគឺគ្រាន់តែជាតំណាងឲ្យតំណែងតែប៉ុណ្ណោះយើងប្រាប់ទៅចុះបែងចែកកន្លែងអង្គុយនោះគឺតំណាងឲ្យលុយនិងអំណាចនិយាយស៊ីសុំជិះខាងនេះហើយបងពីកុំត្រជាក់ប្រយោជន៍ជាមួយសម្រាប់នោះអីបើប្រាយកមកធ្វើយ៉ាងម៉េចទៅបានអង្គុយតំណែងនេះបានមែនទេបងពីខ្ញុំនឹងអាចឃើញមុខឈិនលីយ៉ាងពិតប្រាកដទៀតកៅអីនៅខាងក្រៅនោះជាកៅអីពពកហើយតែមានទ្រព្យសម្បត្តិចាប់ពីរាប់សិបលានទៅអង្គុយបានហើយហើយកៅអីជាប់កៅអីខ្យល់នោះមានទ្រព្យសម្បត្តិរាប់សិបលានក៏អង្គុយបានដែរហើយកៅអីពីនោះគឺមានលុយរាប់កោតឯណោះណាទ្រព្យសម្បត្តិចាប់ពីរាប់កោតទៅអង្គុយបានហើយខាងមុខវិញមានតម្លៃរាប់រយកោតទៅអង្គុយបានណាតែទេថាម៉េចរាប់រយកោតឡើងហីរាប់រយកោតអញ្ចឹងអ្នកនៅទីនេះទាំងអស់គ្នាប្រកាសជាមិនអង្គុយបានហើយមើលទៅអញ្ចឹងយើងជប់ស្មារតីទៅមុខឈិនលីនេះមិនមែនជាមនុស្សដែលពួកយើងចង់ជួបទេត្រូវហើយបងពីបងអង្គុយកន្លែងនេះទៅគឺកន្លែងនោះគឺមានកន្លែង4ដែរតើអញ្ចឹងអ្នកដែលមានទ្រព្យសម្បត្តិមកដល់រាប់លាននោះអញ្ចឹងគួរតែអង្គុយនៅកន្លែងណាដែរទៅអញ្ចឹងហើយសូម្បីតែសិតចូលមកកន្លែងនេះគឺធ្លាប់លើពីមុនមកដែរមានតែអង្គុយនៅខាងក្រៅមើលទ្វារទេនិយាយថាតែមែនទេមែនហើយអញនិយាយទៅបានហើយកម្មវិធីចាប់ផ្ដើមហើយពួកយើងឆាប់ទៅមើលភ្លាមទៅអ្នកប្រសាលោកមានសិទ្ធិចូលរួមកៅអីដីដូច្នេះសូមចេញអង្គុយយើងមានលុយលើសពីរាប់កោតឡើងយើងអង្គុយកៅអីនេះបានហើយអ្នកនាងស៊ូអ្នកនាងមានសិទ្ធិអង្គុយកៅអីដីសូមចេញជប់សិនសុជិនៅទីនេះវាមិនស័ក្តិសមចូលអង្គុយជាមួយនឹងពួកយើងទេតែមិនអាចនោះបានពិនិត្យរួចខាងតែនេះជាលុយរបស់នាងមិនមែនជាលុយរបស់វាទេខ្ញុំមិនយល់ផងពួកយើងមានទ្រព្យសម្បត្តិរួមគ្នានាងរៀបការជាមួយនឹងគេរួចហើយត្រូវហើយលុយរបស់ខ្ញុំគឺជាលុយរបស់គាត់ខ្ញុំនៅតែនិយាយពីដដែលទីនេះមិនសមនឹងឋានៈរបស់គេអង្គុយទេគឺមិនសមថងហ្វី
នេះលោកមានន័យថាយ៉ាងម៉េចហ្នឹង សុយអានេះចូលការពីទៀតទៅអីđâyនោះវាមិនសមគួយកន្លែងនោះទេបាននិយាយក្រាស់ស្ដាប់ទៅអីទាំង4ក៏នៅទីនោះដូច្នេះហើយប្រកាសជាគ្មានអ្នកណាគួយកន្លែងនោះបានទេណាមិនមែនទេពួកអញខ្មាស់គេរឿងឡាននោះនឹងគ្រប់គ្រាន់ទេអញនិយាយយើងស្ដាប់មកហេតុតែយើងមិនអញអង្គុយសិផានអ្នកគ្រប់គ្នានៅទីនេះណាមិនថាអញគ្រាន់តែធ្វើការឲ្យគេមិនគិតថាអញតង់សុយបានអញគិតថាអញឡើងសង្គមខ្ពង់ខ្ពស់ហើយថ្ងៃនេះអញមកទីនេះគឺមានមុខមាត់ឲ្យសារតែសុយទេបាយមិនដឹងខ្លួនទៀតអញទៅស្ដាប់ចេញទៅអង្គុយនឹងមាត់ទ្វារទៅទឹកសាក់សក់ជាកន្លែងរបស់អញអង្គុយអញគួរតែទៅ ខាងហ្វេបើសិនជាលោកនៅតែបង្ខំធ្វើបាបគេទៀតអញ្ចឹងកម្មវិធីនេះខ្ញុំមិនចូលរួមទេតោះទៅយើង អញ្ចឹងកំណត់ការងារសាងសង់ស្ថានភាពតែប្រពីរបស់ក្រុមហ៊ុនធានហៅនេះគ្រួសារស៊ូលេចង់បានហើយសុយខ្ញុំដឹងណាថ្ងៃនេះនាងនាំវាមកដើម្បីប្រាប់ខ្ញុំថាឈប់មានគំនិតអីទៅលើនាងគឺមិនខុសទេគ្មានអីទេសម្រាប់ដូចជាវានេះណាយកមកប្រៀបធៀបជាមួយនឹងខ្ញុំមិនបានទៅជាច្រើនឆ្នាំនេះនាងមិនថាខ្ញុំគិតយ៉ាងម៉េចចំពោះនាងទេអារម្មណ៍ខ្ញុំចំពោះនាងមានចំពោះគ្រួសារស៊ូខ្លាំងណាស់តែហេតុអីបែរជានាងទៅតាក់ទងជាមួយនឹងគេទៅវិញបងពីនិយាយមិនខុសទេសុយនាងគិតបានច្បាស់លាស់ទៅបងពីជាដៃគូសហការរបស់ក្រុមហ៊ុនធានហៅគ្រួសារស៊ូត្រូវតែមានកម្រិតការងារនេះខ្លាំងប៉ុណ្ណានាងគួរតែដឹងហើយចំណែកឯងវិញមនុស្សប្រុសពឹងលើមនុស្សស្រីចូលមកកន្លែងបែបនេះហៅថាពិតជាគ្មានគេខ្មាស់មែនទែនឯងមិនសមមានចរិតបែបនេះទេឯងមិនសមតង់ស្រីស៊ីបែបនេះទេថាមែនដែរទេហ៎ណែតែលឺដែរទេចាចេញទៅនិយាយទៅឯងចេញទៅសុយឃើញហើយនេះមិនមែនខ្ញុំតែម្នាក់ទេមើងងាយគេគឺទាំងអស់គ្នាមើងងាយគេទៀតផងកន្លែងឯងនេះគឺមើលឃើញទ្រព្យសម្បត្តិចូលអង្គុយតាមមែនទេយើងខ្លាចថាយើងបង្ហាញទ្រព្យសម្បត្តិហើយឯងចាប់អើទេពួកឯងគ្មានសមត្ថភាពអង្គុយអីជាមួយនឹងយើងទេឯងនិយាយថាម៉េចណាពួកយើងមិនសមទេគឺពួកឯងមិនសមទេហើយមានអ្នកខ្លះមិនមើលខ្លួនឯងផងថាឲ្យគេបែបនេះទៅវិញណោះមែនណាអ្នកគ្រប់គ្រងនៅទីនេះសុទ្ធតែមានលុយច្រើនជាងឯងទាំងអស់ឯងហ៊ានក្អេកអាំងម្លេះហ៎ជប់ឯងការទៀតទៅបានដែរទេហ៎ឯងនិយាយថាឯងមានទ្រព្យសម្បត្តិអញ្ចឹងឯងបង្ហាញអ្នកទាំងអស់គ្នាមកមានលុយប្រហែលទៅតែមានលុយប្រហែលមិនឆាប់បង្ហាញទៅយើងថាលុយវាម៉ាស៊ីនក៏គ្មានដែរលុយទាំងអស់មិនមែនជារបស់វាទេប្រកាសជារបស់ស៊ូជីឲ្យមើលទៅនោះមែនទេហ៎មែនហើយសុំទុកផងឲ្យពួកឯងអត់សង្ឃឹមហើយយើងមានទ្រព្យសម្បត្តិរាប់ម៉ឺនកោតបានឯងមានទ្រព្យសម្បត្តិរាប់ម៉ឺនកោតយកកាត់ស្អុយនេះមក20ពួកយើងឯងតែហ៊ានឲ្យបុគ្គលិកនៅទីនេះធ្វើប៉ុណ្ណឹងដែរទេយើងមានអីមិនហ៊ានចឹងឲ្យជិះទៅយើងនឹងធ្វើគេខ្មាស់គេម្ដងមិនអីទេឲ្យគេទៅថ្ងៃនេះយើងនឹងធ្វើឲ្យពួកឯងដឹងថាជាតុកមេឃដែលពួកឯងគ្មានសមត្ថភាពអង្គុយនោះគឺយើងទេហើយតារាល្បីលំដាប់ប្រទេសដែលពួកឯងចូលចិត្តនោះនឹងមកចាក់ស្រាយើងបាត់មកទៅនេះមួយឈីលីគឺជាមនុស្សដែលអាចសម័យបានដែរយើងបានយើងប្រាប់ឯងបើសិនជាឯងពិនិត្យហើយឯងមានសិទ្ធិអង្គុយមែននោះយើងប៉ាផឹកហ្វ្រីហើយនឹងលុតជង្គង់អង្គបានគ្រប់ឯង18ដងហើយហៅឯងថាលោកតាតែបើពិនិត្យចេញមកមិនមែនទេឯងអង្គុយនៅមាត់ទ្វារហើយស្រែកព្រឹកដូចឆ្កែស្វាគមន៍គេទៅឯងមិនសមដាក់តកូលយេទេយើងប្រាប់ទៅចុះថ្ងៃនេះយើងនឹងដណ្ដើមយករបស់ឯងគិតថាមានតម្លៃបំផុតមកឆ្អឹងនៅកន្លែងកម្មវិធីទាំងប្រមាណទុកឲ្យយើងទាំងអស់យើងនឹងយកឆ្អឹងនោះមកញាត់មករបស់ឯងជាមិនខានទេនេះអ្នកប្រជាសូមជើញទៅអីមិនទៅថាម៉េចថាម៉េចហេតុអីបានជាលោកមិនដឹងមិនអាចទេវាមិនអាចមានសិទ្ធិអង្គុយតុកមិនបានទៅឬមួយមានសមាជិកដែលពួកយើងមិនដឹងតិចដឹងអីមិនអាចទេវាគ្រាន់តែជាចោមផ្សេងម្នាក់សោះមិនអាចមានសិទ្ធិអង្គុយអីមិនលោកចាច្បាស់អង្គុយអីនេះគឺអ្នកមួយជាអ្នករៀបចំលោកយើងគាត់ពិតជាគ្មានសិទ្ធិអង្គុយអីតុកនោះមែនជាក្រយោឯងប្រកាសជារំដៃជាមួយនឹងវាហើយឯងទៅហៅប្រធានរបស់ឯងមកគឺយើងចង់ជួបខ្លាំងណាស់បាទលោកប្រធានគឺមានកិច្ចចង់ជួបជីហ្វានមិនស្មានថាបុគ្គលិកនៅទីនេះក៏រំដៃជាមួយនឹងឯងដែរប្រធានឈិនចេញមកដល់ហើយចាំមើលទៅដល់ពេលនោះក៏ទៅជ្រុងបាយប្រកាសជាលេចមកអាយ៉ាមានមនុស្សខ្លះដើម្បីមកមកសក់ចិត្តប្រាគ្រប់ពិធីតែសម្រាប់នៅតែជាសម្រាប់ទោះជាឯងពាក់កៅអៅស្ដេចបណ្ណាក៏ឯងនៅតែជាសម្រាប់ដដែលនឹងមិនអាចកែប្រែទេមានស្អីប្រធានឈិនលោកមើលកូនចៅរបស់លោកទៅវារូបដៃជាមួយអ្នកក្រៅមានចេតនាគេអង្គុយកន្លែងនោះវាដូចជាមិនសមទេឯងមិនដឹងទេអ្នកនាងមូលីជាអ្នកបង្កើតច្បាប់នេះឡើងមកលោកប្រធានលក្ខណៈរបស់លោកខាងណាពិតជាសមអង្គុយអីមិនមែនអ្នកប្រជាខ្ញុំមិនដឹងមើលភ្លាមបើសិនជាដូចដែលលោកនិយាយនោះណាខ្ញុំនឹងដេញគេចេញពីទីនេះភ្លាមដើម្បីបោះស្រាយឲ្យអ្នកទាំងអស់គ្នាមកតាមខ្ញុំមកឲ្យឆាប់ឡើងមកខ្ញុំនឹងចែកឲ្យមើលនេះគឺយ៉ាងម៉េចប្រធានចិននេះគ្រាន់តែការចង្រៃមើលសោះមិនក៏ផ្ទះឲ្យយ៉ាងនេះអញ្ចឹងឬមើលកាន់នេះតែមានអីចម្លែកទៅយ៉ាងម៉េចប្រធានចិនគ្រាន់តែការចង្រៃមើលសោះមិនក៏ផ្ទះឲ្យយ៉ាងនេះមិនមកឲ្យទៅនេះជាការខ្មៅមេអ៊ុនថាម៉េចនេះកាត់ខ្មៅមេអ៊ុនកាត់ខ្មៅមេអ៊ុននោះជាការស្អីទៅមិនក៏ពុះវាផ្ទះឲ្យយ៉ាងនេះលោកបែរជាមិនដឹងទៅវិញនេះគឺជាការផ្ទាល់ខ្លួនរបស់អ្នកស្រុកតំណែងរបស់ក្រុមហ៊ុនជាលីថាម៉េចហេតុអីបានចៃមានកាត់ខ្មៅមេអ៊ុនហេតុអីយើងមិនអាចមានកាត់ខ្មៅមេអ៊ុនគឺជាការផ្ទាល់ខ្លួនរបស់អ្នកស្រុកតំណែងតកូលជាដូចឯងបានឃើញហើយយើងជាអ្នកស្រុកតំណែងតកូលជាយីបានឯងបានជាហ៊ានបន្លំខ្លួនជាអ្នកប្រតិយផងឯងពិតជាឋានធំមែនបន្លំខ្លួនរឿងឯងបន្លំខ្លួនជាអ្នកប្រតិយនៅកម្មវិធីក្រុមហ៊ុនធានហៅនោះត្រូវអ្នកនៅសង្គមចង់ពួកគេដឹងពេញអស់ទៅហើយនៅមានអ្នកណាម្នាក់រឿងនោះទៀតថ្ងៃនេះយើងមិនយករឿងនេះបកអាក្រាតឯងផងតែឯងបានជាហ៊ានយកកាត់ខ្មៅមេអ៊ុនចេញមកប្រាប់គេឯងរឿងនេះផ្សព្វផ្សាយចេញទៅទោះមានជីវិត10ក៏ពិបាកដោះស្រាយដែរការនៅក្នុងដៃឯងទៅហើយឯងសាច់ឈុំមកទៅប្រធានចិនចូលទៅការខ្លាចនេះមានអីអស្ចារ្យទៅយើងថាហើយមិនក៏ថ្ងៃនេះឯងកេងកាំងយ៉ាងនេះការពិតឯងចង់ប្រាសមាជិកអ្នកប្រតិយហើយដាក់អួតគេនៅក្នុងកម្មវិធីឲ្យគេភ្ញាក់ផ្អើលដើម្បីឯងអង្គុយតុកក្រមមិនបានហើយឲ្យអ្នកមួយជាអ្នកចាក់ស្រាយឯងពិតជាប៉ុនប្រសពសម័យមែនប្រធានចិនយ៉ាងម៉េចទៅហើយតើឆោតចូលដែរទេប្រធានចិនជាហ្វានឯងគិតថាចង់ងាប់យ៉ាងម៉េចចាំមើលចុះណាឯងនឹងងាប់ជាមិនខានទេមកឡើយទៅសូមលោកយាអញ្ជើញអង្គុយតុកមិនទៅអ្នកនេះមួយឈីលីមកដល់ហើយមុខឈីលីវ៉ាវអ្នកនឹងមកខ្ញុំអាចថតរូបជាមួយបានដែរទេអ្នកនឹងមកអាចជួយសញ្ញាហាត់លេខាខ្ញុំបានទេអរគុណអ្នកទាំងអស់គ្នាដែលបានស្រឡាញ់ខ្ញុំប៉ុន្តែថ្ងៃនេះខ្ញុំជាប់រវល់បម្រើអ្នកដែលអង្គុយតុកមេឃជាទៅហើយអ្នកផ្សេងគឺមិនអាចទេហើយបងពីយកវ៉ានោះវាមិនមែនជាអ្នកប្រុសយកមែនទេតែមិនដែរទេបងនិយាយទៅអ្នកប្រុសអាចអីទៅនៅជាងនេះមានតែអ្នកប្រុសចំនួនខ្លួនទេតែនេះមានតែហេតុផលមួយទេអូមកហើយយេអ្នកនឹងមកសុំចាំតិចខ្ញុំបាននិយាយហើយខ្ញុំចូលរួមកម្មវិធីថ្ងៃនេះគឺដោយសារតែលោកជាម្នាក់នេះបាទខ្ញុំដឹងតែខ្ញុំចង់ណែនាំអ្នកនឹងមកឲ្យជួយទុកភ្នែកឲ្យស្អាតទៅវាគ្រាន់តែជាមនុស្សចោលមកសៀតមានអ្នកជំនួសខ្លួនរបស់វាតែប៉ុណ្ណោះទេថ្ងៃនេះវាអាចចូលរួមកម្មវិធីនេះបានវាជាការប្រណីពីពួកយើងណាស់ទៅហើយអញ្ចឹងវាមិនអាចអង្គុយតុកមេឃដែលអ្នកនឹងមកជាអ្នករៀបចំបម្រើវាផ្ទាល់បានទៅមែនទេអញ្ចឹងលោកកំពុងតែសង្ស័យច្បាប់របស់ខ្ញុំមែនទេអូមិនហ៊ានទេខ្ញុំសង្ស័យថាមានអ្នកខ្លះទៅរួមកំណត់ជាមួយនឹងប្រធាននៅទីនេះអំពីរឿងនេះផ្សព្វផ្សាយចេញទៅនោះខ្ញុំខ្លាចថាខូចគេឈ្មោះអ្នកនឹងមកទេអ្នកនឹងមកចាប់ទាំងពីរខ្ញុំទទួលស្គាល់ក្នុងមនុស្សចំណាំទាំងអស់គឺអញជាអ្នកបកកាយជាងគេតែបើប្រៀបធៀបជាមួយលោកជាអញមិនបានអាចឆ្កែទេលោកជាអង្គុយតុកមេឃនេះគឺជាសមត្ថភាពនិងកិត្តិយសរបស់លោកអញ្ចឹងមិនថាជាហ្វានជាអ្នកប្រុសជាមែនទេហើយអញនៅសង្ស័យគេទៀតចឹងទៅបាល់អញចឹងយើងមានសិទ្ធិណាសម្ដែងទៀតទៅចាំមើលម្នាក់ខ្លាយនេះអាចសម្ដែងដល់ពេលណាទៀតអ្នកនឹងមកលោកយាបើគ្មានកិច្ចការទេខ្ញុំទៅវិញហើយទៅចុះអ្នកនឹងមកខ្ញុំជាហ្វេនរបស់អ្នកនាងខ្ញុំសូមហៅតលេខានិងសូមថតជាមួយនាងផងបានទេប្រកាសជាបានហើយសូមអញ្ជើញអ្នកទាំងពីរចូលអង្គុយតុកសិនទៅខ្ញុំនឹងចាក់សារជូនអ្នកទាំងពីរឈប់សិនយើងបាននិយាយគ្នាហើយ
ពេលដែលយើងបង្ហាញពីសមត្ថភាពរបស់យើងនោះពួកឯងគ្មានអ្នកណាអង្គុយលើកអីមួយនេះបានទេហើយយើងនិយាយឲ្យថាយើងអង្គុយលើកអីមួយkiaឲ្យតារាប្រចាំប្រទេសមកចាក់ស្រាឲ្យយើងពេលនេះពួកឯងបានឃើញយ៉ាងម៉េច លោកយាយខ្ញុំពិតជាសំណាងណាស់ដែលបានជួបលោកនឹងនាងស៊ូស្រានេះខ្ញុំចាក់ជូនលោកហើយនឹងនាងស៊ូ មកពីគិតយ៉ាងម៉េចទៅពួកយើងមានរឿងជាមួយអ្នកប្រុសជាហើយវាមិនអាចជាអ្នកប្រុសជាទេតែប្រធានឈិនជាមួយអ្នកនាងមុខណាមិនទេប្រធានឈិននោះគ្រាន់តែជាប្រធានតូចតាចនៅទីនេះព័ត៌មានរបស់គេយើងមិនដឹងច្រើនទេប៉ុន្តែអ្នកនាងមុខក៏អាសាទៅបរទេសអញ្ចឹងនាងមិនដឹងរឿងអីទេតែទាំងអស់គ្នានៅទីនេះចាត់ទុកថាជាអ្នកប្រុសជាទៅហើយមិនទេទៅទៀតដល់កម្មវិធីបរិច្ចាគលុយឲ្យឆ្លាស់ហើយវាចិត្តចាប់ដើមហើយហ្នឹងទេបងពីនៃរបស់បងគឺសមាជិកអាចបន្លំបានតែមិនអាចខ្លាចបន្លំទេវាអាចជាអ្នកប្រុសជាប៉ុណ្ណាណីបើជាបរិច្ចាគលុយតែប្រហែលវាអាចសម្ដែងបានយ៉ាងម៉េចទៅហើយយើងមិនអាចតាក់ទងទៅប៉ារបស់យើងបានទៀតមិនយល់ទេគាត់នឹងនាំប្រធានស៊ីមកហើយ សូមអ្នកទាំងអស់គ្នាស្ងាត់កម្មវិធីថ្ងៃនេះជាកម្មវិធីសប្បាយរីករាយនិងរំភើបដែលត្រឡប់ទៅអតីតកាលវិញហើយក៏ការប្រាអនាគតដែរទាំងអស់គ្នាពេលនេះសិតតែជោគជ័យហើយទាំងអស់គ្នាក៏បានរួមចំណែកក្នុងការកសាងសាលារៀនពួកយើងជួយកសាងសាលារៀនមិនដឹងថាទាំងអស់គ្នាក៏យ៉ាងម៉េចដែរខ្ញុំគ្រប់គ្រងគំនិតនេះដែរគ្មានសាលារៀនទេមិនទាំងមានពួកយើងដល់ថ្ងៃនេះទេអញ្ចឹងខ្ញុំមូលីនៅថ្ងៃនេះសូមបោះពាក្យនៅទីនេះហើយសម្រាប់អ្នកដែលបរិច្ចាគលុយច្រើនជាងគេខ្ញុំនឹងព្រមលក្ខខណ្ឌមួយនឹងនិយាយគ្នាបានគឺនៅខាងនោះថាម៉េចពាក្យសន្យាពីមួយឈិនលីទី1ខ្ញុំចង់យកទី1តែបើមានការបរិច្ចាគនេះឲ្យបានល្អប៉ុន្តែយើងត្រូវតែមានអត្ថកម្បាំង បរិច្ចាគដោយសម្ងាត់ទេអញ្ចឹងបានន័យថាដើម្បីខ្លាចទៅជាអ្នកទី1មែនទេអ្នកនោះត្រូវដៃគូបរិច្ចាគលុយតាមមែនដែរទេអញ្ចឹងអ្នកដែលចង់បានទី1នោះត្រូវបរិច្ចាគលុយនឹងដើម្បីយកដៃគូប្រកួតបានមែនដែរទេឈប់សិនបើនោះជាការបរិច្ចាគបែបសម្ងាត់នោះត្រូវបរិច្ចាគក្នុងបែបមិនឆ្នៃដៃគូមែនហើយបងពីបែបនោះឬសមាជិកខ្លាំងៗរបស់យើងហ្វានោះអាចបកក្រាបបានហើយដែលចាំទៅអ្នកនាងមុខដូចជាការបរិច្ចាគនេះមិនតិចឬក៏ច្រើនក៏ត្រូវតែពួកយើងនឹងថាគេបរិច្ចាគប្រមាណដែរទៅបានណាការពីអ្នកខ្លះមិនបរិច្ចាគម៉ាស៊ីនផងបែរជាថាខ្លួនឯងបរិច្ចាគច្រើនទៅវិញខ្ញុំថាសមហេតុផលខ្ញុំថាអញ្ចឹងដែរអញ្ចឹងលោកចៅមានគំនិតអីដែរទេខ្ញុំគិតថាការបរិច្ចាគនេះត្រូវតែមានចំណាត់ថ្នាក់ច្រើនតិចបែបនេះទៅវាមិនតោះគ្នាហើយមានការរំភើបទៀតផងអញ្ចឹងបានពួកយើងយកសម្លេងជួងគោះទី1គឺចំនួនទឹកលុយប្រមាណ ការបរិច្ចាគត្រូវបានបញ្ចប់អូយពិតជាភ័យណាស់នេះខ្ញុំមិនមែនជាអ្នកមុននឹងគេទេហើយពិតជាខ្មាស់គេខ្លាំងណាស់កុំរំអីនោះមិនមែនជាអ្នកមុនអីគេទេនិយាយទៅទោះជាយើងអន់យ៉ាងណាក៏ដោយក៏មិនត្រូវចាញ់អ្នកជំនួសខ្លួនឯងមិនដែរទេលាសានសំទោសផងអ្នកទាំងអស់គ្នាសមត្ថភាពគ្រួសារគឺមានកំណត់ខ្ញុំបរិច្ចាគតារាសាលាប្រមាណគ្រឿងទេចាំឡើងសំទោសផងខ្ញុំលុយមិនសូវមានទេបរិច្ចាគតែ 100000 ទេឲ្យអ្នកទាំងអស់គ្នាសាយចុះពុះហើយហ្វាក់ជាងសំទោសផងខ្ញុំមានសមត្ថភាពតែទូចបរិច្ចាគតែ5លានកតិចទូចបំផុតណាតែខ្ញុំថាមានតែរបស់ពីរទេដែលបរិច្ចាគច្រើនជាងគេហ្វាំងឡានអូយហ្វានសេងច័ន្ទជើងសងសួនសង្អ៊ី ហើយជប់នេះបងពីទៅជាតួឯងអញ្ចឹងខ្ញុំបរិច្ចាគ5កោតទៅចុះអ្នកនរគ្នាកុំសាយចុះពោះអីណាសុជី8សំលេងយ៉ាងហោចណាស់រាប់10លានខ្ញុំបរិច្ចាគបន្ទប់ពិសោធន៍ឲ្យសាលាមួយសង្ឃឹមថាថ្ងៃក្រោយសាលានឹងល្អអ្នកនឹងស៊ូខ្ញុំសូមអរគុណនាងជំនួសសាលាផងអ្នកនឹងមកអង្គុយសំពេចហើយចៅទាំងពីរ ហើយយ៉ាងនេះគ្រាន់តែសម្លេង8ដងគឺស្មើនឹងបន្ទប់ពិសោធន៍មួយហើយតម្លៃរាប់សិបលានទៅហើយនេះចំណុច9ដងនេះបរិច្ចាគប្រមាណទៅណបងពីប្រាប់មកប្រមាណដែរចុះធ្វើអញ្ចឹងប្រាប់ពួកយើងប្រមាណដែរខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតជាចង់ដឹងថាខ្ញុំបរិច្ចាគប្រមាណតាមពិតទៅខ្ញុំក៏មិនប្រមាណដែរតិចតួចទេគឺមួយកោតនឹងឯងតែប៉ុណ្ណឹងហេបងពីពិតជាអស្ចារ្យណាស់បងពីពិតជាលុយមែនហើយយីហ្វាន់គឺជាកូនរបស់មហាសេដ្ឋីយ៉ាងហោចណាស់ក៏បរិច្ចាគរាប់ពាន់កោតដែរមើលទៅនោះមែនទេហើយរាប់ពាន់កោតអីសម្លេងជុងនេះសូ9ដងទៅហើយនោះបានន័យថាអ្នកនៅទីនេះទាំងអស់គ្នាគ្មានអ្នកណាបរិច្ចាគច្រើនលើសពួកយើងទេមែនទេត្រូវហើយមានអ្នកណាបរិច្ចាគលើសពួកយើងទេយីហ្វាន់ឡានទំនើបអាចជួលបានតែសមាជិកអាចលាក់បានក៏តែខ្ញុំមិនឡន់ទៅកើតតែការបរិច្ចាគនោះគឺជាសមត្ថភាពពិតប្រាកដរបស់ដែលយើងបរិច្ចាគនោះមិនអាចយកលុយវាស់បានទេខ្ញុំគ្មានទេតែមិនទៅគ្មានតម្លៃអាចវាស់បាននោះទេនេះបានន័យថាយ៉ាងម៉េចទៅហ្នឹងមានពាក្យមួយនិយាយថាគ្មានតម្លៃសូម្បីតែ1សេនបើមិនជាយកតម្លៃលុយមកនិយាយនោះយើងខ្លាចបំភ័យពួកឯងឲ្យស្លាប់ហើយឯងលើគេនិយាយយ៉ាងម៉េចទេគេថាបំភ័យពួកយើងស្លាប់ណាហើយពិតជាគួរខ្លាចមែនយីហ្វាន់សម្លេងជុងបានលើ9ដងទៅហើយបើមិនជាឯងនិយាយពាក្យនេះមុនពេលសម្លេងជុងនោះយើងអាចជឿបានតែពេលនេះយើងខ្លាចតែជាអ្នកមានសម្លេងជុងជាងគេទៅហើយឯងមានអីអស្ចារ្យទេទៅសម្លេងជុង9ដងមានអីអស្ចារ្យទៅទោះជាពួកឯងនៅទីនេះទាំងអស់គ្នាបូកចូលគ្នាក៏នៅតែតិចជាងយើងដដែលហ្នឹងមិនមកឯងទៅឯងមិនលុយស្អីអស្ចារ្យនៅទីនេះហ៎បានយីហ្វាន់យើងចង់ដឹងថាឯងមានអីអស្ចារ្យលុយនៅទីនេះទៅហ៎អ្នកនេះមកសុំជិះអ្នកនេះប្រកាសចំនួនរបស់គេទៅគ្រាន់តែសម្លេងជុំម្ដងសោះសម្លេងពីរដងវាបាច់ជាច្រើនជាងយើងទៅទៀតហើយបាច់ជា500000ហ្នឹងតើវាបរិច្ចាគប្រហែលយើងដែរទេហ៎ហើយសម្លេង5ដងបូកនឹងមួយទៀតនេះបរិច្ចាគចង់ស្មើនឹងពួកយើងទៅហើយណាបាច់ជាបាន5សម្លេងផងពុតជាធ្វើឲ្យយើងភ្ញាក់ផ្អើលហើយគឺមានតែប៉ុណ្្នឹងទេមែនទេឥឡូវឯងដើម្បីមុខមាត់ឯងមិនមែនលក់របស់អស់ពិសេសទេហ្នឹងហើយព្រះហើយសម្លេងជុំ6ដងហើយមិនអាចទេនោះជាលុយ50លានណាឬមួយសុជីជាអ្នកឲ្យលុយវាណោសម្លេងជុំ8ដងសម្លេងជុំ8ដងហើយមានមួយសម្លេងទៀតវាស្មើនឹងបងហ្វីហើយដែលវានិយាយមុននេះមិនមែនជាការពិតទេអូសុជីនេះគឺជាកូនស្រីរបស់គ្រូសាស៊ូមែនគ្រូសាស៊ូពេលនេះលំបាកយ៉ាងនេះទៅហើយនេះបាច់ជាយកលុយគ្រូសាច្រើនយ៉ាងនេះទៅជួយគេអញ្ចឹងហីខ្ញុំគ្មានទេខ្ញុំមិននិយាយថាគ្មានអាម្នាក់នេះវាមានសមត្ថភាពយ៉ាងម៉េចទៅពួកយើងនៅច្បាស់ណាបើគ្មានមនុស្សជួយវាពីក្រៅខ្នងទេកុំថាឡើយ8សម្លេងនោះទោះជាមួយសម្លេងក៏គ្មានផងបានហើយចាប់ត្រឹមនេះទៅចុះយើងមិនដេញដោលទៀតទេយ៉ាងណាក៏ឯងបានតែប៉ុណ្្នឹងទេមិនហើយសុជីនេះបានត្រឹមតែ8សម្លេងទេមិនអាចដល់9សម្លេងទេឬមួយក៏វាបរិច្ចាគមកកោតមែនទោះជាសុជីនេះប្រមូលទ្រព្យសម្បត្តិអស់ពីផ្ទះក៏ដោយក៏គ្មានលុយមកកោតដែរទោះវាជាអ្នកជំនួសគេក៏ដោយក៏មិនអាចមានអំណាចដែរបានអញ្ចឹងអ្នកនាងមុខសូមណែនាំផងទៅ100ដងនេះបាច់ជាមានសម្លេងជុំ100ដងនេះមិនស្អីទៅក្រែងនិយាយថាមានជុំតែ9ដងទេមិនក៏មានដល់តែ100ដងនេះមុខនេះអ្នកនេះច្រឡំទេដឹងហើយខ្ញុំមិនច្រឡំទេអ្នកនេះមុខក្រែងនិយាយថាសម្លេងជុំមានតែ9សម្លេងមិនក៏មានដល់ទៅ100ដងអញ្ចឹងហ៎ព្រោះឯលោកជាគាត់ស័ក្តិសមអញ្ចឹងបើដូចអ្នកនេះមុខនិយាយអញ្ចឹងជាបានគេបរិច្ចាគប្រហែលទៅជាបានខ្ញុំមិនមែនដឹងថាលោកនឹងអ្នកនេះមុខមិនដែរស្គាល់គ្នាទេអូនជឿបងទេមិនមែនទេគួរឲ្យភ្ញាក់ផ្អើលលោកជាចំនួនបរិច្ចាគលុយរបស់លោកនោះចង់និយាយខ្លួនឯងឬក៏ឲ្យខ្ញុំជាអ្នកនិយាយរំខានអ្នកនេះមុខហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាឆ្លងនៅសម្លេងជុំ100ដងនេះហើយតែបន្តមកទៀតខ្ញុំនឹងបកស្រាយចម្ងល់មុននេះលោកជាគាត់បាននិយាយថាពាក្យនេះមិន
រៀនកាត់ទៅហើយវាមានតម្លៃមិនស្មើនឹងកាត់ថ្លៃ អូរាប់រយកោតអញ្ចឹងហ៎វាបានជាបរិច្ចាគរាប់រយកោតតែវាបរិច្ចាគស្អីទៅ វាជាបណ្ណាល័យបុរាណជាងគេរបស់ប្រទេសយើងវាជាបណ្ណាល័យដ៏ចំណាស់ហើយសម្រាប់ពិភពលោកទាំងមូលក្រុមហ៊ុនជាសើបានបរិច្ចាគធនធានអ៊ីកើ បណ្ណាល័យធានអ៊ីក៏មានទំហំស្មើនឹងវត្ត4ដងមានសភៅចាស់ជាង30ក្បាលនោះគឺជាសភៅបុរាណមួយក្បាលស្មើនឹងទីក្រុងមួយឯងសភៅបុរាណនោះមួយក្បាលមានតម្លៃស្មើនឹងទីក្រុងមួយពួកយើងចង់ប្រៀបធៀបជាមួយនឹងគេគួរអស់សំណើចណាស់តើនៅពេលនេះឯងព្រមចាញ់ហើយឬនៅយីវ៉ានឯងគ្រាន់តែចំនួនខ្លួនឯងអ្នកប្រយោជន៍ទេឯងហ៊ានមកប្រាំអំណាចជាមួយអ្នកប្រយោជន៍ផងឯងនេះឯងចង់ងាប់ហើយទេថាម៉េចមានស្អីនិយាយស៊ីនៅកម្មវិធីសាលារបស់កូនប្រុសខ្ញុំមានមនុស្សបន្លំជាអ្នកប្រយោជន៍បន្លំជាអ្នកប្រយោជន៍បើអញ្ចឹងឆាប់ទៅមើលទៅពេលនេះឯងប្រកាសជាងាប់យើងបានទេហៅប៉ារបស់យើងមកហើយតែទៀតគាត់មកទីនេះជាមួយនាយកស៊ីជាអ្នកគ្រប់គ្រងកំណងសាងសង់ស្ថានភាព7របស់ក្រុមហ៊ុនធានហៅនោះហ៎មិនខុសទេយីវ៉ានឯងគិតថាគ្មានអ្នកណាដឹងល្បិចឯងទេហ៎តែពេលនេះប៉ារបស់យើងនៅស្ថានភាពនេះហើយកំពុងតែហូបបាយពិភាក្សាជាមួយនាយកស៊ីចាំមើលទៅគាត់ធ្លាប់ឃើញអ្នកប្រយោជន៍ឯងគិតថាឯងលាក់បានពួកគាត់បានហ៎នេះមិនខ្លាចថាយើងជាអ្នកប្រយោជន៍មែនទេហ៎ហេសម្អាងលើឯងនេះគឺវាមិនសមទេគឺមិនសមតលតែសោះអ្នកប្រយោជន៍ពិតប្រាកដណាស់គឺកំពុងតែនៅរាជធានីណាយីវ៉ានពេលនេះថានៅមាត់រឹងទៀតហ៎មិនដឹងថាឯងគួរគិតអ្វីទេគួរតែសុំទោសរបៀបណាទៅណតែទៀតគាត់នៅមកដល់ហើយយើងនិយាយតែមួយម៉ាត់ឯងនឹងងាប់ភ្លាមមែនហ៎ ថាវីរឿងនេះអាចចប់ត្រឹមនេះបានទេ ចាប់ត្រឹមនេះហ៎នេះជាពេលដែលធ្វើឲ្យខ្ញុំបាក់មុខខ្លាំងណាស់នាងគិតថាចាប់ត្រឹមហ្នឹងអញ្ចឹងហ៎មុននេះយីវ៉ានគេបង្កកេងកាងនៅទីនេះនាងគិតថាត្រឹមត្រូវដែរទេពេលនេះនាងបាច់ចង់ឲ្យយើងបញ្ចប់ហ៎នោះគួរឲ្យអស់សំណើចណាស់គឺសមមុខឯងទៅវិញទេ យេវីខ្ញុំសុំទោសលោកទៅចាស់ជាហ្វានយ៉ាងម៉េចក៏ជាប្តីរបស់ខ្ញុំដែរហើយបើគេចាប់ខ្លួនរបស់លោកនោះខ្ញុំមិនអត់ដៃចូលមកឡើយ នាងចង់ជួយគេហ៎ មែនហើយ សុយនេះនាងគិតថាខ្ញុំទុកមុខឲ្យនាងហើយមែនដែរទេហ៎នេះនាងគិតថាខ្ញុំអាចធ្វើឲ្យនាងបានមែនទេឲ្យតែខ្ញុំទៀតស្គាល់គ្រួសារជាគេនឹងជួយនាងដល់ក្រេខ្ញុំ លោក ឯងគ្មានសិទ្ធិគ្រប់គ្រាន់ទេបើយើងជាដៃគូសហការរបស់សាលាហ៊ុនធានហើយគ្រួសារស៊ូហើយបើចង់សហការជាមួយការងារនេះតោះតែឆ្លងកាត់យើងសិនគឺវាមិនគ្រប់ទេចុះបើថែមក្រុមហ៊ុនយេស៊ឺមួយទៀតតើវាគ្រប់ទេនៅតែមិនគ្រប់ចុះបើថែមក្រុមហ៊ុនយេស៊ឺទៀតតើគ្រប់ដែរទេនៅតែមិនគ្រប់យេហ្វានឯងពិតជាខ្លាំងធំមែនសូម្បីតែក្រុមហ៊ុនយេស៊ឺទៅហើយនៅតែហ៊ានថាមិនគ្រប់ទៀតអីឯងនេះប្តីប្រាមែនតាមពិតទៅបើសិនជាឯងព្រមទទួលកំហុសឯងអាចមានឱកាសដែរណាតែឯងអាចមានឱកាសរស់ទេឯងមិនគិតថាឯងជាអ្នកជំនួសខ្លួនគេហើយក្រុមហ៊ុនយេស៊ឺនឹងជួយឯងទេហ៎ជួយហ៎យីហ្វានបើសិនជាឯងគិតចឹងមែននោះអញ្ចឹងគឺងាយពេកហើយព្រោះឯងអ្នកជំនួសគេនោះទោះជាងាប់ក៏ដោយក៏គ្មានអ្នកណាជួយឯងបានដែរព្រោះឯងគឺជាសម្រាមថ្ងៃនេះយើងមើលឯងជាមិត្តរបស់ស៊ូយៀបើសិនជាឯងសំទោសយើងអាចទុកជីវិតឲ្យឯងបានមិនអញ្ចឹងលទ្ធផលទទួលខ្លួនឯងនិយាយថាម៉េចឯងចង់បងហ្វីសំទោសអញ្ចឹងហ៎យីហ្វានយើងតែឯងពេលឈួតទៅហើយឯងនឹងទេថាប៉ាបងហ្វីត្រូវនយោស៊ីពេញចិត្តណាហើយនយោស៊ីក៏ត្រូវនឹងចាំងលីសៀពេញចិត្តទៀតផងហើយចំណាយវិញគ្រាន់តែជំនួសគេតែប៉ុណ្ណោះនៅថ្ងៃណាមួយគេប្រកាសជាបោះបង់ឯងចោលជាមិនខានទេបើចង់មកមិនបាច់គាត់ទេវិញងាប់ទៅតែទៀតគេនៅលើជង្គង់នៅចំពោះមុខយើងជាមិនខានទេ ជាហ្វានយកស៊ីពួកយើងមិនដឹង មិនទេទោះជាថ្ងៃនេះស៊ីមីហៅគេមកក៏ដោយក៏គេនៅតែមកលើជង្គង់នៅចំពោះមុខយើងដដែលពិតជាថ្លើមធំមែនប៉ាកូននិយាយថានៅទីនេះមានអ្នកបន្លំខ្លួនធ្វើអ្នកប្រយោជន៍គឺគេនោះហើយប៉ាវាហ៊ានគេអាននិយាយថាខ្លួនឯងជាអ្នកប្រយោជន៍អាចដើរមកករឿងពេញហ្នឹងវាមិនត្រឹមតែបន្លំកាត់ខ្មៅម៉ែអ៊ីវិនទេវានឹងនិយាយថាមិនទុកក្រុមហ៊ុនយេស៊ឺក្នុងកែភ្នែកវាទៀតប្រហែលនិយាយស៊ីលោកឆាំមើលទៅមិនទេអ្នកដែលហ៊ាននិយាយបែបនេះក្នុងក្រុមជើងនេះគ្មានអ្នកណាជួយវាបានទេស៊ីមីហៅតើឯងហ៊ានធ្វើស្អីយើងដែរទៅអ្នកប្រុសអ្នកណាឯងថ្លៃធំយ៉ាងនេះមុននិយាយស៊ីក៏ឯងហៅបានដែរអីយីហ្វានឯងងាប់ជាមិនខានទេអ្នកអីនិយាយស៊ីលោកវាយខ្ញុំធ្វើអីមិនក៏លោកធ្វើអញ្ចឹងនិយាយស៊ីនេះជាកូនប្រុសរបស់ខ្ញុំអានេះដែលថ្លៃធំបន្លំខ្លួនជាអ្នកប្រយោជន៍មិនក៏មិនវាយវាងាប់ទៅអីលោកប៉ាពួកឯងពិតជាខ្វាក់ភ្នែកមែនហេមើលតានយោស៊ីបើប្រកាសជាខាងខ្លាំងហើយសុំបែរនយោចាជាមួយបងភីក៏ត្រូវគាត់វាយដែរមើលតាឡានេះប្រកាសជាស្លាប់ជាមិនខានទេមកតែអត់ចាតាមពិតប៉ុណ្ណឹងសោះ យេហ្វាន ហើយអីបានជានយោស៊ីគាត់ខឹងខ្លាំងយ៉ាងនេះរួមមួយក៏ហ្វឹងហ្វីគេរៀបការយឺតពេលទៀតហ្នឹងឯងនយោស៊ីកូនប្រុសខ្ញុំក៏ធ្វើកិច្ចការមិនល្អរៀបការមិនទាន់ធ្វើឲ្យខូចកិច្ចការហើយខូចកិច្ចឈ្មោះអ្នកប្រយោជន៍ទៀតឯងដូច្នេះតំណាងឲ្យកូនប្រុសខ្ញុំសុំទោសផងសុំទោសដែលមានការខុសឆ្គងបែបនេះណាចាជីនហ្វាឯងជិតដល់ពេលងាប់ហើយនៅមិនទាន់ដឹងខ្លួនទៀតឯងជិតដល់ពេលងាប់ហើយនយោស៊ីបានន័យថាយ៉ាងម៉េចហ្នឹងទៅមានយ៉ាងម៉េចទៅវិញទៅនយោស៊ីអាម្នាក់នេះវាគ្រាន់តែជំនួសខ្លួនឲ្យអ្នកប្រយោជន៍តែប៉ុណ្ណោះគ្មានគេឈ្មោះគ្មានអំណាចអីទេហើយក៏លោកខ្លាចគេទៅវិញទៅងាប់ទៅខ្ញុំស៊ឺមីងសូមគោរពអ្នកប្រុសអូអ្នកប្រុសម្នាក់ទេនេះគឺម្នាក់ទេគេគឺអ្នកប្រុសជីឯងខ្ញុំរើសមនុស្សមិនបានល្អសូមអ្នកប្រុសដាក់ទោសមកចុះចាជីនហ្វាមិនឯងមិនឆាប់អូកូនប្រុសចោលសៀតបាយនេះលើជង្គង់សុំទោសអ្នកប្រុសភ្លាមទៅអ្នកប្រុសហ៎គ្រូសាចៅខ្ញុំនៅមានអ្នកប្រុសទៀតអីទេលោកប្រកាសជាច្រឡំហើយលោកសាក់មើលវាទៅអាកូនចំសៀតឯងបិទមកទៅប៉ាឯងឆាប់រត់ជង្គង់សុំទោសអ្នកប្រុសភ្លាមទៅប៉ាអ្នកត្រូវគេធ្វើបាបជាកូនប្រុសប៉ាវាបន្លំខ្លួនជាអ្នកប្រុសយៈហើយទៅមានរឿងជាមួយនយោស៊ីទៀតហើយបំផាយគ្រូសាចៅយើងសុំឲ្យខ្ញុំសុំទោសគេនោះហើយឯងចំសៀតបែបនេះយើងឲ្យឯងសុំទោសណាឯងកុំឲ្យយើងនិយាយលើកទីបែបសោះវាគ្រាន់តែជំនួសគេខ្ញុំមិនព្រមទេអាកូនចំសៀតនេះឯងចង់ឲ្យគ្រូសាចៅយើងហិនហោចទេគ្រូសាចៅចាំទីថាសុំអ្នកប្រុសចិត្តល្អសូមជួយលើកលែងផងទៅខ្ញុំខ្លាចថាខ្ញុំគ្មានសិទ្ធិទេមុននេះកូនប្រុសរបស់លោកវាអស្ចារ្យខ្លាំងណាស់វានិយាយថានឹងបំផ្លាញខ្ញុំឲ្យរលាយហើយនៅនិយាយថានឹងយកអំណាចមកគៀបសង្កត់ប្រពន្ធរបស់ខ្ញុំឲ្យឡើងក្រេជាមួយវាអត់ដូចចានពាក្យថោកទាបបែបនេះក៏និយាយចេញមកដែរអ្នកប្រុសកូនចំសៀតខ្ញុំនេះវាមានទោសធ្ងន់ខ្លាំងណាស់តែគ្រូសាចៅមិនដឹងអីទេចំណែកកូនចំសៀតនេះចាប់ពីថ្ងៃនេះទៅវានឹងដកចេញពីគ្រូសាចៅហើយរស់ឬក៏ស្លាប់អ្នកប្រុសអាកាត់ចុះប៉ាខ្ញុំជាកូនប្រុសប៉ាមិនអាចកាត់ការខ្ញុំចោលទេហើយបង្ករឿងខ្លួនឯងជាងកុំណាជួយឲ្យបានដែរចាប់ពីថ្ងៃនេះទៅយើងនឹងឲ្យឯងដឹងថាអ្នកណាខ្លាំងជាងឯងមានអំណាចជាងឯងមកប៉ាលោកតាប៉ាខ្ញុំភ្នែកឆ្កែមើលមនុស្សទៀតខ្ញុំគ្មានប្រស័យភ្នែកបងទុកជីវិតខ្ញុំផងទៅលើកលែងខ្ញុំផងខ្ញុំសុំទោសមនុស្សអាក្រក់ដូចជាឯងធ្វើបាបគេឡើងធ្លាប់អស់ទៅហើយឯងគិតថាគ្រាន់តែសុំទោសមួយម៉ាត់ទៅរួចខ្លួនអញ្ចឹងឯងឲ្យឯងដើរលេងប៉ោឡែក្អេងក្អាងនោះវាអាចទៅធោះសម្រាប់មនុស្សលើโลกនេះពេកហើយបងប៉ាខ្ញុំខុសហើយចំណែកពួកឯងវិញណែបងប៉ាខ្ញុំខុសហើយចំណែកពួកឯងវិញបងប៉ាបងចង់ខ្ញុំរត់ជង្គង់អង្គបាប្រមាណដល់ក៏បានដែរឲ្យតែបងចង់ខ្ញុំធ្វើខ្ញុំហៅបងថាលោកតាក៏បានដែរឲ្យតែបងមិនប្រកាន់មិនបាច់ទេណែបងប៉ារឿងនេះគ្រាន់តែជាការយកច្រឡំទេរឿងនេះខ្ញុំសុំទោសខ្ញុំសុំទោស យេហ្វានតើយើងទៅកម្មវិធីរួមគ្នាខ្លាចទៅជាបែបនេះទៅហើយយើងមិនបាច់នៅទីនេះទៀតទេទៅបានលោកយាលោកកុំភ្លេចអីសោះយើងបានជាពាក្យកិច្ចសន្យាជាមួយគ្នាទៅហើយលោកមានការអីហើយខ្ញុំពេលណាក៏បានដែរយេហ្វាន
មិនកូននិយាយស៊ីគ្រប់លោកដល់ថ្នាក់នេះ ព្រោះថាណាចុះជាគ្រោះថ្នាក់នំតនអត់ស្អីរួចខ្ញុំមិនអាចបាយទ្រាសមាជិករបស់ខ្ញុំទេព្រោះថាបងសំខាន់ចំពោះគ្រួសារជាខ្លាំងណាស់ណា សំខាន់ណាស់ អូនទៅមើលមានតែសម្ដែងឲ្យកាន់តែសំទៅកាន់តែកេងកាំងកាន់តែព្រមទៅគេជឿអញ្ចឹងអ្នកប្រុសយើងពិតប្រាកដនោះគេក៏កាន់តែមានសុខភាព បងនិយាយនេះក៏សំហេតុផលដែរ បងសម្ដែងសំណាស់ទេ សំណាស់ ប្រុសយើងលោកម្ចាស់ទី2គ្រាន់តែគ្រួសារស៊ូទៅតែមិនក៏លោកម្ចាស់ចាត់ការផ្ទាល់គ្រួសារស៊ូមិនស័ក្តិសមតែក្មួយប្រុសដែលមិនធ្លាប់ជួបនោះទៅវាស័ក្តិសមអញ្ចឹងមិនក៏មិនធ្វើគ្រួសារស៊ូរលីទៅគ្រួសារស៊ូដូចជាសម័យនៅក្នុងដៃយើងគ្រាន់តែចង់ប្រើរឿងនេះទៅពាក់ព័ន្ធជាមួយនឹងវាតែប៉ុណ្ណោះទេបែបនោះទៅអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីកម្ចាត់គេចោលណាលោកម្ចាស់នេះលោកចង់ជំនួយរបស់គ្រួសារយើងមិននឹងអាចឲ្យអាក្មេងមិនចេះស្អីនេះមកគ្រប់គ្រងបានទេ បងចាំតិចសិនអាឡូថាម៉េចបានខ្ញុំដឹងហើយ មានថ្ងៃ តារាដែលចុះកិច្ចសន្យាដំណាំផលិតផលឲ្យក្រុមហ៊ុនស៊ូសឺនោះត្រូវបានរំសាយហើយនឹងកិច្ចសន្យា ស្រាប់តែរំសាយកិច្ចសន្យាចោលអញ្ចឹងប្រកាសជាមានមនុស្សចង់ធ្វើជាមិនខានទេ ពេលនេះគ្មានពេលមកសង្កេតរឿងនេះទេសំខាន់បំផុតនោះត្រូវតែរកអ្នកថ្មីមកជំនួសយើងត្រូវរកតារាថ្មីព្រោះកម្មវិធីថ្ងៃស្អែកនេះគឺបានចិត្តមកដល់ហើយយើងមិនអាចបង្អប់ទៀតទេហើយចិត្តដល់ពេលវេលាហើយត្រូវឯណាទេ នេះមិនមានទៅហើយទេហ៎ នេះចង់ឲ្យអ្នកនឹងមកជួយហ៎ណាចុះទោះបីជាអ្នកនឹងមកជពាក់កិច្ចសន្យាជាមួយបងយ៉ាងណាក៏ដោយរឿងនេះវាមិនមែនជារឿងលេងសើចទេវាពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនពីររឿងនេះគឺវាធំណាស់ខ្លាចថាយកទំនាក់ទំនងទៅពាក់ព័ន្ធជាមួយនឹងរឿងផ្ទាល់ខ្លួននោះវាជារឿងមិនល្អនោះទេ បើអូនមិនសាមិននឹងដឹង អាឡូ នេះមកខ្ញុំមានរឿងមួយចង់ឲ្យអ្នកនាងជួយពេលនេះខ្ញុំចង់ណាត់ជាមួយអ្នកនាង លោកយា បើសិនជាខ្ញុំមិនរំខានទេខ្ញុំសូមទោសផងណា ខ្ញុំទំនេរពេលណាទេ ពេលនេះខ្ញុំនៅក្រុមហ៊ុនសិល្បៈហនឈៀវនៅជាន់ទី1 ជាន់ទី1នៅក្រុមហ៊ុននេះបានខ្ញុំទៅដល់ហើយ ចេញ បើយើងខ្ញុំថាពេលនេះបងយកបានរង្វាន់តារាស្រីលើកនេះហើយតំណែងតារាឆ្នាំនៅក្រុមហ៊ុនយើងនឹងខ្លាចជារបស់បងជាមិនខានទេនេះមួយជាលីប្រកាសជាទៅធ្លាក់ពីតំណែងជាមិនខានទេ នាងគ្រាន់តែសំណាងល្អជប់នឹងរឿងល្អបើមិនចឹងទេមកជាងនេះមិននឹងយកក្បាលយើងមកជន់បានទេ នោះគឺប្រកាសហើយនាងមិនថារូបរាងមុខមាត់សមត្ថភាពទេនាងក៏គ្មានផ្លូវអាចប្រៀបធៀបជាមួយនឹងនាងបានដែរពិតជាហឺហាមែនមិនដឹងថាជាតារាចំខ្ពស់របស់ក្រុមហ៊ុនមួយណាទេយើងឆាប់ជិះទៅកុំទៅផ្លូវគេហើយមើលស្អីឆាប់ចេញទៅនៅមើលស្អីទៀតឆាប់ចេញទៅ លោកកន្លែងងាត់មានរឿងអី ប្រកាសជាហ្វេនតែឈ្មោះចំពោះអ្នកនាងនោះហើយមិនថាពួកគេដឹងដំណឹងរបស់អ្នកនាងយ៉ាងម៉េចទេបែរជាមកដល់ក្រុមហ៊ុនទៅវិញទៅខ្ញុំទៅចាត់ការអ្នកមីងមិនអីទេ អរគុណក្មួយ ពួកឯងជាហ្វេនមានរឿងស្អីហ្នឹងនាងមានទុកភាពដល់ខ្លួនឯងខ្លះទេបែរជាហ៊ានមកបាយគ្នានៅក្រុមហ៊ុនហនឈៀវផងឲ្យពួកឯងឆាប់ចេញទៅមិនចឹងទេកុំថាយើងខ្វះការកុសលណាទីមួយខ្ញុំមិនមែនជាហ្វេនរបស់នាងខ្ញុំមកទីនេះគឺដើម្បីមកឃោសនាផលិតផលឲ្យទេទីពីរអ្នកមានខាងនោះដៃជើងគាត់មិនសូវស្រួលខ្លួនអញ្ចឹងហើយក៏ទៅផ្លូវតិចតួចពួកឯងបែរជាមិនសួរហេតុផលបែរជាប្រាក់ដៃជើងរុញគាត់ទៅវិញហើយទម្លាក់កំហុសមកយើងហើយចឹងបកខំយើងទៅវិញនេះជាមជ្ឈិតតារាល្បីយើងយល់ហើយឯងមិនមែនជាហ្វេនទេឯងជាអ្នកមករករឿងឯណាកាមេរ៉ាមកកប់ឯងនិយាយថ្លៃមកឆ្កែតែខ្លួនឯងជាចាំដើមមកខំគេទេប្រានាងជាម្ចាស់ឆ្កែនេះនិយាយមកម៉ាត់ទៅឯង ឯងដឹងថាទីនេះជាកន្លែងណាទេទីនេះជាក្រុមហ៊ុនសិល្បៈកហោឈៀវហើយយើងគឺជាស្ដេចធំជាងគេនៅទីនេះស្ដេចធំហ៎ក្រាញ់តកែក្រុមហ៊ុននៅទីនេះគឺជាមនុស្សប្រុសមិនថាអញ្ចឹងហ៎មិនថាអ្នកណាទេក៏ត្រូវតែជាផ្លូវឲ្យយើងដែរអញ្ចឹងអ្នកការពារយើងគេធ្វើការឲ្យយើងហើយគេគ្រាន់តែជាអ្នកស្មាត់កន្លែងសោះខ្ញុំសុំទោសផងអ្នកនឹងសឹងចៅប្រុសខ្ញុំគេត្រូវរៀនសកលគេសន្សំលុយបានមិនទាន់គ្រប់ទេ អ្នកមីងមិនបាច់ចឹងទេអ្នកមីងទៅធ្វើការនៅក្រុមហ៊ុនខ្ញុំទៅឡណាពិតជាស្ដេចធំនៅក្រុមហ៊ុនហនឈៀវមែនណ៎ ចំណែកឯងវិញឯងថាមករកតារាដើម្បីទៅឃោសនាអញ្ចឹងហ៎ឯងទៅវិញទៅតារានៅទីនេះឯងមិនអាចជួលបានទេ នាងមានសមត្ថភាពដល់ថ្នាក់នឹងផងហ៎ សិនជើប្រាប់ទៅ បាទបងយានជាដំបូងឯងមានរឿងជាមួយអ្នកបងយានជាងហើយតម្លៃឃោសនាតារាលំដាប់ A របស់ក្រុមហ៊ុនមួយឆ្នាំគឺតម្លៃបកកោតហើយបាត់តារានៅលើនោះទៀតយ៉ាងហោចណាស់ក៏5កោតដែរហើយនៅត្រួតពិនិត្យពីតម្លៃខ្លួនរបស់តារាដែរហើយនៅមានតម្លៃរបស់ហេតុផលនៅមានដូចជាតារាដែលឃោសនាតែម្នាក់ឯងឬក៏អត់ជាដើមពេលនេះឯងដឹងថាខ្លួនជាស្អីហើយឬនៅហើយនៅសាកសមជាតារាឃោសនាផលិតផលក្រុមហ៊ុនហនឈៀវដែរទេប្រកាសហើយ ឯងមានសមត្ថភាពយ៉ាងនេះហើយឯងមកពីក្រុមហ៊ុនណាទៅ ក្រុមហ៊ុនស៊ូសឺនេះ ក្រុមហ៊ុនស៊ូសឺនេះបើមិនមានក្រុមហ៊ុនធំនៅពីក្រោយបដិសេធទេយើងនឹងចេញមនុស្សឲ្យគេទៅស៊ឺជើឯងរកវិធីក៏ចេញទៅជំនួសចឹងទៅ ឯងលឺហើយនៅឯងគ្មានសិទ្ធិមកសហការជាមួយក្រុមហ៊ុនហនឈៀវទេឯងឆាប់ចេញទៅ អ្នកនឹងមកដល់ឥឡូវហើយ សូមទោសផងឲ្យពួកឯងអត់សង្ឃឹមហើយយើងមិនត្រឹមតែនិយាយសហការជោគជ័យទេយើងនឹងចុះកិច្ចសន្យាជាមួយតារាល្បីនៅក្រុមហ៊ុនឯងឲ្យបានហើយឃោសនាផលិតផលស៊ូសឺឋានទៀត ឯងនឹងនិយាយថាចុះកិច្ចសន្យាជាមួយតារាល្បីក្នុងក្រុមហ៊ុននេះផងហ៎ មិនហើយ អញ្ចឹងឯងដឹងតម្លៃពីតារារបស់ក្រុមហ៊ុននេះដែរទេតម្លៃប្រហែលទៅ ខ្ញុំដឹង អញ្ចឹងឯងហ៊ាននិយាយអីចុះកិច្ចសន្យាជាមួយគេ ខ្ញុំ ផង ស្គាល់គ្នាជាមួយនាងខ្ញុំគិតថានាងប្រកាសជាព្រមជួយខ្ញុំជាមិនខានទេ ស្គាល់ទេឯងគិតថាឯងមានសិទ្ធិមកស្គាល់យើងដែរ នាងគឺជាតារាល្បីជាងគេនៅទីក្រុងនេះក៏ជាតារាធម្មតាដែរឯងលេសายពេកហើយបងជិនរបស់យើងជាតារាល្បីឈ្មោះខ្លាំងណាស់ឯងបែរជាមិនស្គាល់បងជិនទៅវិញហ៎មិនស្គាល់ទេនៅជាស្រ័យក្រុមហ៊ុនហនឈៀវនេះផងហ៎អ្នកមិនស្មានថាគេយកក្រុមហ៊ុននេះឡើងលោកគេហើយឯងដឹងស្អីទៅបងជិនយើងពិតជាមានរង្វាន់តារាឆ្នាំណាដល់ពេលនោះក្រុមហ៊ុនយើងប្រកាសជាគោរពបងជិនជាមិនខានទេ មនុស្សដូចជាវាអញ្ចឹងដឹងអីទៅ នេះកម្មវិធីមិនតន់ចាប់បានទេនាងមិនដឹងថានាងជាអ្នកឈ្នះទៅ អ្នកប្រុសសិនជាមានទំនាក់ទំនងស្គាល់ជាមួយនាយកកម្មវិធីនេះហើយសន្លឹកឆាប់ឆាំនេះគឺបានទៅលើនាងដែលជាតារាស្រីឆ្នាំ ពិតជាគ្មានគេខ្មាស់មែន ឯងបានន័យថាម៉េច គ្មានទេខ្ញុំគ្រាន់តែមើលងាយនាងទេ យើងគឺជាតារាស្រីឆ្នាំហើយក៏ជាតារាល្បីនៅក្នុងក្រុមហ៊ុននេះផងយើងនៅបាត់ឈ្នះពានរង្វាន់ប្រកបទៀតបើចង់មកជួលយើងឃោសនាឯងដឹងថាតម្លៃខ្លួនរបស់យើងគឺឃោសនាឆ្លងប្រទេសដែរទេឯងមិនសមទេ គេឈ្មោះនាងពិតជាល្បីមែនតែគាត់ត្រង់ថាក្នុងចិត្តច្បាស់បានដល់របៀបណានាងបែរជាហ៊ានមកអួតបែបនេះនាងពិតជាគ្មានគេខ្មាស់មែន ឯងនិយាយថាម៉េច យើងនិយាយថានាងអាចដល់ចំណុចនេះបាននាងប្រកាសជាទៅធ្វើរឿងស្មុគគ្រោះបន្តិចទេឯងហ៊ានមើលកាច់បងយើងសន្តិសុខមានស្អីពួកឯងបែរជាមកឆ្លោះគ្នានៅមុខក្រុមហ៊ុនទៅវិញតែនេះវាសំដែរទេនេះយូលាវនេះមានស្អីហ្នឹងនេះយូលាវអាម្នាក់នេះវាឆ្លៀតអាកាំងមករកអ្នកឃោសនាផលិតផលមកមុនកាច់បងយើងខ្ញុំកំពុងតែគេ នាយកសៀវវានិយាយថាខ្ញុំដើរតំណែងនេះបានគឺមកពីចំណុចមិនល្អទាំងអស់ ឥឡូវបាយអាចស៊ីពេលប្រាស់បានតែពាក្យសម្ដីមិនអាចពេលប្រាស់បានទេនេះជាតារាល្បីជាងគេនៅក្រុមហ៊ុននេះគ្មាននរណាអាចនិយាយក្រប់ពីនាងបានទេពេលនេះយើងឲ្យការឯងមួយឆាប់ទៅជង្គង់ហើយស្រែកថាខ្ញុំខុសហើយនិយាយ3ដងហើយយើងទុកថាគ្មានរឿងនេះកើតឡើងទៅចុះណាធ្វើបែបនេះទៅព្រមថាម៉េចនាងអាចធ្វើបានតែយើងមិនអាចធ្វើបាននិយាយបែបនេះ
ស្រាល្អមិនចង់ផឹកស្រាវិន័យហ៎និយាយចឹងស្រាល្អមិនចង់ផឹកស្រាវិន័យហ៎យើងនៅតែនិយាយពាក្យដដែលយើងអាចធ្វើបានយើងអាចធ្វើបាន និយាយលោកមិនទេ យើងណាស់ទឿនឯងទៅចុះបើឯងសុំទោសចំពោះអ្វីដែលបានធ្វើមុននេះមិនចឹងទេយើងនឹងឲ្យឯងមានលទ្ធផលមានរឿងជាមួយយើងបែបណាមែនទេមិនទេយើងចាំស្រាប់តែឯងចង់រកអ្នកឃោសនាផលិតផលឲ្យមិនចឹងហ៎ឯងជឿទេយើងនិយាយតែមួយម៉ាត់ក្នុងរង្វង់តារាសិល្បៈគ្មានអ្នកណាហ៊ានមករកឯងទេពិតមែនទេមិននឹកស្មានថាឯងមានអំណាចចឹងសោះ ពិតជាល្ងងមែនក្រុមហ៊ុនហោះជាវគឺជាក្រុមហ៊ុនសិល្បៈដែលធំជាងគេនៅលើលោកនេះលោកលាវគឺជានាយករងក្រុមហ៊ុនហើយគាត់ក៏ជាស្ដេចនៅក្នុងក្រុមហ៊ុននេះដែរហេតុអីក៏ឯងមើលងាយគាត់ដល់ យល់ហើយយើងមកគាត់ថាឯងជាអ្នកណាមកពីណាទេពេលនេះឆាប់សុំទោសយើងភ្លាមទៅតន់ពេលសុំទោសនាងមិនស័ក្តិសមទេឯងពិតជាមិនឃើញក្រាមឈុំមិនស្រត់ទឹកភ្នែកមែនបានអញ្ចឹងយើងមកពេញបំណងឯងចុះហេឡូផ្សព្វផ្សាយវិជាយើងទៅតារាទាំងអស់នៅក្នុងរង្វង់សិល្បៈនេះមិនអាចទទួលយកការឃោសនារបស់ក្រុមហ៊ុនស៊ូស៊ឺបានទេនោះគឺមិនទុកមុខមាត់ឲ្យយើងចង់ធ្វើសត្រូវជាមួយនឹងក្រុមហ៊ុនហនជាវឯង ស្ដេចក្រោយដែរទេពេលនេះចង់ជួយអ្នកណាក៏មិនបានដែរក្រុមហ៊ុនសិល្បៈរបស់យើងនេះចំណែកក្រុមហ៊ុនរបស់ឯងពួកយើងដាក់ចូលក្នុងបញ្ជីខ្មៅរួចហើយជួយអ្នកណាក៏មិនបានដែរ នេះប្រកាសចិត្តយ៉ាងនេះ បើមិនចឹងទេឯងសាក់ទេទៅមើលនៅក្នុងរង្វង់សិល្បៈអ្នកណាហ៊ានទទួលយកក្រុមហ៊ុនឯងទៅយើងហ៊ានមកឈិងលីលោកយាយឲ្យលោកចាំយូរហើយ មិនអីទេ មកឈិងលីនាងពិតជាចង់ជួយគេមែនទេមែនវាយ៉ាងម៉េចមកឈិងលីនាងកុំភ្លេចថានាងជាអ្នកណាឲ្យសោះនាងបែរជាហ៊ានមិនគោរពតាមគោលការណ៍ក្រុមហ៊ុនចាំមើលនាងធ្វើយ៉ាងម៉េចបាននាងមានពេលទំនេរឆាប់ទៅខាត់ឲ្យបានច្រើនទៅទស្សនិកជនគេមិនអាចយកដៃបាក់ខ្យល់បានដែរគេច្បាស់ជាភ្លឺភ្នែកគ្រប់គ្នាហើយក៏គ្មានអ្នកណាអាចចិត្តបានដែរមកឈិងលីនាង នេះជីលីនាងមានតំណែងស្អីជាមួយម្នាក់នេះមិនក៏ទទួលការងារគេអញ្ចឹង នេះយកលាវនេះជារឿងតខ្លួនរបស់ពួកខ្ញុំ នាងមកបើសិនជាមិនស្រួលនោះអញ្ចឹងធ្វើឯកសារទៅ ធ្វើឯកសារហ៎ឯងចង់យកនាងធ្វើការងារជាមួយហ៎ លក្ខខណ្ឌនេះទៅ ក្រុមហ៊ុនយ៉ាងហោចណាស់ក៏មានតម្លៃរាប់ពាន់កាត់ឡើងទៅហើយក្នុងរយៈពេល3ឆ្នាំគឺមិនអាចមានព័ត៌មានមិនល្អកាត់ឡើងទេថ្លៃខ្លួនក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏10កោតដែរសិនជានេះជារឿងតខ្លួនរបស់ពួកយើងទេគ្មានពាក្យប៉ុនអីជាមួយនឹងក្រុមហ៊ុនទេតោះយើងទៅបន្តប្រជុំទៅនេះយកលាវមូស៊ីលីបាននាំគេចូលទៅតុប្រជុំហើយពួកគេទាំងពីរនាក់មិនមែន បិទមាត់មួយជីលីយើងតាមកន្លែងនេះយូរយ៉ាងនេះទៅហើយតែនាងបែរទៅជាមានអប្រុសម្នាក់នេះទៅវិញ នេះយកលាវបើយកនាងមិនបានទេអញ្ចឹងទៅបំផ្លាញនាងទៅលោកយាយនេះជាឯកសារកិច្ចសន្យាសូមលោកមើលទៅ ការងារហ្វ្រីហ៎ កាលពីមុនខ្ញុំជាពាក្យកិច្ចសន្យាជាមួយលោកឥឡូវត្រូវសងគ្នាហើយ អញ្ចឹងខាងក្រុមហ៊ុននាងដោះស្រាយជាមួយគេយ៉ាងម៉េចទៅ លោកយាយលោកកុំបារម្ភពីខ្ញុំអីខ្ញុំក៏ជាតារាល្បីនៅក្នុងក្រុមហ៊ុននេះដែរយ៉ាងហោចណាស់ខ្ញុំក៏មានសិទ្ធិអីត្រូវធ្វើត្រូវនិយាយដែរណាលោកយាយកុំបារម្ភអី តែមនុស្សពីរនាក់នេះមកនេះពួកយើងមើលទៅគ្មានកំណត់ល្អចំពោះនាងទេ ខ្ញុំសម្ដែងតែរឿងទេខ្ញុំមិនចង់ទៅពាក់ព័ន្ធជាមួយរឿងរយៈរញ៉ាយជាមួយនឹងក្រុមហ៊ុនទេហើយម្យ៉ាងទៀតពួកគេមិនសូវពេញចិត្តជាមួយនឹងខ្ញុំដោយសារតែរឿងនេះហើយបានជាគេលើកសិនជាវិញនាងក៏មិនពេញចិត្តដូចខ្ញុំនៅលើនាងដែរអញ្ចឹងហើយតើនាងមានកំណុំជាមួយខ្ញុំរហូតមកចំណែកលាវឡងវិញគេគឺជានាយករងនៅក្នុងក្រុមហ៊ុននេះគេក៏បានឆ្លងខ្ញុំដែរតែម្នាក់នេះគេស្រីច្រើនណាស់ខ្ញុំមិនចង់ពាក់ព័ន្ធអីជាមួយនឹងគេនោះទេ អរគុណនាងមកដែលបានសរសើរ មិនអញ្ចឹងទេលោកយាយលោកក៏ចាំបាច់ជាមួយខ្ញុំដែរ នាងមកខ្ញុំជាមនុស្សដែលមានគ្រួសាររួចហើយ ខ្ញុំនិយាយលេងសើចជាមួយលោកទេបើចោះលោកភ័យហើយចាចាខ្ញុំជួយរឿងធំលោកមួយនេះខ្ញុំចង់ចាញ់លោកទៅដើរលេងខាងក្រៅលោកទៅជាមួយខ្ញុំទេតើយើ ប្រកាសហើយហ៎ ថារោបានយ៉ាងម៉េច ថតបានល្អខ្លាំងណាស់មួយឈិនលីធ្វើខុសណាគឺត្រូវតែដាក់ទោស ថ្ងៃនេះតារាល្បីឈ្មោះមកជិងលីបាត់បោកការរឿងជីវិតមិនល្អបាត់ចិញ្ចឹមប្រុសក្មេងហើយមានទំនាក់ទំនងជាមួយប្រុសអ្នកមានទៀតត្រូវហើយគ្រាន់តែដាក់តុនរឿងនាងមួយនាងមិនដេកជាមួយគេទេអី មួយឈិនលីមិនបានជានាងគួរធ្វើប្រអាមយ៉ាងនេះ តារាស្រីទាំងនោះពិតជាគ្មានមួយណាល្អទេ ធ្វើជាហ្វេននាងឲ្យធ្វើបែបនេះសំណហ្វេនខ្ញុំយ៉ាងម៉េចទៅហើយជាតារាស្អីទៅតាមពិតអាក្រក់សឹងអី ចង់ឲ្យគេបដិចេញពីសិល្បៈមនុស្សបែបហ្នឹងមិនចង់ឲ្យនៅលើកញ្ចក់ទូរទស្សន៍ទេបើសិនជានាងមានការងារនៅថ្ងៃក្រោយទៀតខ្ញុំមិនគ្រប់គ្រងនាងទៀតទេ ប្រាប់យកមកថានេះមានរឿងស្អីទៅ នេះមិនមែនជាការពិតទេដើម្បីចោលល្បីពួកគេបដិមកទេនាងនៅថាគេបដិទៀតទេពេលនេះគេសឹងតែបោះចំមុខនាងទៅហើយទស្សនិកជនបាននិយាយថាតារាសិល្បៈគឺសិតតែអាក្រក់ទាំងអស់គឺមានតែនាងទេដែលគ្មានគេខ្មាស់នោះ មួយឈិនលីនាងដឹងពីសមាជិករបស់នាងដែរទេហ៎ ខ្ញុំដឹង ថានាងមិនដឹងទេខ្ញុំប្រាប់នាងរួចហើយនាងជាតារាល្បីឈ្មោះគឺជាតារាល្បីឈ្មោះជាងគេនៅក្រុមហ៊ុនយើងខ្ញុំបានឲ្យនាងប្រយ័ត្នមើលរូបភាពខ្លួនឯងនឹងមើលទៅឃើញទេនិយាយលុយថតបានហើយនឹងមិនដឹងទៀត ខ្ញុំមិនបានធ្វើអគ្គនាយកអ្វីដែលសំខាន់នោះត្រូវបកស្រាយឲ្យទស្សនិកជនដឹងដើម្បីលួចចិត្តពួកគេ បានហើយអ្នកអរគ្នានិយាយមកមួយឈិនលីតើគួរចាត់ចែងយ៉ាងម៉េច ខ្ញុំណែនាំឲ្យបិទឈ្មោះនាងចោលខ្ញុំណែនាំឲ្យបិទឈ្មោះនាងចោលបិទឈ្មោះចោលទេតារាដែលមានឈ្មោះអាក្រក់ហើយនោះមិនគួរបិទឈ្មោះចោលទេយើងបាននិយាយហើយគឺពួកគេជាអ្នកបាត់ឡើងទេពួកជីងលីនាងត្រូវសាកសៃនិយាយហើយនាងមិនបាត់គិតទេពេលដែលនាងគេងនៅលើក្រេននោះនាងបាត់គិតរឿងទាំងអស់នេះដែរទេ មួយឈិនលីទីនេះជាក្រុមហ៊ុននាងធ្វើស្អីនឹងហ៎ នាងបាត់ជាហ៊ានវាចឹងផងហ៎បើនាងនៅតែនិយាយផ្ដាស់ទៀតយើងនឹងវានាងទៀតអគ្គនាយកទាំងអស់ខ្ញុំគ្រាន់តែនិយាយឈរខាងក្រុមហ៊ុនប្រហែលម៉ាត់សោះនាងវាខ្ញុំប៉ុណ្្នឹងទៅហើយតើនាងសមនឹងឈរឈ្មោះនៅក្នុងក្រុមហ៊ុនឲ្យក្រុមហ៊ុនធានារ៉ាប់រងឯនេះទៀតទេ ទាំងអស់គ្នាជារកដែរមួយឈិនលីទៅក្រុមហ៊ុននេះពិតជាល្អខ្លាំងណាស់ហើយនាងបានបដិសេធរឿងនោះតែមួយខាងទេមិនអាចលុបបំបាត់ព័ត៌មាននោះឡើយហើយនឹងឲ្យធ្វើក្រុមហ៊ុនខូចគេឈ្មោះទៀតណាអញ្ចឹងខ្ញុំដើម្បីក្រុមហ៊ុនខ្ញុំជាអ្នកអាកាត់ទៅចុះបិទឈ្មោះនាងចោលទៅតើមានអ្នកណាគ្រប់គ្រងខ្លះដែរទេមានច្បាប់យ៉ាងម៉េចនិយាយមកខ្ញុំនិយាយស្របកំណត់បាននយោបាយលាវបិទឈ្មោះនាងចោលបិទឈ្មោះនាងចោល បិទឈ្មោះនាងចោល បិទឈ្មោះនាងចោលបិទឈ្មោះនាងចោលបានហើយបានអ្នកទាំងអស់គ្នាយកក្រុមកំណត់នេះទៅហើយបាទអញ្ចឹងបិទឈ្មោះនាងចោល បាច់ជាក្តីសម្រេចរបស់ក្រុមហ៊ុនទៅហើយខ្ញុំដឹងហើយជប់សិននាងបាត់ធ្វើឲ្យក្រុមហ៊ុនខូចឈ្មោះយ៉ាងនេះគ្រាន់តែបាត់ឈ្មោះចោលចប់ហើយហ៎នាងនឹងចង់ធ្វើអីទៀត បើតាមច្បាប់តារាដែលធ្វើឲ្យក្រុមហ៊ុនខូចគេឈ្មោះនឹងត្រូវគិតលុយសងតាមតម្លៃខ្លួនគឺគុណ1និង10ណាមិនខុសទេគឺមានតម្លៃខ្លួន10កោតពេលនេះនាងត្រូវសងក្រុមហ៊ុនវិញ100កោតឯណោះ មុននេះនាងទៅទទួលការងារដោយចិត្តខ្លួនឯង ទទួលការងារតាមចិត្តខ្លួនឯងហ៎មួយឈិនលីហេតុអីនាងធ្វើបែបនេះ នោះត្រូវសងក្រុមហ៊ុន50កោតទៀតទាំងអស់គឺ150មួយជិនលីនាងអត់សង្ឃឹមដែរទេពេលដែលខ្ញុំចូលមកដល់ក្រុមហ៊ុននេះចង់ខ្សែធនទៅហើយពេលខ្ញុំមកដល់ក្រុមហ៊ុនរកបាន10%កោតតែប្រាក់ចំណូលខ្ញុំវិញបាត់តែ5-6ពាន់តែប៉ុណ្ណោះទេល
លុយ150លានកោតមិនដឹងជានឹងលក់ខ្លួនប្រមាណពាន់អ្នកទេបានរួចខ្លួននោះហើយចាស់ខ្ញុំណែនាំអ្នកមានឲ្យឯងប្រមាណអ្នកចាស់ដើម្បីឲ្យយកលុយមកសងក្រុមហ៊ុនវិញព្រោះអីពួកគេនោះដៃទលីខ្លាំងណាស់ បានហើយការប្រជុំចប់ត្រឹមនេះចុះនាងទៅធ្វើខ្លួនឲ្យទៅសិនសិក្សានៅថ្ងៃស្អែកនេះចាំទុកណាប្រយ័ត្នទង្វើរបស់នាងផងដូច្នេះនាងគួរតែប្រយ័ត្នប្រយែងបន្តិចទៅ ចាប់ពីស្អែកនេះទៅយើងនឹងខ្លាយទៅជាតារាល្បីជាងគេម្នាក់នេះហើយចាំតែមើលទៅអ្នកប្រុសលោករកខ្ញុំហ៎ នាងទៅសើមកច្បាស់មកខ្ញុំចង់ដឹងដំណើរដើមតងរឿងនេះច្បាស់ហើយនឹងមានទៀតផ្ញើឯកសារច្បាស់របស់ចិនយិនជាមួយលីចិនឡុងឲ្យខ្ញុំទាំងអស់មកជាពិសេសរឿងអាក្រក់ទាំងនោះ ចាខ្ញុំនឹងឲ្យគេទៅចាត់ការរឿងនេះអ្នកប្រុសល្ងាចនេះគេនឹងបើកសន្និសីទខ្សែរវាងមួយឈីលី រៀបចំទៅខ្ញុំទៅចូលរួមដែរ ចាទាំងអស់គ្នាពិតជាអរគុណអ្នកទាំងអស់គ្នាណាដែលបានមកគ្រប់គ្រងក្រុមហ៊ុនហើយជឿពួកយើងប្រាប់រឿងព័ត៌មានអាស្រូវពួកយើងថ្ងៃនេះក្រុមហ៊ុនហោជឿបានបណ្ដេញជីមូលីចេញពីក្រុមហ៊ុនហើយដើម្បីឲ្យថ្ងៃក្រោយកុំឲ្យមានតារាទាំងអស់នេះយកកម្រិតតាមទៀតក្រុមហ៊ុនបានបាត់ឈ្មោះនាងចោលហើយថ្ងៃក្រោយក្រុមហ៊ុននឹងគ្រប់គ្រងតារាឲ្យបានតាំងតែជាងនេះដើម្បីកុំឲ្យមានរឿងអាស្រូវទៅថ្ងៃក្រោយទៀតនេះនឹងមករឿងដែលផលនៅអ៊ីនធឺណិតនោះគឺពិតដែរទេសុំសួរតិចមើលតើនេះជាការពិតដែរទេមិនពិតទេអញ្ចឹងសុំសួរនេះនឹងមកការពិតវាទៅជាយ៉ាងម៉េចដែរទៅសុំឆ្លើយប្រាប់ឲ្យត្រង់មកខ្ញុំមានទេពួកយើងជាមិត្តភក្តិ បើសិនជាមិត្តភក្តិគ្នាមែននោះអញ្ចឹងអ្នកនាងសុខចិត្តសងលុយក្រុមហ៊ុនព្រោះតែមិត្តភក្តិមែនទេក្រែងនេះជាមិត្តភក្តិគ្នាតាមមែនទេ បើមិនមែនជាការពិតទេហេតុអីក៏ក្រុមហ៊ុនបាត់ឈ្មោះនាងចោលហើយនិយាយថាពីចាំរាមិនមែនជាការពិតទេសុំអ្នកនឹងមកបកស្រាយតិចទៅ មិននាងសុំជួយឆ្លើយទៅមកនាងសុំនាងជួយឆ្លើយទៅមកឆ្លើយទៅមកនាងឆ្លើយទៅមកឆ្លើយទៅមកនាងតែចាំមិនទៅឆ្លើយទៅមកនាងឆ្លើយទៅមកហេយ៉ាមិនក៏នៅទីនេះទៅវិញយើងមករកយុត្តិធម៌ឲ្យមិត្តរបស់យើងយុត្តិធម៌ហេទោះជាយើងនិយាយការពិតទាំងអស់ប្រាប់ឯងតែឯងអាចធ្វើឲ្យយើងបានទៅរឿងនេះគឺយើងជាអ្នកធ្វើអ្នកណានាងធ្វើជាដុំតកនៅចំពោះមុខយើងទៅគឺសមមុខនាងហើយដែលនាងធ្វើបែបហ្នឹងពេលនេះឯងចេញតែសុំទោសអ្នកនាងមុខហើយសារភាពកំហុសមុខអ្នកទាំងអស់គ្នាភ្លាមហេនេះឯងដេកយកសពយើងនឹងថាឯងចង់ជួយឯងមានសមត្ថភាពដែរទេហ៊ានមកជាយើងផងហ៎ឯងហ៊ានបាច់យើងផងយើងទៅអាការឯងចុងក្រោយឆាប់ចេញទៅបកស្រាយការពិតឲ្យសុំទោសអ្នកនាងមុខមិនចឹងទេលទ្ធផលនឹងយ៉ាប់ហើយឯងទៅភ្លាមទៅកុំឲ្យស្ដាយក្រោយអសោះណាហើយពិតជាខ្លាចណាស់យើងនឹងថានាងស្រីថោកទាបនោះអស់ផ្លូវដើរហើយពាក់កណ្ដាលជីវិតក្រោយរបស់នាងត្រូវមកស្ដាយបំណុលជាច្រើនទៀតនាងខឹងហើយនឹងពិបាកចិត្តយើងប្រាប់ឯងទៅចុះណានាងខ្លាចទៅជាបែបហ្នឹងគឺដោយសារតែនាងហើយគឺដោយសារតែមកពីឯងតែទាំងអស់ហ្នឹងឯងមិនគួរធ្វើបែបនេះទេយ៉ាងម៉េចឯងចង់សងសឹកក្រុមហ៊ុនហនឈៀវគឺមានតម្លៃរាប់កោតមានខ្សែរយៈច្រើនណាស់ក្រុមហ៊ុនតូចតាចដូចឯងមានស្អីដែលអាចធ្វើបាននោះយើងប្រាប់ការពិតទៅចុះណានាងមិនអាចបកក្រោយវិញបានទេឯងបាត់មកឱកាសចុងក្រោយហើយយើងនឹងកាត់ការឯងនៅខ្លួនឯងជាមួយក្រុមហ៊ុនហងឈៀវលោកយាយខ្ញុំបានដឹងរឿងរបស់នាងអស់ហើយខ្ញុំគួរតែធ្វើលោកសង្ឃឹមហើយក៏ពីមកពីខ្ញុំដែរនោះមិនមែនមកពីលោកទេទុកជាគ្មានលោកក៏ដោយក៏ពួកគេរករឿងដេញខ្ញុំចេញដែរគ្រាន់តែស្មានមកដល់ថាខ្ញុំចាញ់ទាំងអស់ពីខ្លួនទៅហើយថែមទាំងខូចគេឈ្មោះអស់រលីងការឃោសនាផលិតផលរបស់លោកគឺមិនអាចទៅបានទេទស្សនិកជនគេមកគ្រប់គ្រងខ្ញុំឡើយមនុស្សដូចនាងកម្ររកបានណាពិតជាស័ក្តិសមធ្វើជាអ្នកឃោសនាឲ្យផលិតផលខ្ញុំណាកុំបារម្ភអីរឿងអាស្រូវទាំងនោះខ្ញុំនឹងចាត់ការរួចរាល់នៅយប់នេះតែម្ដងអ្នកប្រុសនេះជាព័ត៌មានទាំងអស់របស់ចិនជៀននិងជាមួយនឹងលីស៊ីឡុងនោះចិនជៀនតាំងពីខ្លាយទៅជាតារាឆានដំបងមកនាងបានតបចោលសង្សារដែលចិញ្ចឹមនាងបង្រៀននាងតាំងពីតូចមកហើយនាងក៏បានយកខ្លួនឲ្យអ្នកដឹកនាំរឿងក្រោយមកទៀតគេក៏មានអ្នកចំនួនធំៗជាច្រើនអ្នកមកចិញ្ចឹមគេហើយគេក៏បានលុយមកបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុនសម្ដែងទាំងនេះចំណែកឯលីស៊ីឡុងគឺជានាយករងគេបានបោកតារាច្រើនណាស់ដើម្បីឲ្យដេកជាមួយគេហើយគេក៏បានលួចលុយក្រុមហ៊ុន50កោតដែរចាត់ការទៅក្រុមហ៊ុនហោះឈើមានតម្លៃ1000កោតតែយើងចំណាយលុយ100កោតទៅយកវាចារួមដៃគ្នាគេទម្លាក់ក្រុមហ៊ុនចេញហោទម្លាក់មកនេះយកលីវខ្ញុំជួយលោកមួយកែវអបអរនាងផងនាងបានខ្លាចជាតារាល្បីនៅក្រុមហ៊ុនយើងហើយណាទាំងអស់នេះគួរតែអរគុណនាយកលីវដែលបានជួយមើលថែខ្ញុំអញ្ចឹងនាងគិតហើយឬនៅថាគួរសងគុណខ្ញុំចាណានាយកជីវលោកកុំប្រញាប់អីក្រែងលោកថាប្រុសរបស់មូលីនោះទៅរកលោកតាមមែនទេវាគ្រាន់តែជាមនុស្សដែលអត់ប្រយោជន៍នាងគ្រាន់តែជាកណុលដែលកាត់លើផ្លូវត្រូវគេដេញវាយវាសម្ដីដែលនាងនិយាយនោះអ្នកណាជឿទៅមានអ្នកណាហ៊ានជួយនាងតែខ្ញុំបានលើថាក្រុមហ៊ុនសុសើនោះធ្លាប់បានសហការជាមួយនឹងក្រុមហ៊ុនឈៀនហាវអញ្ចឹងគេមានអំណាចខ្លាំងណាស់គ្រាន់តែជាដៃគូសហការគ្នាសោះបើមិនកើតក៏ដូចចេញទៅហើយក្រុមហ៊ុនឈៀនហាវមិនអាចព្រោះតែវាទៅធ្វើរឿងល្ងងខ្លះបែបហ្នឹងទេមិនហើយអញ្ចឹងគេមានពាក្យប៉ុនអីជាមួយក្រុមហ៊ុនឈៀនហាវនោះហើយម្យ៉ាងទៀតពួកយើងក៏គ្មានកិច្ចសហការអីជាមួយក្រុមហ៊ុនធានហៅដែរទោះជាក្រុមហ៊ុនធានហៅចង់ជួយពួកគេក៏ដោយក៏ដូចជាកណ្ដុលអូនដើកដែរមិនអាចធ្វើឲ្យបានទេលុះត្រាតែវាទិញក្រុមហ៊ុនរបស់យើងទាំងមូលលុះត្រាតែជាកូនប្រុសរបស់ក្រុមហ៊ុនធានហៅបើគិតម្យ៉ាងទៀតទោះជាវាកូនប្រុសបង្កើតអគ្គនាយកសុនធានហៅក៏ដោយអគ្គនាយកធានហៅក៏មិនអាចបង្ខំចិត្តទិញក្រុមហ៊ុនរបស់យើងបានដែរនោះពិតជាប្រកាសហើយបើនិយាយតាមតម្លៃទីផ្សារក្រុមហ៊ុនធានហៅគ្រាន់តែលើយើងតិចទេចាំការរកស៊ីគឺមិនដូចគ្នាដែរអ្នកណាទៅធ្វើអញ្ចឹងនោះនៅក្នុងប្រទេសរបស់យើងក្រៅពីគ្រួសារធំៗទាំងប្រមាណយើងមិនមែនជាកូនប្រុសបង្កើតរបស់អគ្គនាយកក្រុមហ៊ុនធានហៅទេយើងគឺជាក្មួយប្រុសបង្កើតរបស់អគ្គនាយកក្រុមហ៊ុនធានហៅដូច្នេះហើយគេមិនអាចធ្វើអ្វីយើងបានទេណាជឿយើងចុះគេមិនអាចធ្វើឲ្យយើងទេនៅតែលោកគិតបានគ្រប់ជ្រុងជ្រោយដំណឹងចុងក្រោយគេតារាល្បីដែលនៅក្រុមឈៀនហៅគឺមានពាក់ព័ន្ធជាមួយនឹងអ្នកគ្រប់គ្រងជាន់ខ្ពស់ជាច្រើននៅក្នុងក្រុមហ៊ុនគឺជាមួយនឹងអ្នកចាត់ការលីជីងឡុងថាម៉េចមិននឹកស្មានថាឡើយនោះវាបាច់ជាលេខក្បាច់នេះទៅវិញមិននឹកក្រុមហ៊ុនហងឈៀវមានអំណាចធំប៉ុណ្ណាទេមិនក៏គេលេងអញ្ចឹងណោះនេះយល់លីវភាគហ៊ុនក្រុមហ៊ុនកំពុងតែធ្លាក់ចុះហើយមិនអីទេគ្រាន់តែឡើងចុះវាជារឿងធម្មតាទេឥឡូវនោះវាមានសមត្ថភាពតែប៉ុណ្្នឹងឯងវាចង់យកព័ត៌មានមិនល្អមកលាបពណ៌ឲ្យពួកយើងហើយចង់ប្រើប្រាស់ព័ត៌មាននោះមកធ្វើជាអ្នកបណ្ដាក់ទុនឲ្យពួកយើងទេផងនេះយល់លីវភាគហ៊ុនបានធ្លាក់ចុះ 30% ហើយនេះមិនអាចទេទោះជាតម្លៃទីផ្សារធ្លាក់ចុះក៏មិនអាចធ្លាក់ដល់ថ្នាក់នេះដែរនេះយល់លីវនេះគេបញ្ចុះអំណាចក្រុមហ៊ុនឈៀនហៅមកគេសកាត់ចឹងទេបើសិនជាវាធ្វើអញ្ចឹងនោះគឺរកកន្លែងងាប់ដល់ខ្លួនឯងហើយវាចង់បែកតំណែងក្រុមហ៊ុនហនឈៀវតម្លៃជាងរាប់ពាន់កោតវាត្រូវតែយកតម្លៃគុណនឹង10ចេញមកទោះជាលោកក្រុមហ៊ុនអ៊ីនហៅចោលក៏ដោយក៏មិនអាចយកលុយបានច្រើនយ៉ាងនេះដែរ
ចុះបើគេយកអំណាចម្ចាស់ក្រុមហ៊ុនបើគេសង្កត់ឈ្មោះរបស់ពួកយើងនោះក្រុមហ៊ុនយើងនឹងត្រូវបាត់ចោលហើយ នេះនិយាយនេះសំហេតុផលដែរតើពីហ៊ុននេះធ្លាក់យ៉ាងមិនកំណាចដែរខ្ញុំត្រូវតែបញ្ឈប់វាខ្ញុំទេទៅរកលោកពូសិនចំណែករឿងបាត់ឈ្មោះចោលនោះនាងមិនបាច់ភ័យទេពេលនេះនាងជាតារាល្បីនៅក្រុមហ៊ុនរបស់យើងហើយខាងម្ចាស់ពីហ៊ុនគេមិនទទួលយកកាដូបែបនេះបានទេពីហ៊ុនគេប្រកាសជារកវិធីដោះស្រាយបានណាតើនាងយល់ប៉ុណ្ណាទេទៅ ការទម្លាក់ភាគហ៊ុននោះគឺដល់ដំណាក់កាលចុងក្រោយហើយ នាងត្រៀមឯកសារទិញក្រុមហ៊ុនទៅហើយទៅក្រុមហ៊ុនហោះជិះជាមួយខ្ញុំទៅអគ្គនាយកមិនអោយមានគេរំដាច់គ្នាទៅក្រុមហ៊ុនរបស់យើងហើយមានតែតាមធំយ៉ាងនេះហ៎តែអ្នកណាជាអ្នកធ្វើទៅហ៎និយាយមកគឺនៅគេគឺដល់ណាទៀតឆាំនិយាយមកគឺក្រុមហ៊ុនយេស៊ឺហ៎ដូចជាត្រូវទេក្រុមហ៊ុនយេស៊ឺសុកមិនក៏ទម្លាក់ភាគហ៊ុនរបស់យើងអញ្ចឹងយើងក៏ស្ដាប់គ្រួសារយេរហូតបានតើមិនក៏ទៅជាអញ្ចឹងហេតុអីទៅណោអ្នកណាតាមធំយ៉ាងនេះសម្រាប់ចូលមកបន្តអគ្គនាយកផងអី ក្រុមហ៊ុនយេសា អ្នកប្រយោជន៍មិនក៏លោកមកដល់អញ្ចឹងគឺប្រកាសជាមកទិញក្រុមហ៊ុនហោះឈៀវរបស់លោកហើយហ៎អ្នកទិញក្រុមហ៊ុនណា នេះជាឯកសារទិញក្រុមហ៊ុនហោះឈីវលោកសញ្ញាទៅ អ្នកប្រយោជន៍ក្រុមហ៊ុនហោះឈៀវខ្ញុំមានតម្លៃជាង 1000 កោតលោកបាយជាទិញក្នុងតម្លៃ 100 កោតទៅវិញ មានបញ្ហាអី អូគ្មានទេតាក់ទងនឹងខាងអគ្គនាយកទាំងអស់ទៅ5នាទីក្រោយនឹងបើកការប្រជុំណាលោកពូក្រុមហ៊ុនហោះឈៀវពួកយើងត្រូវគេតម្លាក់ហើយពូត្រូវតែឆាប់រកវិធីទៅរឿងនេះប្រកាសជាមានពាក់ព័ន្ធនឹងតកូលជាតិនោះហើយប្រាប់ពួកគេទៅ5នាទីក្រោយជួបគ្នានៅសាលប្រជុំទៅចុះណាលោកពូអត់និយាយជាមួយនឹងខ្ញុំទេ5នាទីក្រោយអាចត្រូវនាំសិនជិនមកជួបយើងនៅសាលប្រជុំកុំភ្លេចណាបាទ5នាទីទៀតត្រូវតែជួបគ្នានៅសាលប្រជុំណាដឹងដែរទេបាទ នេះជាលីវអគ្គនាយកគាត់និយាយថាម៉េច គាត់ខ្ញុំនាំនាងទៅជួបនៅបន្ទប់ប្រជុំប្រហែលជានាំនាងទៅនិយាយពីវិធីការពារនាងហើយមើលទៅ យើងពួកយើងឆាប់ទៅតែ បាទចាំពេលរឿងគ្រប់យ៉ាងបានដោះស្រាយហើយនោះយើងនឹងអាចយកហ្វាននោះដឹងថាវាមានរស័យជាមួយនឹងយើង អគ្គនាយកទាំងអស់មកជុំគ្នាអស់ហើយមិនបាច់ជាវានៅទីនេះទៅវិញ ហើយឆាប់ចាយជំរាបទៅនេះជាការប្រជុំអគ្គនាយករបស់ក្រុមហ៊ុនហោះឈៀវឯងមានសិទ្ធិមកអង្គុយកន្លែងនេះលោកពូមកវាយខ្ញុំធ្វើអីទៅលោកពូអាចក្រៃក្រុមហ៊ុនយើងខំសាងមកដល់ដៃបាយឯងមកទៅវិញលោកពូនោះគ្រាន់តែជាបញ្ហាតូចតាចទេហើយតែពួកយើងរកវិធីកែប្រែវាទៅប្រកាសជាអាចដោះស្រាយបញ្ហាបានហើយ អគ្គនាយកកំរំអីខ្ញុំចង់បកស្រាយការមួយបង្កាច់ បកស្រាយយ៉ាងไรយកស្អីទៅក្រុមហ៊ុនហោះឈៀវបានដល់អគ្គនាយកហើយយើងមិនអាចកាត់បានទេលោកពូលោកជាលេងសើចពេកហើយអ្នកណាទិញក្រុមហ៊ុនហោះឈៀវបាននោះហ៎គឺយើងមិនបាច់យាយទៅវិញណែនាំខ្ញុំបន្តិចយើងជាអគ្គនាយកក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនហងឈៀវដឹងទេថាមិនគឺមិនណាទេលោកពូអានេះគ្រាន់តែប្រុសស្រីចិញ្ចឹមទេមិននឹងអាចទៅរួចទេលោកពូ ហេតុអីជំនឿបែបនេះ តើពេលនេះយើងមានសិទ្ធិរកយុត្តិធម៌ឲ្យអ្នកនាងមុខបានហើយនៅ ផតតាមានគ្រប់គ្រាន់មានរឿងអីត្រូវរកយុត្តិធម៌នោះ ផុសតាំងគ្រប់គ្រាន់ណាបានចឹងប្រាប់ខ្ញុំមកអ្នកនាងមុខបានទៅជួបអ្នកណានៅពេលណាហើយនៅកន្លែងណាបានធ្វើអ្វីខ្លះនិយាយមកនិយាយមិនចេញមានណៃទេយករបស់នោះចៃទៅទាំងនេះសុទ្ធតែជាផុសតាំងយិនជិនជាមួយនឹងយិនឡុងគឺបានទិញក្បាលពួកអ្នកកសែតមកមួយបង្កាច់រូបភាពឆាតរបស់អ្នកនាងមុខជាមួយនឹងការវេលុយតាមពិតរឿងមិនចាំបាច់ដល់ចំណុចនេះទេតែពួកទាំងអស់នេះណាគឺមានចំណុចខ្លះតំណែងជាមួយនឹងនាងសិនយិនមានអ្នកខ្លះមិនខ្វល់ថាខុសឬក៏ត្រូវអីទេមានអ្នកខ្លះគិតតែពីផលប្រយោជន៍ខ្លួនឯងមិនគិតពីការស្អាតស្អំរបស់អ្នកដទៃពេលនេះពួកអ្នកទាំងអស់គ្នានៅក្រុមហ៊ុននេះសុទ្ធតែជាពាក់ការសំទោសចំពោះអ្នកនាងមុខអ្នកខ្លះគ្មានបញ្ហាអីទេចំណែកគួរធ្វើយ៉ាងណាគួរតែមិនបាច់ឲ្យខ្ញុំទៅប្រាប់ពួកអ្នកទាំងអស់គ្នាទេតាមមិនដែរទេអ្នកនាងមុខខ្ញុំសំទោស នេះនឹងមកសុំទោស អ្នកនាងមុខខ្ញុំសំទោសណាចុះពួកឯងវិញនោះតើគួរសំទោសយ៉ាងម៉េចមិនមកលឿនអ្នកប្រយោជន៍និយាយទេសំទោសស្ដាប់លើទេឆាប់សំទោសខាងទៅសំទោសល្អពេលនេះសំទោសរួចហើយពេលនេះដល់ពេលគិតបញ្ជីម្ដងហើយអ្នកនាងសិនចាប់បានពីនាងទៅអ្នកនាងសិនចាប់បានពីនាងទៅ នាងយិនក្នុងនាមជាតារារបស់ក្រុមហ៊ុនហោះឈីវនាងបានធ្វើឲ្យក្រុមហ៊ុនខូចកេរ្តិ៍ឈ្មោះមួយបង្កាច់មិត្តរួមអាជីពដូច្នេះហើយនាងត្រូវសងក្រុមហ៊ុន100កោតហើយនាងត្រូវជួបគ្នានៅលើតុលាការទៀត នាងមានបញ្ហាអីមែនទេ ខ្ញុំដឹងខ្លួនខុសហើយឈីលីនាងជួយบอกគេឲ្យគេលើកលែងទោសខ្ញុំទៅឈឹងយិនបើនាងដឹងថាមានពេលនេះអញ្ចឹងនាងធ្វើនៅថ្ងៃនោះធ្វើអីនាំនាងទៅអត់ទេដល់ពេលឯងម្ដងហើយអ្នកប្រយោជន៍រកការខុសខាតរបស់អ្នកនាងមុខទាំងអស់ចាំខ្ញុំជាអ្នកចេញលោកអាចដោះលែងខ្ញុំទៅបានដែរទេខ្ញុំសុំវល់ណាសម្អាងគេថាយើងនឹងដោះលែងនោះក្រែងកាលពីមុនឯងចូលចិត្តនិយាយពីអំណាចនិងសមត្ថភាពមិនអញ្ចឹងហ៎បើសិនជាឯងមិនយល់ព្រមឯងអាចយកអំណាចរបស់ឯងទាយុទ្ធធម៌មកវិញមិនហ៊ានទេមិនហ៊ានទេចុះកាលពីមុនក្រែងឯងនិយាយថាយើងមិនអាចធ្វើបានអញ្ចឹងហ៎ពេលនេះឯងសាកមើលទៅអ្នកប្រយោជន៍សុំលោកជាល្អដោះលែងយើងទៅបានដែរទេលាវចិនឡុងបានប្រាំអំណាចដល់លុយ50កោតហើយបានប្រាំអំណាចរំលោភបំពានតារាស្រីមានពាក្យចចាមអារ៉ាមមួយបង្កាច់អ្នកដទៃខ្លាចតែមួយជីវិតរបស់ឯងនេះមិនអាចដោះស្រាយបានទេអ្នកប្រយោជន៍ទុកជីវិតខ្ញុំផងទៅឲ្យខ្ញុំធ្វើឆ្កែធ្វើគោក៏បានដែរខ្ញុំសុំចិត្តអ្នកប្រយោជន៍ខ្ញុំចាត់ការបែបនេះលោកគ្មានបញ្ហាអីទេតាមមែនទេគឺគ្មានទេបានចឹងល្អហើយអញ្ចឹងខ្ញុំចាត់ការរឿងអគ្គនាយកនេះបន្តិចចុះគឺអ្នកនាងមួយឈីលីធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនហោះឈៀវនេះបន្តទៅទៀតចាប់ពីពេលនេះទៅតែមានអ្នកប្រឆាំងដែរទេគឺនេះជាអ្នកកាន់កាប់អ្នកប្រុសឯកសារក្រុមហ៊ុនហោះឈីវចាត់ការរួចហើយបានក្រុមហ៊ុនហោះឈៀវនេះបកគលឲ្យអ្នកនាងមួយជាអ្នកគ្រប់គ្រងនាងក៏ខាត់ពេលធ្វើរឿងនេះយូរមកដែរពេលនេះបកគលការងារនាងហើយនាងបន្តធ្វើកម្រងការនេះចុះចាបានមួយទៀតអ្នកនាងមួយអញ្ជើញលោកញ៉ាំបាយគឺទុកជាការអរគុណគឺក្នុងហាង Inter ដល់ទំនើបមួយនេះបានយាយជឺអញនិយាយមកប្រហែលថ្ងៃនេះឯងទៅធ្វើស្អីណែណាមិនបានចេះទេមិនចូលយើងបានដូរលេខហើយតាំងពីមានរឿងនៅមង្គលការនោះគ្រួសារឈៀវឈីងពួកគេមករករឿងយករហូតណាឯងក៏ចឹងសំទោសណាចាំយើងមានលុយសងឯងលោកអ្នកបានទទួលប្រាក់60000អ្នកត្រូវឆោតអីតែលុយ30000នោះបើយើងបានយើងសងឯងវិញណែបើថ្ងៃរៀបការនោះគ្មានឯងនៅទេយើងមិនថាខ្មាស់គេប្រាទេចិត្តរៀបការឲ្យមិនចឹងឯងពេលនោះរឿងអីក៏ត្រូវការលុយដែរនេះចាត់ទុកថាលុយយើងឯងជាពាក់លើកមុនត្រូវតែសងគឺបាយមិនយកទេមិនចាត់ទុកថាយើងជាមិត្តភក្តិទេបានយាយជឺយើងចាំទុកណាកុំនិយាយអត់ប្រយោជន៍អីត្រង់ឯងទេមិនយកធ្វើអីនិយាយនឹងកម្មវិធីជួបជុំនោះអីឯងគួរដឹងហើយមែនទេពួកយើងចូលតែជាមួយគ្នាតិចទៅព្រោះឯងខានជួបគ្នាយូរមកហើយណាគួរតែជួបជុំគ្នាបន្តិចទៅល្អទេឡោឯងមើលនោះទៅគឺស៊ីចៅត្រូវហើយគឺស៊ីចៅ
ការនោះពួកយើងតែបីអ្នកស្នេហ៍ខ្លាំងណាស់មែនទេហ៎លេឈៀងល្អណាស់ដែលចាំយើងបានណែយីផាពួកយើងខានជួបគ្នាយូរមកហើយណាខានជួបគ្នាយូរមកហើយអាយ៉ានិយាយចៅលោកមកហើយហ៎កម្មវិធីនេះមានលោកទៅហៅពេញលេងណានេះឈិនឡានចតវាហើយទៅសេរីឡានទៅបាននេះថាធ្វើបានល្អស៊ីចៅអញយល់ជាងការងារពីមុនច្រើនណាស់ណាហើយបានចេញតោះយ៉ាងនោះកាលពីនៅរៀនគេអង្គគ្រូសាគេមានលុយធ្វើបានអ្នកត្រង់ខ្សោយនៅសាលាពួកយើងទាំង3សុទ្ធតែមិនចូលចិត្តគេមើលស្មានថាគេខ្លាយតែជាអញ្ចឹងតតែសោះណោះនោះមិនមែនទីជផានទេគេមកដែរក្រែងអូនកាលពីនោះក៏ថប់សន្តានគេហើយគេបដិសេធវិញនោះគឺសាប់មែនកាលពីពេលនោះអូនមិនដឹងអីទេវាមកល្អហើយយើងក៏ចង់ដឹងថាប្រធានថ្នាក់កាលពីឆ្នាំនោះវាខ្លាយទៅជាស្អីទៅហើយតោះមកនិយាយចាំនឹងឈិនសុំអញ្ជើញទាំងអស់គ្នាថ្ងៃនេះជាថ្ងៃជួបជុំរបស់ពួកយើងតែមុនពេលចូលអង្គុយខ្ញុំមានពាក្យប្រមាណម៉ាត់ចង់និយាយតាមមើលទៅក៏គ្មានដែរទោះជាពួកយើងមិនញ៉ាំបាយធម្មតាក៏ដោយគួរតែបែងចែកអ្វីខ្លះហើយរហូតដល់ពេលនេះពួកយើងមិនដូចជាការនៅរៀនទៀតទេមែនទេគួរតែបែងចែកឋានៈខ្លះហើយមែនទេអញ្ចឹងអង្គុយរបៀបណាទៅហៅថាមានលំដាប់ឋានៈនោះហ៎គឺដូចជានាយកចាងគាត់មានទ្រព្យសម្បត្តិរាប់លានគឺអញអង្គុយលើកៅអីកណ្ដាលគេបានអ្នកផ្សេងទៀតគឺអញអង្គុយនៅខាងក្រោយគាត់ណាដូចជាអ្នកធ្វើការគេដូចជាពីរអ្នកនោះអញ្ចឹងណែយើងថាអញធ្វើនេះដូចជាមិនសមទេពួកយើងធ្លាប់សុទ្ធតែជាមួយគ្នាអង្គុយបែបណាក៏បានដែរមិនបាច់ប្រកាន់អីទេមែនទេមិនបានទេដូចជាយើងផានគេជាប្រធានថ្នាក់របស់ពួកយើងកាលពីមុនបើសិនជាគេមិនអង្គុយកៅអីកណ្ដាលនោះគឺគាត់ខ្វះគេណាមែនទេថ្ងៃនេះសំខាន់ជាងគេគឺពួកយើងទាំងអស់គ្នាមកជួបជុំគ្នាខ្ញុំអង្គុយកន្លែងណាក៏បានអង្គុយលើសាឡុងក៏បានដែរអ្នកនិយាយចាខ្ញុំដឹងខ្ញុំចាំមិត្តភាពពួកយើងក៏មិនចេះបាញ់ចែកទេប៉ុន្តែបើធ្វើទៅដូចចំសំដែរមានអីមិនស័ក្តិសមទេច្បាប់គឺច្បាប់ទៅជាបង្ខំយកហ្វានឲ្យមកអង្គុយចិត្តក្បែរលោកតែអ្នកអង្គុយចិត្តលោកនោះគឺសុទ្ធតែជាអ្នកជាន់ខ្ពស់ណាពេលពួកលោកនិយាយគ្នាសុទ្ធតែនិយាយពីគម្រោងការងារហើយបើមិនឲ្យគេចូលមកគឺពិតជាគួរខ្មាស់គេខ្លាំងណាស់មែនទេក៏ត្រឹមយ៉ាងដែរថ្ងៃនេះជលិននាងជាប់ការងារខ្ញុំនាំនាងទៅមើលដៃចុះណាខ្លាចថាមិនបានកំដៅយកហ្វានទេមើលទៅនោះណាហើយអញទៅកន្លែងណាក៏បានអង្គុយទៅអញ្ចឹងធានជាសុំទៅផងខ្ញុំថាអញអង្គុយនៅកន្លែងនោះចុះណាបានហើយគឺអង្គុយនៅកន្លែងនោះនោះឈិនជលិនមិនមែនស្រីស្អាតប្រចាំសាលាពួកយើងទេអីបានលើមកថានាងចូលទៅក្រុមហ៊ុនហោះឈៀវខ្លាចតែជាតារាសម្ដែងតែមិនអីទេពេលនេះប្រហែលល្បីឈ្មោះហើយកាលពីឆ្នាំនោះនាងធ្លាប់បានតាមសាលាយកហ្វានទៀតផងតែយកហ្វានខំប្រឹងរៀនគេក៏បដិសេធនឹងនាងតែម្ដងទៅយកហ្វានពិតជាគួរអាណិតមែនគេមិនដែលឃើញមានស្អីល្អជាងយ៉ាងឡើយតារាស្អីស្អាតក៏ខ្លាចទៅជារបស់អ្នកផ្សេងដែរនេះស្អីហ្នឹងយ៉ាងណាក៏ខ្លាចទៅជាអ្នកមានទៅហើយជាចៅឯងក៏ខ្លាចទៅជាអ្នកលើកជើងយ៉ាងទៅហើយឯងបាច់ជានិយាយមិនល្អពីយើងជឿទៅវិញណែបានហើយយីផានថ្ងៃនេះគឺនឹងឲ្យឯងដឹងថាឯងជាមួយនឹងយើងខុសគ្នាឆ្ងាយយ៉ាងណាយើងថាណាជឿឯងមើលទៅមានចរិតធ្វើដូចជាឆ្កែបំរើគេអញ្ចឹងមិនងាកមកមើលយើងខ្លះទេអីនេះពួកយើងក្របាក់មុខយ៉ាងនេះផងតាមមែនទេមិនក៏ឯងធ្វើបែបនេះឯងមិនដែលលើកពាក្យមួយទេឯងមានលុយក៏មានបងប្អូនច្រើនអត់មានលុយគ្មានបងប្អូនទេបើសិនដូចឯងនិយាយនោះអញ្ចឹងយើងទាំងអស់គ្នាទៅចោលចាំងយ៉ាងទៅបើសិនជាគេសប្បាយចិត្តនោះគេអាចយកលុយពួកយើងបានមែនទេហ៎សង្គមសម័យនេះចូលចិត្តមើលអ្នកមានលុយច្រើនបើពួកឯងមិនព្រមទេក៏មិនហាញទ្រព្យសម្បត្តិចេញមកណែស៊ីចៅលើថាឯងជាមួយនឹងយកហ្វានជាមិត្តស្អីនឹងគ្នាពេលនេះមិនងាយបានជួបគ្នាទេឯងមិនទៅចូលជាមួយគេមកកែទេឯងនិយាយចាថ្ងៃនេះក៏លោកធំជាងគេហើយខ្ញុំជាអ្នកមើលកម្មវិធីនេះខ្ញុំប្រកាសជាត្រឹមមើលលោកឲ្យបានល្អហើយពួកគេតែមិនក្នុងពួកយើងបែបនឹងឯងគឺសិតតែស្គាល់គ្នាហើយមិនអីទេកំព្រួយខ្ញុំយកចិត្តទុកដាក់នឹងលោកយ៉ាងណាក៏យើងធ្លាប់ជាមិត្តភក្តិគ្នាដែរមិនចឹងទៅចូលកែជាមួយនឹងគេតំណាងឲ្យយើងតែម្ដងទៅចាត់ទុកថាអរគុណដែលបានបដិសេធឈិនជលិនហើយបានបញ្ជូនស្រីស្អាតនេះមកឲ្យយើងអរគុណមិនអីទេទុកឲ្យខ្ញុំបំរើបានល្អមកផឹកទៅឯងមកទីនេះធ្វើអីទៅឯងមិនទៅបំរើនយោបាយឲ្យបានល្អទេអីឯងមកទីនេះធ្វើអីទៅហ៎ឯងទៅធ្វើគេបាក់មុខមាត់យើងដឹងថាមិនពេញចិត្តតែការពិតទៅនៅតែជាការពិតនេះសូម្បីតែនាងឈិនក៏តាមយកចាំដែរនេះឯងមិនយល់ទៀតទេសម័យនេះអ្នកណាមានលុយអ្នកនោះគឺជាបងធំហើយមុខមាត់ឯងគ្មានតម្លៃទេណាដឹងទេយីវ៉ានឯងត្រឡើងស្រាមកែវនេះគឺតំណាងនាយកចាងជូនឯងស្អីគេសូម្បីចូលកែវក៏មានមនុស្សមកតំណាងដែរនាយកចាងគាត់នៅខាងនោះនាយកចាងគាត់អញ្ជើញឯងផឹកស្រាជាកិត្តិយសណាស់ទៅហើយមែនទេយីវ៉ានឆាប់ឡើងមកលើកស្រាមកែវចូលជាមួយនឹងយើងទៅមិនចឹងបានន័យថាឯងមិនគ្រប់នាយកចាងទេមិនចឹងបានន័យថាឯងមិនគ្រប់នាយកចាងទេស៊ីចៅយើងប្រាប់ឯងទៅធ្វើឆ្កែក៏យើងខត់ឯងដែរតែឯងត្រូវដឹងថាមនុស្សគ្រប់គ្នាគឺគេមិនថោកទាបដូចជាឯងទេមនុស្សមុននឹងចេះដើរគឺត្រូវចេះស្អីមុនគេហ៎គឺត្រូវតែចេះវាសិនមើលតើឯងនៅថាមិនតន់គិតយល់ទៀតហ៎យល់ថាស្រានោះមិនអាចបដិសេធបានទេឯងក៏គ្មានសិទ្ធិបដិសេធចំពោះស្រាមកែវនេះដែរណាដឹងទេស៊ីចៅយើងប្រាប់ពួកឯងទៅចុះទោះបីជាយើងក្រមែនតែគ្មានន័យថាពួកយើងគ្មានកិត្តិយសទេទៅតែមានបាយវិញទៅទីនេះជាមិនស្វាគមន៍ឯងទេយើងចាំថាពីមុនស៊ីចៅគឺមានកិត្តិយសជាងគេកិត្តិយសនៅពីមុខលុយមានតម្លៃអីទៅយើងថាណាបាយចាំងយ៉ាងឲ្យទៅស៊ីអញវាប្រកាសជាទៅជាមិនខានមិនចេះស្នាការពីមុនបាយជាតែចុះក្បាលនឹងពួកវាហើយបាយយកចិត្តទុកដាក់អ្នកផ្សេងទៅវិញពិតជាល្អមែនបានហើយយើងទុកឱកាសឯងចុងក្រោយតែឯងងើបដែរទេបានហើយសុទ្ធតែជាមិត្តគ្នាកុំឲ្យមានរឿងនឹងគ្នាអីណាមិនងើបហើយនឹងកាន់ស្រាដៃពីរមិនចូលកាយជាមួយនឹងយើងនោះគឺមិនគ្រប់យើងបាត់ទៅហើយនិយាយចាងមិននិយាយរឿងដែលលោករកលុយបានទេលោកនឹងមានមុខមាត់រករៀនសង្ហាទៀតគ្រាន់តែមើលក៏អស្ចារ្យដែរយកផាននិយាយចាងមកដល់ទៅហើយឯងនឹងមិនតងើបចូលជាមួយនឹងគាត់ទៀតឬក៏យ៉ាងម៉េចហ្នឹងណាអើយមិនកាយធ្វើបែបនេះចឹងណាចុះគេគ្រាន់តែធ្វើការគេមិនស្គាល់ពិភពលោកខាងក្រៅទេមកអានេះប្រធានថ្នាក់យើងសូមជូនឯងមកកែទៅចុះណាមកសូមជើញយើងជូនឯងមកកែទៅចុះណាហើយនឹងមើលទូរស័ព្ទទៀតយើងមិនផឹកស្រាទេឯងផឹកមកកែវាងាប់ឬក៏យ៉ាងម៉េចមិនឯងក្បាលរឿងយ៉ាងនេះហើយយកហ្វានឯងដឹងថាស្រាមកកែនេះគឺរបស់នាយកចាងខំឲ្យណាវាអាចជាស្រានាំតំណែងឯងមួយជីវិតកថាបានដែរមិនបានថានេះទេពេលនេះប្រាក់ខែរបស់យើងគ្រាន់តែលុយលៀនតែប៉ុណ្ណោះណាយ៉ាងណាជាបុគ្គលិកហ៊ុនឈិលម្នាក់តែប៉ុណ្ណោះក្រុមហ៊ុនហ៊ុនឈិលតម្លៃរកកោតនោះហ៎និយាយចាំតែធ្វើការក្រុមហ៊ុនហ៊ុនឈិលដែរអញ្ចឹងតើបានជាតាក់ទងជាមួយគ្នានោះស្រីស្អាតប្រកែនៅឆ្នាំនោះបែរទៅជាស្រីស្អាតប្រកែនៅឆ្នាំនេះទៅវិញលុយទេគឺជាអ្នកធំនោះតែយីវ៉ានមួយរយៈពេលនេះឯងសហការីអីដែរទៅត្រូវការយើងណែនាំការងារឯងធ្វើដែរទេក្រុមហ៊ុនហ៊ុនឈិលគឺជាក្រុមហ៊ុនតារាល្បីមានអ្នកនេះជាមូលជាអ្នកគ្រប់គ្រងទៀតផងប្រាក់ខែដំបូងណាពិតជាមិនអន់ទេយីវ៉ានឯងផ្លឹកស្អីទៀតទឹកចិត្តរបស់នាយកចាងធំយ៉ាងនេះទៅហើយឯងមិនអរគុណគាត់មួយម៉ាត់ទេអីបានហើយនេះពួកឯងចេះចាំចាស់ទេពួកឯងគិតថាមានលុយប៉ុណ្ណឹងអស់ចាស់ណាស់ទៅហ៎គិតថាពួកឯងនេះលុយប៉ុណ្ណាទៅចាជឿអរគុណច្រើនហើយខ្ញុំមានការងារហើយកុំឆេវឆាវខ្ញុំគ្រាន់តែបដំថាប្រធានថ្នាក់សមត្ថភាពរូបសង្ហានេះគ្មានអ្នកសួរនាំតែប៉ុណ្ណោះណា
អ្នកជាហ្វាននេះឯងបានថាម៉េចហ្នឹងនាយកចាំងគឺខិតខំល្អជាមួយនឹងឯងបែរជាមិនទទួលគាត់អញ្ចឹងអីហ៎ធ្វើអញ្ចឹងតែវាសមរម្យណាស់ទេ យាយហ្វានខ្ញុំពិតជាសប្បាយចិត្តណាស់ដែលឆ្នាំនោះលោកបដិសេធនឹងខ្ញុំ ខ្ញុំក៏សប្បាយចិត្តដែរឯងយកបាត់ដេកឲ្យទៅសិហ្វានយើងយល់ថាឯងនេះសមមុខហើយអូយល់ហើយនេះជាមូលហេតុដែលប្រធ្វើឆ្កែឲ្យគេឲ្យមកខំពួកយើងហីសិចៅយើងខ្ពើមឯងណាឯងបានហើយសិចៅមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែយល់ការដូចឯងទេមានអ្នកខ្លះណាឱកាសនៅមុខទៅហើយតែបែរជាមិនចេះចាប់យកទៅវិញគួរឲ្យស្រែកក្នុងមួយជីវិតគង់តែថ្ងៃណាមួយនឹងស្រែកខុសចំខានទេនិយាយទៅនាយកចាំងក៏សហការីធ្វើការផ្នែកអីនៅក្រុមហ៊ុនហងឈៀវដែរទៅយើងណាគ្រាន់តែជាប្រធានគ្រប់គ្រងតូចតាចទេគ្រប់គ្រងតារាប្រមាណអ្នកជាលឿនក៏យើងគ្រប់គ្រងដែរហើយនាយកចាំងលោកជាមនុស្សដែលដាក់ខ្លួនខ្លាំងណាស់អ្នកណាមិនដឹងថាតារានៅក្នុងក្រុមហ៊ុនហងឈៀវស្ទើរតែណាក៏តារាជួមុខអ្នកនឹងឈិនគ្នាណាក៏ល្អចំខានអញ្ចឹងតើបានជារឿងខ្លះជាមិនអាចដឹងបានថាឯងមានរឿងខ្លះគឺឯងដឹងតែយើងមិនសមមិនដឹងមែនទេឯងនិយាយត្រូវហើយមុននេះឯងមិននិយាយតែនិយាយភ្លាមក៏ចាប់ផ្ដើមសម្ដែងភ្លាមហើយអញ្ចឹងឯងនិយាយមកមើលថាឯងមានរឿងស្អីនៅក្រុមហ៊ុនហងឈៀវដែលយើងមិនដឹងហើយឯងជាអ្នកដឹងនោះហ៎ឯងនិយាយទៅតែឯងដឹងស្អីជាយើងហ៎នេះមុខលោកជាតិនៅបន្ទប់32ខ្ញុំជួយអ្នកនាងទៅចុះណា មិនទេចាំខ្ញុំទៅខ្លួនឯងវិញ នាយកខាងកំពុងតែសួរឯងឆាប់ឆ្លើយភ្លាមមកបានហើយឈប់បង្ខំគេទៅបានតែបង្ខំទៀតពីកុហកនោះមិនសម្ដែងត្រូវគ្នាទេបែបនេះប្រកាសជាខ្មាស់គេហើយអ្នកគ្នាថ្ងៃនេះខ្ញុំចង់ប្រើសមាជិកធម្មតាមកជួបជុំអ្នកទាំងអស់គ្នាតែមិនស្មានថាមានរឿងបែបនេះកើតឡើងទេហ៎មនុស្សធម្មតាឬមួយក៏ឯងមានសមាជិកពីអ្នកខ្ពង់ខ្ពស់ដែលយើងមិនដឹងនោះហ៎ឯងនិយាយចេញមកមើលចង់ដឹងសមាជិកយើងមែនទេត្រូវពួកយើងចង់ដឹងឆាប់និយាយចេញមកឲ្យពួកយើងដឹងផងតើបានដែរទេ សមត្ថភាពខ្លួនឯងមែនក្រុមហ៊ុនសិល្បៈហោះជឿបាត់ដូរអគ្គនាយកការប្រយុទ្ធមិញ ក្រុមហ៊ុនហនជើទៅទិញយកហើយអ្នកណាខ្លាំងដល់ថ្នាក់នេះណោះរឿងធំយ៉ាងនេះយើងបែរជាមិនដឹងទៅវិញ តែទិញក្រុមហ៊ុននោះគឺក្រុមហ៊ុនយកសើអគ្គនាយកថ្មីរបស់ក្រុមហ៊ុនយកសើនោះទៅតែ20ឆ្នាំទេគឺនៅក្មេងមានសមត្ថភាពលោក ខ្ញុំសំណាក់ក្នុងបន្តិចខ្ញុំជាអគ្គនាយកក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនហោះជើគឺឈ្មោះយូផានបាននេះយូផាននេះមិនអាចទេមិនអាចទេជាហ្វាន យូផានជាអ្នកទិញក្រុមហ៊ុនហោះជើនោះបានថាគេមានទ្រព្យសម្បត្តិលើកកោតទៅទៀតណា នោះទៅគេហៅថាអ្នកមានពិតប្រាកដមិនមែនដូចយ៉ាងមានលុយតែប្រមាណលានសោះគឺឡើងខ្ពស់កប់មិនទៅហើយ តែកាន់តែគួយអស់សំណើចនោះគឺឈិនជាលេងជាមួយនឹងសេចាម្នាក់នេះបាត់បង់មនុស្សប្រុសដែលមានសមត្ថភាពមនុស្សម្នាក់ចង់ធ្វើបែរជាចង់ធ្វើជាឆ្កែទៅវិញមិនគួរណាធ្វើបែបហ្នឹងទេនិយាយចាមុននេះអ្នកណានិយាយថាអ្នកខ្លាំងជាងគេនៅទីនេះហើយអ្នកណានិយាយថាចង់ណែនាំឲ្យយកជឿធ្វើការងារនោះហើយនៅនិយាយថាមានឱកាសមិនចាប់យកទៀតមួយជីវិតមិនអាចជោគជ័យបានត្រូវហើយសេចៅបើតាមការបែងចែកឋានៈឯងនិយាយនោះណាអញ្ចឹងយើងសួរឯងបងជារបស់យើងមានលុយរាប់កោតគេគួរតែអង្គុយនៅតុទីប្រមាណទៅយើងត្រំយូរមកហើយណាមនុស្សអាចឆ្លាញ់លុយវាមិនខុសទេតែវាត្រូវមានផ្លូវរបស់វាដែរដំបងរៀនធ្វើមនុស្សសិនអញយល់ហើយនៅហើយមាននាងទៀតផងកាលពីមុនមិនសមជាមួយនឹងជឿពេលនេះគឺនៅតែមិនសមមិនគិតនេះថាស័កសមជាមួយគេ ខ្ញុំមិនជឿទេនៅក្នុងព័ត៌មានគេនិយាយតែឈ្មោះអ្វីក៏មិនពិតប្រាកដដែរ តែវាកាយទៅដែរយីផានអញមានអីបញ្ជាក់ទៅបញ្ជាក់ចាំបាច់ដែរអញមិនហ៊ានបញ្ជាក់ចាំមិនថាខ្លាយហើយ ខ្ញុំគឺជាអ្នកបញ្ជាក់អ្នកនាងមក នាងគឺអ្នកនាងមកអី គឺខ្ញុំ សួស្ដីខ្ញុំគឺជា លោកយាយលោកពិតជាពិបាកតាមលោកមែននៅរាជធានីមានភាពសំខាន់មកលោកមិនអាចនៅជាមួយមិត្តភក្តិបានយូរទៀតទេ មិនអីទេយ៉ាងណានៅទីនេះទៀតក៏គ្មានអីគួរចង់នៅទៀតដែរណាចឹងជឿសិចៅថ្ងៃក្រោយបើមានការលំបាកអីអាចមករកយើងបានណាធ្វើជាមនុស្សល្អទៅកុំធ្វើជាឆ្កែនេះអ្នកប្រុសលោកម្ចាស់របស់ខ្ញុំចង់ជួបជាមួយលោកម្ចាស់របស់ឯងលោកម្ចាស់របស់ខ្ញុំតកូលយាលោកម្ចាស់អ្នកប្រុសម្ដងហើយខ្ញុំណែនាំខ្លួនបន្តិចខ្ញុំគឺឈ្មោះថាយេស៊ឺហ៊ុនមកពីក្រុមហ៊ុនយេស៊ឺបាននិយាយពីសាច់ឈាម Welcome to Mobile Legends! 5 seconds till the enemy reaches the battlefield. Smash them! All troops deployed! My cloth is បាទ on! ថងឈាមពីរតាងហ្នឹងហ្មងខ្ញុំមានតែមកខំបោតែខំមកអត់ដាច់ខ្ញុំពិបាកវាយទៀតតែអីខ្ញុំលេងមួយឲ្យតែអស់អាឈាមសដល់តែយើងហើយមកអូឈាមមានអាឈាមពីរតាងពិបាកវាយអ្នកគ្នាខ្ញុំចោតដល់លេងបែកផ្លូវគេដែរខ្ញុំបងគេបានអាទឿងកាក់ភ្លើងយ៉ាខ្ញុំលើមុនបាទអែមែនតើបាទបាទពីវាយដែរខ្ញុំឡើងលើលឿនខ្ញុំ Punch it slow! ដុតមកចាអស់ជាបាត់ចាបាត់សូមបានយល់សិនអ្នកគ្នា Ally has been អី slain. តោះជាបន្តិចមិនចាវុតបើនេះមួយដល់បាទអូខេបាទជាប្រហែលតាមវាយអត់មានខ្លាចវាយដល់អើតាមចាសិន The An cloth enemy is has repaired! been slain. ចាំមើលចាំ level យើងច្រើនតិចចាំឡើងទៅស៊ីមីខ្មៅដល់នេះខ្មៅ skin ឡោយ epic skin ទៀតអីយ៉ាបើសិនយើងប៉ះគ្នាជាមួយណាបាទពីវបដល់ទីណាខ្ញុំ Ally has been លេងឆ្លុយ slain. ពេកចូលម្នាក់ឯងគេឡើងពីនេះហើយពេលบอกឃើញខ្ញុំអ្នកនេះអត់ឃើញចាអីប្រូដាក់ដៃនេះដាក់ជើងស្គបហើយទីយ៉ាបាយយល់ទៅ An enemy has been slain. អត់ជើងស្គបបាយយល់អ្នកនេះខ្ញុំតអត់ជើងស្គបខ្ញុំដាក់តែមកខំបោទៀតមក Ally
vốt ngọt gì vậy já flip lớn chưa mình cần tập trung đón bà kho vào đó mình hết đâu kia là đâu kia đâu là phải ba mùi muối bật đó tẹp bạn là tôi tẹp tiền chắc ngọt đó nha An enemy. nhưng mà mấy cái đá mình đúng là mấy cái đá em á The enemy has slain the turtle. phần mưa mình toán không ultimate ba trên này Anyone và can đi na make lên light tam là shine. tam xuống ngõ bắn vào thế à lên trong mình nè lên tam nó chưa thay nhân nào thì bay kia mình chạy ta đi na tăng đôi giết ta và đợi hơn bay ở ra đằng thế là này nữa mà mấy bà một trong đó đó là hết cho là hết cho này thì mình đuôi vào đó kiểm soát bay vào đó nhá rồi mà cái mà nó phải tạm hết nhá phun lửa sao Witness my power. có hai vào đó ngọc lại rồi mới mình quất vào đó trăm flick này lại đó búp thế mà làm lại không ơi trong một nào nhá trăm được vậy vào đó ra búp ra bay vào đó ra tạo cái gì không nè mấy bạn đang tặng đáy em nữa cả là bạn quên son và đáy bạn lấy xe mình cái này ok nếu bởi cái này ngọc thón dương đó là chạp rồi dương mà đã cái gì ra lên kém bạn quay bạn đắng không bảo quay à hàng trong này bạc cái láo này ở cái đấy nát nó cho tại anh thôi luôn đó cái cả mình kia là rồi kia bro tụi bạn đi rồi mình là các bạn bạn đây quay đi một cho đọc tên rồi khi ngon kia là bạn đắng Gather at the turtle. chúng ta thầm lan bạn nông vay cái theo ba đồng tới ô nơi tiệt nó farm được nhá Ally has been slain. nó farm tao lại dương mà này Your punch is slow. có 7 đô tao lại dương chứ trên farm này khéo ở xiêm thế này farm một ô lại xiêm so với người ta không có lối gì ô lan này An enemy has been wow slain. em thế mà một lưu gì vào đây làm gì đã nhóm 400 below mình từ cô sân món này nhóm mày búp bắt ultimate đi búp rồi chào ơi bốc mũi tên bút đi cái tên cho đá này giờ trong vinh là nặng ơi mẹ mở trà bát đẹp chứ kèo nâng mê nè Ally has been slain. We need to get out of this tournament alive. tên có là bao nhiêu một siêu sắt này bút đó là nó từ một tích đánh rồi chạy đến bây giờ nó đang hết trâu nữa lạnh ngồm Request backup. thôi nhưng giờ đây ăn mua cho họ khai này từ đây có cháu còn lôi cháu này giờ đi kho vào đây Request backup. Save your moves. bắn chưa được đây Destroy the đây bây giờ này cái tầm áp bọc à cái này nào mà tích ngọt rồi đi biết khỏi lấy toán rồi khỏi toán đi rồi Show me your power. thứ làm sư bắt đầu sư bắt đầu rồi ban nhạc đau nhạc ơi cho máu ngón rồi tổng cái nữa bút super rồi em bắt đầu super rồi bút máu một tuần tuần là chỗ đâu là slap á bà Is Iki in this battle as well? dạ không mệt lắm Ult is not ready. của sân farm những ăn miếng ultimate rồi kéo này sang lên fan này thế này mà linh chặt bật em mà con đá bà rồi với một bạn cho mình tên mà là bên cái nó xì cơ chặt chốt là spray bảo sân này nè internet đấy còn lang cho thế bà đừng troll sắp mơ tới fan ca dương fan ca cùng bay trên luôn làm farm đi ra tới một đây mới cao ngọc ơi đặc ơi Have been slain.
nói cho em bà đá đẹp nhé bỏ tao team fight thằng đó tới An enemy has launched attack. chôm dạ Karina đánh chạ tên ngọc bằng nana mình lại Double kill. dạ ní em bà đá bà cả mốc bút đen bút hồ xe neo nát neo kem tiếp thôi bỏ mình ở bật hơi bật làm mình cái này chứ làm tiền không biết bỏ hơi đó đây nói thằng nó tin bỏ bây giờ đến đấy quay đó mà thằng váy cái dạ gục quật chẳng nó đã cả cái đó đang nhớ lên lúc đó mà Gather up the Lord. thằng váy á Take down the Lord. cái phơi ngọc ba đã miếng nát máy bây giờ dơ ai ơi Enemies here have no constellation tiên power. gắn liền mày nói tâm nó đấy mà tầm nó tâm tăng cái đó tăng xây kia đâu à bốc ôi bốc máy mặt ta bốc nhau men là gì ơi Double kill. nói đừng nó hết hả Remind hết me hả of this to end nhưng mà là soon. càng một cái rồi vậy mình thêm sao bốc ơi tăng lên bỏ cả I don't want to go through that training again. Mỗi cái đang lo con mình đứng không đến phải tay nhộng tức là tới người khỏi chặt nữa chắc tôi xung quanh là gì lên dương lên xong rồi bạn che bảo lo bạn che bảo đó bạn che vào đó đẹp như bye Team bye destroyed a turret. Victory. victory bye bye bà cái đáng mà ban mà